ថានេះជាបន្ទប់តខ្លួនរបស់ខ្ញុំអ្នកណាក៏គ្មានសិទ្ធិចូលដែលមេតាលោកស្រីនៅឲ្យឆ្ងាយលោកសក្ខីទៅភ្លាមកាត់សម្ដីរបស់នាងតូចមរកតអ្នកណាបង្រៀនឯងឲ្យសម្ដីធំដាក់ម្ដាយដូច្នេះឆាប់សុំទោសមកឯងភ្លាមមរកតក៏ដើរចេញនឹងសម្លក់លោកស្រីសីណាតលោកស្រីញៀកមកលោកសក្ខីនឹងវាចាឡើងគុំទៅថាអីឲ្យកូនអីលោកបងប្រហែលនាងទៅតែពីហត់ត្រូវការសម្រាប់ខ្ញុំជឿថាយូរបន្តិចទៀតកូននឹងសម្របជាមួយខ្ញុំបានពួកយើងច្បាស់ជាចុះសម្រងគ្នាលោកបងគុំបារម្ភអីលោកសក្ខីដកដង្ហើមធំទាញទឹកមួយកែវមកក្រេបដើម្បីរំសាយអារម្មណ៍មកដល់ក្នុងបន្ទប់ដ៏ស្ងាត់នាងតូចទាញរូបថតមកជូតថ្មនិងវាចាតិចអ្នកម៉ាក់ពេលនេះកូនមកដល់មាតុភូមិយើងវិញហើយម៉ាក់ដឹងទេកូនរៀនចប់ផ្នែកបុរាណវិទ្យាហើយពេលកូននៅរៀនកូនក៏ទទួលចំណេះជាច្រើននិងរឿងជាច្រើនដែលស្ទើរតែមិនគួរឲ្យជឿថាមានលើโลกនេះម៉ាក់ជឿលើរឿងវិញ្ញាណនិងជឿទេថាលើโลกនេះពិតជាមានពិតមែននោះវាចារួចក៏តាំងព្យួររូបថតនៅក្បែរដំណេកស្ត្រីនៅក្នុងរូបថតជាលោកជំទាវបូផាកែវជាប្រពន្ធស្របច្បាប់លោកសក្ខីដែលទទួលមរណភាពតាំងពីមរកតនៅអាយុ13ឆ្នាំមរកតមានបងស្រីភ្លោះម្នាក់ទៀតដែលរូបរាងដូចគ្នាបេះបិទដែលមានឈ្មោះថាម៉ូរីកាក៏មរណភាពទៅហើយដែលជាមួយម្ដាយដោយគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំចិត្តដែលគេទុកចោលរាប់ឆ្នាំនៅបណ្ដោយផ្លូវទៅខេត្តសៀមរាបឯណោះបន្ទាប់ពីលោកជំទាវបូផាកែវលាចាកលោកសក្ខីក៏មានភរិយាថ្មីម្នាក់ទៀតដែលធ្វើឲ្យមរកតមិនសប្បាយចិត្តក្នុងរឿងនេះនាងនិងម្ដាយក្រោយមិនសប្បាយចិត្តក្នុងរឿងនេះនាងនិងម្ដាយក្រោយមិនដែលត្រូវគ្នាទេព្រោះនាងស្អប់លោកស្រីសីណាតខ្លាំងណាស់គ្រប់អាហារដែលលោកស្រីធ្វើនាងតែងតែចាក់ចោលមិនប៉ះដាច់ខាតចំណែកលោកស្រីសីណាតតែងតែអត់ទ្រាំជាមួយចារិតដ៏រឹងរូសខ្លាំងបំផុតរបស់នាងតូចយប់ឡើងក្នុងវិឡាដ៏ស្ងាត់ជ្រាបអ្នកបម្រើក៏ចូលដេកអស់ស្រស់ស្រីគេងមិនលក់ក៏ចេញមកយកខ្យល់អាកាសកំពុងស្លងអារម្មណ៍នាងល្អភ្ញាក់ព្រឹបជាមួយវត្តមានលោកស្រីសីណាតដែលមកឈរក្រោយនាងមិនដឹងតាំងពីស្មានណាអូលោកស្រីមកតាំងពីម្កាលនាងតូចចោទសួរទាំងនឹកឆ្ងល់អូម៉ាក់មកដល់យូរហើយតាំងពីកូនឈរត្រង់នេះដំបូងម្លេះហេតុអីខ្ញុំមិនឃើញលោកស្រីចេះបំបាំងកាយមែនទេឬមួយទម្លាប់ចោលរបស់លោកស្រីវាតែងតែមាននៅក្នុងខ្លួនទើបចូលចិត្តមកលួចពួនពីក្រោយខ្នងគេបែបនេះលោកស្រីប្លង់មកពីកូនមិនចាប់អារម្មណ៍វត្តមានរបស់ម៉ាក់តែងតែនៅក្បែរកូនជានិច្ចលោកស្រីកុំមកប្រើសម្ដីម៉ាក់កូនជាមួយខ្ញុំអីមិនបាច់ធ្វើល្អទេព្រោះថាពេលនេះគ្រប់គ្នាគេងលក់អស់ហើយគ្មានអ្នកណាឃើញទង្វើល្អคล้ายៗរបស់លោកស្រីទេលោកស្រីមិនសម្រានទេក៏នៅត្រង់នេះទៅទៀតចុះខ្ញុំចូលគេងហើយនាងតូចទាំងលើកដៃផ្ទប់មាត់ស្ងាបលោកស្រីឡើងបាក់នៅមើលសុវត្ថិភាពឲ្យគ្រប់ជ្រុងជ្រោយសិនក្រែងមានបញ្ហាដល់កូនមរកតដើរចេញទាំងធ្វើមុខប្រកបដោយភាពមិនពេញចិត្តនាងបានសម្លឹងទៅមុខលោកស្រីសីណាតទាំងពើបមាត់คล้ายៗលោកស្រីជាមនុស្សคล้ายៗបំផុតនាងធ្វើរឹកពីហាក់មិនពេញចិត្តជាមួយម្ដាយក្រោយក៏ចូលទៅក្នុងបន្ទប់លោកស្រីសីណាតឈានជើងទៅរកដើមផ្កាចំបីមុខផ្ទះទាំងឃើញស្រមោលស្ទង់ព្រាមើលមិនសូវច្បាស់ក៏ឈរនៅចំពោះមុខលោកស្រីអ្នកម្នាងទ្រង់មិនផ្ទុំទេមានអីឲ្យពួកយើងបំរើទេលោកស្រីសីណាតបដោយហើបមាត់គ្មានទេពួកឯងបើគ្មានការកុំចេញមកឲ្យសោះខ្លាចនាងតូចឃើញធ្វើឲ្យនាងភ្ញាក់ផ្អើលនិងខ្លាចពួកឯងអ្នកម្នាងពួកយើងឆ្ងល់ណាស់នាងតូចនោះមានអីតាក់ទងជាមួយអ្នកម្នាងទៅមកតាមនាងគ្រប់ជាតិបែបនេះតើជាតិណាទៅនាងព្រមងាកមកមើលអ្នកម្នាងក្នុងផ្លូវល្អខ្លះលោកស្រីសីណាតញឹមមិនតតអ្វីទាំងអស់ចំណែកនាងតូចមរកតមកដល់ក្នុងបន្ទប់គេងមិនលក់សោះរសាប់រសល់ចេះតែឮសំឡេងបងស្រីនិងម្ដាយយំមិនឈប់ទៅជានាងខំប្រឹងបិទភ្នែកនិងទូភួយចិត្តឈឹងយ៉ាងណាសំឡេងស្រែកនៅលើពេញបន្ទប់សំឡេងស្រែកថាជួយផងយ៉ាងក្រលួចនៅតែឮក្នុងត្រចៀកនាងម៉ោង1យប់ហើយលោកស្រីសីណាតនៅតែដើរក្រឡឹងក្បែរបន្ទប់ស្រស់ស្រីលោកស្រីវាចាទាំងគ្មានសំឡេងទៅកាន់អមនុស្សលោកស្រីបូផាកែវសូមកុំរំខានកូនស្រីអីបើលោកស្រីនៅតែស្រែកបែបនេះនាងតូចអាចបាត់ស្មារតីខ្លាចលោកស្រីហើយសីណាតបានប្រើវិញ្ញាណដើម្បីសន្ធាបូផាកែវវាចាឡើងបងស្រីជួយមើលថែនាងតូចឲ្យបានល្អផងជាតិនេះប្អូនអាយុខ្លីណាស់មិនគួរជន់អាក្រក់តាមយាយីជីវិតបែបនេះទេវាតាមសម្លាប់ខ្ញុំវាសម្លាប់ខ្ញុំបូផាកែវនិយាយថាគេសម្លាប់ជាច្រើនដងរហូតធ្វើឲ្យនាងតូចស្ទុះក្រោកនិងវាចាតិចទាំងបើកញើសជោគខ្ញុំគិតមិនខុសពិតមែនថាម៉ាក់ច្បាស់ជាត្រូវគេយកវិញ្ញាណធ្វើបាបខ្ញុំត្រូវតែដឹងការពិតឲ្យបានថាអ្នកដែលបញ្ជាឡាននោះអ្នកណាក៏ដោយដែលសម្លាប់ម្ដាយខ្ញុំមិនរួចខ្លួនដាច់ខាតខ្ញុំសង្កត់ចិត្តមករយៈពេល10ឆ្នាំហើយរឿងនេះមិនចប់ត្រឹមនេះជាទេឈាមសងដោយឈាមអញអ្នកណាអ្នកសាងនឹងទទួលវិញរាប់រយលានដងនាងតូចសំងកេងទាំងទឹកភ្នែកស្រក់ចុះនេះជាទឹកភ្នែកនៃការឈឺចាប់ដែលកូនត្រូវបាត់បង់ម្ដាយប្អូនបាត់បង់បងនាងត្រូវបើកភ្នែកសម្លឹងឃើញក្តីឈឺចាប់នេះដោយភ្នែកស្រស់ខណៈនាងមានអាយុទើបតែ10ឆ្នាំជាងប៉ុណ្ណោះកាលពី13ឆ្នាំមុន
រូបភាពត្រូវបានបង្ហាញឲ្យយើងឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៃវិឡានេះព្រឹកថ្ងៃច័ន្ទខែ7ឆ្នាំជូតដែលជាឆ្នាំទី1នៃឆ្នាំទាំង12ថ្ងៃនេះព្រះច័ន្ទពេញបូមីល្អណាស់ឆ្លងផុតពីយប់នេះទៅព្រឹកស្អែកជាឆ្នាំថ្មីហើយឆ្នាំជូតរំកិលទៅបន្តិចម្ដងត្រៀមស្វាគមន៍ឆ្នាំថ្មីនៃឆ្នាំឆ្លូវរថយន្តម្ចាស់វិឡាបានបើកទ្វាររង់ចាំម្ចាស់ដើម្បីធ្វើដំណើរទៅទីកំសាន្តក្រឡេកមកមើលទិដ្ឋភាពខាងក្នុងឯនេះវិញលោកជំទាវបូផាកែវកំពុងតែរៀបចំសម្លៀកបំពាក់សម្រាប់កូនស្រីទាំងពីរលោកសក្ខីចុះកម្មចិន្តាមួយសម្ដៅមករកគ្រប់គ្នាគ្រាន់តែឃើញលោកចុះមកភ្លាមកូនស្ទុះទៅអោបជាប់លោកអោនចុះព្រមទាំងលើកូនស្រីទាំងពីរឡើងព្រមគ្នាម៉ូរីកាថាបលោកពុកទាំងវាចាទន់ភ្លន់ម៉ូរីកាស្រឡាញ់លោកប៉ាជាទីបំផុតចាស់ចំណែកមកកតក៏ថាបលោកនៃថ្ពាល់ម្ខាងទៀតមកកតក៏ស្រឡាញ់លោកប៉ាដែលចាស់សលោកប៉ាចាស់សពួកយើងឆាប់ចេញដំណើរទៅកូនចង់ទៅដល់សៀមរាបឆាប់នេះលោកជំទាវបូផាកែវសម្លឹងទៅមុខស្វាមីព្រមទាំងចាដោយដកដង្ហើមខូលោកបងចាំព្រឹកស្អែកទៅមិនបានទេហេអូនដូចគ្មានចំណាប់អារម្មណ៍អារឿងដើរយប់នេះសោះណាផ្លូវឆ្ងាយពេលយប់ស្ងាត់ក៏សម្បូរសត្វព្រៃឆ្លងកាត់លោកសក្ខីដប់ទាំងមើលមុខភរិយាអូនហាសម័យនេះមានសត្វព្រៃឯណាមកឆ្លងកាត់នោះគេយកទៅអភិរក្សអស់ហើយទៅយប់នេះហើយផ្លូវស្ងាត់ស្រួលបើកហើយព្រឹកឡើងទៅដល់ទីតាំងតែម្ដងយើងអាចមើលថ្ងៃរះពេលព្រឹកព្រលឹមចំណេញពេលតោះទៅបងលើកអីវ៉ាន់ដាក់ឡានរួចហើយរថយន្តបានបកកាត់តាមបណ្ដោយផ្លូវជាតិលេខ5មួយយ៉ាងលឿនម៉ូរីកានិងមរកតគេងលក់ស្ងាត់ឈឹងចំណែកលោកស្រីបូផាកែវសម្លឹងទៅផ្លូវទាំងទឹកមុខបារម្ភមកដល់ច្រកមួយនៃផ្លូវបំបែកលោកបានបត់ស្ដាមតាមគំនូសសញ្ញាមកដល់ចិត្តដែលមានចំណាស់រាប់រយឆ្នាំដែលសាងសង់ឡើងពីថ្មភក់ដែលមានសភាពបែកបាក់លោកបានឈប់រថយន្តដើម្បីសម្រាកមរកតបានចុះតាមលោកសក្ខីដើម្បីមកទស្សនាប្រាសាទដែលជាងតាមចំណាំងភ្លើងរថយន្តចំណែកម៉ូរីកាគេងលក់លើផ្លូវម្ដាយក្នុងរថយន្តនាងតូចមរកតកំពុងស្លង់អារម្មណ៍ជាមួយទិដ្ឋភាពប្លែកក៏បានចោលភ្នែកមកទាន់រថយន្តដែលគ្មានមនុស្សបើកសម្ដៅមករថយន្តខ្លួននាងស្រែកភ្លាត់មាត់ម៉ាក់បងម៉ូរីកាប្រេតដែលធ្វើឲ្យលោកសក្ខីងាកមកតាមសម្លេងនាងគ្រប់យ៉ាងបានហួសពេលទៅហើយបូផាកែវនិងម៉ូរីកាត្រូវបានរថយន្តគ្មានមនុស្សបញ្ជានោះបុកខ្ទាតទៅទូប្រាសាទបណ្ដាឲ្យផ្ទុះសាំងឆេះគ្មានសល់នាងតូចនាងសម្លឹងទៅម្ដាយនិងបងស្រីដែលដេកស្លាប់ក្នុងភ្លើងនាងក៏មិនភ្លេចចោលភ្នែកសម្លឹងមើលជុំវិញនាងបានឃើញនារីឈុតបុរាណសម្លឹងមកនាងមិនដាក់ភ្នែកនារីឈុតបុរាណនេះហាក់នៅក្នុងសភាពការគ្រប់យ៉ាងលោកសក្ខីយំសោកស្ដាយភរិយានិងកូនស្រីជាពន់ពេកធ្វើឲ្យបាត់បង់ស្មារតីព្រឹកឡើងលោកនិងកូនក៏មកដល់មន្ទីរពេទ្យទៅហើយដែលគ្មានអ្នកណាដឹងឡើយថាអ្នកណាបញ្ជូនមកនឹងមកបានតាមរយៈណាស្រស់ស្រីនឹកត្រឹមនេះក៏ស្រក់ទឹកភ្នែកតក់កាត់ផែនថ្ពាល់ដល់លងស្រើនាងសំងំបិទភ្នែកទាំងអួរណែនដើមព្រឹកឡើងនៃថ្ងៃថ្មីអ្នកនាងតូចនេះទើបតែមកដល់ផ្ទះរៀបវ៉ាលីទៅណាទៀតហើយចាស់នេះអ៊ំយ៉ាងដែលថែនាងតូចមរកតមកតាំងពីតូចក៏ចូលចិត្តរអ៊ូបែបនេះជាប្រចាំព្រោះតែឃើញស្រស់ស្រីកំពុងបត់ខោអាវជាច្រើនចូលក្នុងវ៉ាលីនិងបំរុងចេញក្រៅស្របពេលដែលលោកសក្ខីមកល្មមដៃមុំរបស់លោកបានប៉ះស្មាកូនស្រីថ្មុំកូនមរកតថ្ងៃនេះទៅមើលសារមន្ទីរជាមួយប៉ាថៅកែសៀមបានបញ្ជូនរបស់មកច្រើនណាស់កូនមានជំនាញមើលវត្ថុបុរាណនេះស្រាប់ទៅជួយមើលបន្តិចទៅកុំឲ្យនាំចូលចំរបស់คล้ายនាងក្រមុំមុខតបប្រមូលតបទាំងមិនសម្លឹងមុខឪពុកលោកប៉ាក្រែងភរិយាលោកប៉ាជំនាញណាស់ខាងគ្រឿងបុរាណមិនឲ្យទៅទុកនៅផ្ទះគោរពបូជាយ៉ាងម៉េចលោកសក្ខីមុខមមប៉ុន្តែមិនហ៊ានស្រដីធ្ងន់ទៅកាន់កូនស្រីរីតែមួយឡើយកូនគូគោរពអ្នកជាម្ដាយខ្លះផងទោះមិនមែនម្ដាយបង្កើតក៏គេជាអ្នកបីបាច់ឯងដែរប៉ាបញ្ជូនកូនទៅរៀនដល់បរទេសជំនាញច្រើនណាស់សង្ឃឹមថាឯងមកវិញជួយការងារប៉ាក្រែងពួកសៀមវាបញ្ជូនទំនិញមកមិនសុទ្ធបើមិនទៅក៏មិនអីដែរទៅយើងឲ្យស៊ុយណាតជាអ្នកគ្រប់គ្រងមើលថែទាំងអស់ហើយឯងគុំសង្ឃឹមបានអីពីយើងនាងក្រមុំវាចាកាត់ខ្ញុំមិនឲ្យអ្នកណាមកយកទ្រព្យដែលម៉ាក់ខ្ញុំខំសាងឡើងមកជាដាច់ខាតពិសេសមីងម្នាក់នោះបានខ្ញុំនឹងទៅពិនិត្យមើលទំនិញតែមិនមែនជួយប៉ាទេគឺខ្ញុំទៅដើម្បីមើលថាតើរបស់ម៉ាក់ខ្ញុំនៅគង់វង្សដែរទេអាត្រូវហើយតាំងពីខ្ញុំចូលមកទីនេះដូចជាប្រែប្រួលណាស់ឯណាទៅរូបថតម៉ាក់អ្នកណាជាអ្នកដោះចេញលោកសក្ខីវាចាទាំងសម្លឹងទៅជញ្ជាំងដែលជាទីតាំងធ្លាប់ជួរូបថតភរិយាគឺប៉ាឲ្យជាងយកទៅជួសជុលដោយហេតុឃើញថាវាប្រសុំហើយម៉ាក់ឯងជាអ្នកឲ្យប៉ាយកជួសជុលព្រោះគិតថាឯងមកដល់នឹងឃើញរូបថតថ្មីមិនមែនស្រីម្នាក់នោះយកទៅបោះចោលហើយទេដឹងកូនកុំគិតអាកិជាមួយស៊ុយណាតពេកអីកន្លងមកនេះគេមើលថែទីនេះល្អណាស់ក្រមុំតូចពើបមាត់ដើរចេញតាមទម្លាប់កូនតម្រើសរឿងចិត្តយមមនុស្សរស់ភាគទី2និពន្ធដោយម៉ារ៉ាឌីសុខានិតហើយនេះនៅសារមន្ទីរសក្ខីកែវ
នៅក្នុងបរិវេណនៃសារមន្ទីររបស់ត្រកូលអភិជនក្នុងទីក្រុងភ្នំពេញវាជាសារមន្ទីរឯកជនមួយដែលមានភាពល្បីល្បាញខ្លាំងបំផុតព្រោះតាំងដោយវត្ថុបុរាណជាច្រើនជាពិសេសរបស់ដែលបាត់ទៅជំនាន់សង្គ្រាមត្រូវបានប្រមូលមកទីនេះទាំងអស់ត្រកូលលោកសក្ខីក្រៅពីមានវត្ថុបុរាណជាច្រើនក្នុងដៃហើយនោះក៏ជាម្ចាស់នៃសំណង់បុរាណជាមួយកន្លែងដែលលោកជួបឧបហេតុជាមួយភរិយាកាលពី13ឆ្នាំមុនទៀតផងនាងក្រមុំកំពុងពិនិត្យគ្រឿងស្ពាន់ដែលមានដូចជាកងដៃកងជើងជាច្រើនដែលលោកថៅកែនុនយកមកលក់បន្តឲ្យលោកថៅកែនុនជាដៃគូរកស៊ុយជាមួយលោកសក្ខីដែលទើបតែចុះកុងត្រាជាមួយគ្នាថ្មីនេះលោកនុនមានកូនប្រុសម្នាក់ដែលកំពុងសិក្សានៅកម្ពុជាផងដែរថ្ងៃនេះលោកក៏យកកូនប្រុសមកបង្ហាញខ្លួនឲ្យលោកសក្ខីបានស្គាល់លោកទាំងពីរមានបំណងភ្ជាប់កូនទាំងពីរឲ្យស្គាល់គ្នាទើបលោកសក្ខីបង្ខំនាងក្រមុំឲ្យមកទីនេះលោកនុននិងលោកសក្ខីកំពុងជែកជំនួញរកស៊ុយជាមួយគ្នាយ៉ាងជក់ចិត្តចំណែកនាងក្រមុំជូតសម្អាតនិងពិនិត្យយ៉ាងម៉ត់ចត់និងរៀបរបស់ទុកដាក់យ៉ាងរៀបរយនាងមកគយគុណនារីក្នុងគំនូរដែលតាំងនៅក្បែរនោះទាំងទឹកមុខឆ្ងល់នារីនេះជាអ្នកណាមុខនេះដូចជាធ្លាប់ស្គាល់ពីមុនមកជាអ្នកណាចេះមើលចុះមានរូបជាម្ដាយដូចជាមើលថែកូនស្រីចំណែកកូនស្រីនេះមុខដូចជាយើងខ្លាំងណាស់បើលោកប៉ាមិនប្រាប់ថានេះជាគំនូរបុរាណទេនោះខ្ញុំច្បាស់ជាយល់ថាជារូបខ្ញុំមិនខានចម្លែកមែនម្ដាយកូននេះមានរូបជាច្រើនមានទាំងសម័យបុរាណលង្វែកហើយក៏សម័យអាណានិគមទៀតផងឬមួយគ្រប់ជាតិគ្រប់សម័យកាលជាម្ដាយនិងកូនរហូតមែនទេបើបែបនោះពិតមែនខ្ញុំសូមជួបអ្នកម៉ាក់ម្ដងទៀតនៅជាតិក្រោយកូនសន្យានឹងធ្វើជាក្មេងស្ដាប់បង្គាប់មិនរឹងរូសនិងផ្ដល់ឱកាសឲ្យកូនបានសង្គុណអ្នកម៉ាក់ផងកំពុងស្លងស្មារតីកំឡោះផានុដែលជាកូនប្រុសលោកនុនបានមកកាត់ចង្វាក់នាងសួស្ដីបាទខ្ញុំផានុវិឆានុនរីករាយដែលបានស្គាល់នាងក្រមុំនាងតាមម្ចាស់សម្លេងទាំងរលាស់កេសាដ៏ទន់រលោងធ្វើឲ្យកំឡោះផ្លឹកជាមួយសម្រស់ក្រមុំនាងវាចាទន់ភ្លន់សួស្ដីតើលោកត្រូវការមើលទំនិញអ្វីទេផានុរាដៃឡើងអូអត់ទេចៃដន្យខ្ញុំមកទីនេះដើម្បីស្រាវជ្រាវកិច្ចការសាណាតែប៉ុណ្ណោះអ្នកនាងជាម្ចាស់ទីនេះមែនហើយមានអ្វីឲ្យខ្ញុំណែនាំដែរទេលោករៀនជំនាញអ្វីដែរអូបាទខ្ញុំជានិស្សិតផ្នែកបុរាណវិទ្យាចៃដន្យមែនខ្ញុំក៏ជាអ្នកបុរាណវិទ្យាដែរប៉ុន្តែខ្ញុំចប់មុនលោកដោយសារនៅប្រទេសអេស៊ីកម្មវិធីសិក្សារបស់គេលឿនជាងកម្ពុជាខ្ញុំត្រូវរៀនគ្មានពេលដើម្បីវ៉ាកង់ឡើយនាងក្រមុំតបដោយទឹកមុខរីករាយពេលដែលបានជួបអ្នកសិក្សាជំនាញដូចគ្នានិយាយចឹងអ្នកនាងស្គាល់ម្ចាស់រូបគំនូរនេះទេនាងក្នុងឈុតបុរាណពិតជាស្អាតណាស់ខ្ញុំជាជនជាតិភូមិរស់នៅទល់ដែនថៃមិនសូវយល់ដឹងអំពីវប្បធម៌ទីនេះទេសូមអ្នកនាងជួយណែនាំផងលោកជាជនជាតិភូមិនិយាយភាសាខ្មែរបានច្បាស់ល្អណាស់លោករស់នៅទីនេះយូរហើយមែនទេចៃដន្យម្ដាយខ្ញុំក៏ជាជនជាតិខ្មែរដែរទើបខ្ញុំចេះភាសានេះតាំងតែពីតូចល្អណាស់ភាសាខ្មែរពិបាករៀនបន្តិចមែនសម្រាប់បរទេសលោកចេះពិតជាប្រសើរណាស់និយាយរឿងគំនូរនេះក៏ប្រហែលដែរណាតែនឹកមិនឃើញសោះថាជាអ្នកណានាងក្រមុំសញ្ជឹងគិតធ្វើឲ្យកំឡោះតាមគុយគុណផោតល្អដោយគំនូរខ្ញុំគិតថារូបនេះជារូបអ្នកនាងតែងបុរាណហើយយកមកតាំងពិតទេជាផ្ទាំងពាណិជ្ជកម្មនៃសារមន្ទីរដើម្បីតាក់ទាញអតិថិជននោះអីលោកគិតថាខ្ញុំជាតារាទូគុណយ៉ាងម៉េចទើបយករូបខ្លួនឯងមកតាំងក្នុងហាងនោះធម្មតាខ្ញុំមិនដែលបង្ហាញមុខជាសាធារណៈឲ្យអ្នកណាឃើញឡើយក្រមុំសើចញឹមអត់ទេមិនមែនរូបខ្ញុំទេនេះជាគំនូរបុរាណតាំងពីខ្ញុំកើតមកក៏ឃើញរូបនេះហើយណាលោកប៉ុន្តែចៃដន្យណាស់ពេលដែលខ្ញុំធំឡើងនោះក៏មុខស្រដៀងម្ចាស់គំនូរនេះខ្ញុំក៏ឆ្ងល់ដែរណាកំពុងស្លងអារម្មណ៍ទូរស័ព្ទនាយរត់អន្តានធ្វើឲ្យមរកតលាន់មាត់លោកទូរស័ព្ទរបស់លោកនាយហួសចិត្តជាមួយខ្លួនឯងបន្តិចដែរទើបទទួលទូរស័ព្ទ Hello ម្ចាស់សំឡេងដែលហៅទូរស័ព្ទមកក៏និយាយដោយសម្ដីតិចលោកផានុមែនទេបាទអ្នកនាងជាអ្នកណាមានការអ្វីដែរខ្ញុំមានវត្ថុបុរាណមួយចំនួនចង់លក់ជូនលោកនិយាយត្រង់ចុះនេះខ្ញុំតម្ដាយខ្ញុំឈឺទេទើបខ្ញុំដាច់ចិត្តលក់វាតើលោកមានពេលទំនេរមកមើលទំនិញដែរទេផានុអញបើពេលទំនេរនោះគឺគ្មានទេអ្នកនាងប៉ុន្តែខ្ញុំអាចឲ្យកូនចៅលោកប៉ាទៅជំនួសបានចំណែកឯតម្លៃនោះចាំខ្ញុំឃើញទំនិញសិនទើបវាតម្លៃបានអ្នកនាងមានការអ្វីទៀតទេបើអស់ការអីហើយនោះខ្ញុំសូមអនុញ្ញាតបិទទូរស័ព្ទហើយមរកតសម្លឹងទៅបរោះទាំងឆ្ងល់នេះលោកខ្ញុំមិនឃើញលោករវល់អីទេបើចៃដន្យចំរបស់ល្អនោះលោកចំណេញច្រើនណាស់មិនគិតសាកល្បងមើលទំនិញសិនទេអូហូអ្នកនាងសម័យនេះពិបាកជឿណាស់អ្នកខ្លះយកចម្លាក់ស៊ុយម៉ង់មកបោកថារបស់កម្រខ្ញុំជួបអស់ហើយប្រភេទបោកតាមប្រព័ន្ធថតអនឡាញនេះណាខ្ញុំឮថាអ្នកនាងពូកែខាងនេះស្រាប់ទៅមើលជាមួយគ្នាល្អទេលោកឮមកពីណាហើយខ្ញុំនេះហេះត្រូវទៅជាមួយលោកនោះណាហើយចុះយល់ថាប្អូនខាងនោះប្រញាប់លុយខ្ញុំទៅក៏បានកុំអីខ្ញុំមិនជួយលោកទេណាប៉ុន្តែទៅឥឡូវនេះហេះ
សៀមរាបណាលោកមិនមែនមួយផ្លេតទៅដល់នោះទេវាទៅតែម៉ោង10ព្រឹកទេអ្នកនាងស្រុកអ្នកនាងឥឡូវនេះគេមានផ្លូវក្រាលដោយកៅស៊ូធំទូលាយស្រួលជីដែរគួរតែឆាប់ដល់ទេយើងអាចវិលល្ងាចបានណាបើចឹងខ្ញុំត្រូវទៅជម្រាបលោកប៉ាសិនណាបើសិនគាត់អនុញ្ញាតទៅខ្ញុំទៅបានខ្ញុំមិនហ៊ានសន្យាជាមួយលោកថាប្រកាស 100% នោះទេថាបានទៅនោះបាទខ្ញុំចាំអ្នកនាងលោកអ៊ំច្បាស់ជាអនុញ្ញាតហើយព្រោះអ្នកនាងទៅជាមួយខ្ញុំលោកប៉ាខ្ញុំកន្លងមកទុកចិត្តលោកយ៉ាងនេះផងហេះខ្ញុំមិនដែលដឹងពីមុនមកសោះធម្មតាគាត់តឹងរឹងចំពោះខ្ញុំណាស់នៅផ្ទះជនបទមួយកន្លែងក្នុងខេត្តសៀមរាបម៉ែទ្រាំបន្តិចទៅណាខ្ញុំបានខលហៅគ្រូពេទ្យមកហើយម៉ែកុំកើតអីណានេះជាមីងសាលីម្ដាយរបស់ណាលីនជាក្មេងកំព្រាមានតែ2នាក់ម្ដាយកូនរស់នៅក្នុងជីវភាពក្រលំបាកពេលនេះមីងសាលីមានជំងឺប្រចាំកាយឈឺធ្ងន់ណាស់ណាលីនគ្មានលទ្ធភាពយកម្ដាយទៅមន្ទីរពេទ្យធំឡើយបានត្រឹមហៅគ្រូពេទ្យនៅក្នុងភូមិមកព្យាបាលម្ដាយនាងក្រមុំកំសត់យកខ្សែក្តារដាំត្បូងពីបុរាណមកក្តោបទាំងទឹកភ្នែកស្រក់នាងនិយាយទាំងអួរដើមនេះជាវត្ថុចុងក្រោយហើយដែលខ្ញុំនៅសល់ម៉ែផ្ដាំដាច់ខាតមិនឲ្យលក់វាទេតែពេលនេះអាយុជីវិតម៉ែសំខាន់ជាងឲ្យចុះចាត់ទុកថាលក់វាដើម្បីម៉ែត្រូវតែជាទឹកភ្នែករបស់នារីកំសត់ត្រូវបានស្រក់លើត្បូងដែលបញ្ជាឲ្យឃើញពន្លឺកាន់តែច្បាស់រសៀលម៉ោង 2 ទើបផានុនឹងប្រកបមកដល់ផ្ទះដែលណាលីនផ្ញើទីតាំងឲ្យមរកតមកឈរពីក្រោយក្រមុំកំសត់ទាំងងឿងឆ្ងល់ប្អូននេះជារបស់ដែលប្អូនចង់លក់ឲ្យពួកបងមែនទេណាលីនបែរក្រោយទាំងជូតទឹកភ្នែកជំរាបសួរចាស់មែនហើយតើពួកបងឲ្យថ្លៃប៉ុន្មានដែរមរកតមើលទៅកំឡោះទាំងស្ទាក់ស្ទើរទៅទៅកាន់ណាលីនបងមាននិស្ស័យជាមួយខ្សែកនេះណាស់ចេះចោះបងឲ្យ$5,000នោះវាចាស់កាត់បងឲ្យ10000ចាត់ទុកថានេះជាការដេញថ្លៃទៅចុះណាលីនរំភើបក្នុងចិត្តព្រោះលុយនេះជាច្រើនសន្ធឹកណាស់សម្រាប់នាងនរៈសង្ហាហុចលុយ$10000ភ្លាមទៅកាន់ណាលីនធ្វើឲ្យមរកបលួចអន់ចិត្តព្រោះនាងកំពុងតែចាប់ចិត្តជាមួយខ្សែកមួយនេះខ្ញុំថាអ្នកនាងមរកកំប៉ះរបស់នេះអីមរកតប្រែទឹកមុខភ្លាមហេតុអីខ្ញុំមិនលួចរបស់លោកទេនេះគ្រាន់តែទិញឲ្យលុយហើយគិតថាខ្លួនឯងជាម្ចាស់កម្មសិទ្ធិហើយហេះឆេះថ្ងៃណាមួយលោកច្បាស់ជាយករបស់នេះមកឲ្យខ្ញុំវិញមិនខានខ្ញុំចាំទិញជានិច្ចណាលោកថៅកែក្មេងផានុវាចាស់កាត់ទាំងមិនបង្អង់អត់ទេគុំគិតបែបនេះណាខ្ញុំគ្រាន់តែមានអារម្មណ៍ថាបើសិនអ្នកនាងប៉ះរបស់នេះវាមិនល្អសម្រាប់អ្នកនាងទេលោកចេះដឹងអីទៅរៀនបុរាណវិទ្យាជាគ្រូទាយដែរតាមពិតទៅលោកខ្លាចខ្ញុំយករបស់លោកមែនទេអត់ទេអ្នកនាងនេះខ្ញុំពិតជាបារម្ភអ្នកនាងពិតមែនបន្ទាប់ពីប្រកែកប្រតិវាចាអ្នកទាំងពីរលាម្ចាស់ផ្ទះដើម្បីត្រឡប់ទៅវិញមកដល់ពាក់កណ្ដាលផ្លូវរថយន្តអ្នកទាំងពីរលោតសញ្ញាអស់សាំងស្របពេលសូរិយាអស្តង្គតទៅហើយអ្នកនាងមរកតស្គាល់កន្លែងនេះទេនៅម្ដុំនេះមានកន្លែងចាក់សាំងឬអត់ឡានខ្ញុំអស់សាំងហើយនាងក្រមុំស្ភ្នែកមួយរំពេចថាយ៉ាងម៉េចនេះមេឃងឹតហើយណាមួយនេះជាផ្លូវព្រៃបើដូច្នេះយើងបកក្រោយទៅផ្ទះប្អូនណាលីនវិញដែរទេព្រោះថាទៅមុខទៀតក៏គ្មានផ្ទះអ្នកស្រុកដែលស្ងាត់ណាស់លោកនេះមេសីពិតចំមែនពេលមកហេតុអីមិនចាក់សាំងឲ្យពេញមុនពេលចេញដំណើរមកខ្ញុំពិនិត្យច្បាស់ណាស់សាំងអាចជិះបានដល់សៀមរាបឯណោះតែមិនដឹងហេតុអីបែរជាមកអស់សាំងពេលនេះទៅវិញតែនេះមេឃជិតងឹតហើយពួកយើងត្រូវធ្វើយ៉ាងម៉េចបន្តត្រូវហើយផ្លូវនេះខ្ញុំចាំបានថាទៅមុខបន្តិចទៀតមានប្រាសាទមួយកន្លែងទៅសម្រាប់ទីនោះវាគ្រាន់ជាងគេងក្នុងឡានដែរប្រាសាទបុរាណនេះហេអ្នកនាងអូហូអ្នកនាងខ្ញុំមិនលេងចូលទេខ្មោចស្រុកខ្មែរឡងសាហាវណាស់នរៈរូបសង្ហាត់ទាំងញាក់ស្មាធ្វើឲ្យក្រមុំទប់សំណើចលោកខ្លាចខ្មោចប៉ុន្តែរៀនបុរាណវិទ្យាពេលរៀនចប់លោកខ្លាចជាបុរាណវិទូហើយណានេះលោកពិតជាខ្លាចពិតមែនឬចង់បន្លំខ្ញុំឲ្យប្រកាសទៅបើលោកធ្វើអីមិនល្អលើខ្ញុំនោះនៅទីនេះលោកនឹងមានបញ្ហាផានូឡែងប្រានស្រីទាំងវាចាខ្ញុំប្រាប់ហើយថាខ្ញុំខ្លាចខ្មោចយប់ថ្នាក់នេះហើយគ្មានមនុស្សណាគេមកលេងភ្លេងបែបនេះទេគឺមានតែខ្មោចនឹងហើយបើចឹងលោកចង់ស្ដាប់ប្រវត្តិទីនេះទេនរៈងកក្បាលអ្នកទាំងពីរអង្គុយក្បែរគ្នាស្ដាប់មរុកនិយាយដោយយកចិត្តទុកដាក់បើលោកស្ដាប់ហើយកុំខ្លាចឲ្យសោះណាខ្ញុំនិយាយតាមអ្វីដែលខ្ញុំដឹងតែប៉ុណ្ណោះទីនេះពីមុនមកវាជាសាររបាំលួងតាំងពីសម័យលង្វែកមុំលេះមាននាដការីម្នាក់នាងស្រស់ស្រីស្អាតណាស់មួយនគរអ្នកណាក៏ល្បីថានាងស្អាតដាច់គេថ្ងៃមួយនាងត្រូវបាននាមឿនដ៏មានអំណាចម្នាក់ក៏ហៅឲ្យមករំថ្វាយស្ដេចក្រុងចម្ប៉ាដើម្បីទតនាងបានរំយ៉ាងល្វត់ល្វន់ធ្វើឲ្យស្ដេចក្រុងចម្ប៉ាពេញចិត្តយ៉ាងខ្លាំងគ្រប់ពេលដែលនាងរំតែងតែមានត្របកផ្កាសត្វអណ្ដែតពេញសាររបាំទាំងអស់នាងត្រូវបានព្រះវិបុលរាជពេញចិត្តខ្លាំងណាស់ក៏លើកជាអ្នកម្នាងបន្ទាប់មកនាងត្រូវបានគេឈ្នានេះយ៉ាងខ្លាំងពីសំណាក់ស្រីស្នំឯទៀតថ្ងៃមួយនាងសម្រាបុត្រនោះត្រូវបានគេតាមសម្លាប់
រហូតធ្វើឲ្យនាងភៀសខ្លួនដល់ស្រីអយុធ្យាព្រះវិបលរាជាទ្រង់ស្វែងរកអ្នកម្នាងទ្រង់រហូតប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងឡើយថាទ្រង់គង់នៅទីណាអ្នកម្នាងប្រសូតបានបុត្រី2អង្គដែលព្រះនាងចូលចិត្តរបាំបុរាណដូចជាព្រះមាតាទ្រង់ដូច្នេះដែរនៅពេលព្រះនាងពេញវ័យទ្រង់បានសុំសាររបាំនេះជាកន្លែងបូជាសក្ការៈរំលឹកដល់មាតាទ្រង់ចាត់ទុកទីនេះដូចជាចិត្តបញ្ជុះព្រះធាតុមាតាព្រះនាងដែរព្រះនាងទាំងពីរអង្គមានមុខមាត់ដូចគ្នាបេះដាក់បន្ទាប់ពីអង្គចុះទុនខ្សោយខណៈដែលស្រុកជួបគ្រោះទុរភិក្សហោរាដែលបម្រើក្នុងវាំងទីព្រះរាជាថាព្រះនាងទាំងពីរព្រះអង្គត្រូវតែមានមួយអង្គធ្វើការពលីដើម្បីនគរគឺត្រូវតែរំថ្វាយព្រះអគិតតែរលាព្រះកាយទើបនគរមានសន្និភាពនិងមានភ្លៀងធ្លាក់វិញបានផានុសួរកាត់ស្រស់ស្រីដោយសេចក្តីញឿងឆ្ងល់ចុះជាព្រះនាងអង្គណាទៅដែលត្រូវថ្វាយព្រះអគិនោះគ្មានអ្នកណាម្នាក់ដឹងអំពីរឿងនេះទេព្រោះគ្មានឯកសារណាជាក់លាក់ដែលកត់ត្រាឲ្យច្បាស់លាស់នោះឡើយចំណែកកើតមកដល់សម័យបច្ចុប្បន្ននេះណាគ្រប់គ្នាជឿថាអ្នកម្នាងដែលជាមាតាព្រះនាងទាំងពីរដែលភៀសព្រះកាយទៅនគរថៃនោះមានព្រះជន្មនៅឡើយទេតើលោកជឿរឿងនេះទេផានុដាប់ស្រស់ស្រីទាំងជក់ចិត្តទើបភ្ញាក់ជាមួយសំណួរបើបែបនេះចិត្តនេះមិនមែនសម្រាប់មនុស្សស្លាប់ទេគ្មានមនុស្សឯណាជីវិតអមតៈនេះទេអ្នកនាងមើលរឿងភាគច្រើនពេកទេដឹងលោកមិនជឿរឿងនេះក៏បានយ៉ាងណាចិត្តនេះសម្រាប់មនុស្សរស់ស្រាប់ហើយព្រោះខ្ញុំជាម្ចាស់ទីនេះផានុបើកភ្នែកធំគ្រួសារអ្នកនាងសេដ្ឋីមានអំណាចថ្នាក់នេះផងដល់ថ្នាក់ជាម្ចាស់ប្រាសាទបុរាណអ្នកនាងមានគំនិតថ្ងៃណាមួយចង់ប្រគល់វាជូនជាតិដែរទេនាងក្រមុំសេចក្ដីគិតដោយមិនវាចាអំពីចម្លើយនេះបែរជាចោទសួរទៅកាន់នរៈបន្តលោកចង់ស្ដាប់បន្តទៀតឬអត់កំឡោះមកក្បាលកាលពី13ឆ្នាំមុននោះគ្រួសារខ្ញុំបានក្រឡាប់ឡាននៅទីនេះម៉ាក់និងបងស្រីខ្ញុំក៏បានអស់ជីវិតនៅទីនេះដែរទើបលោកប៉ាទិញយកទីនេះដើម្បីជាកន្លែងបូជារំលឹកដល់ម្ដាយខ្ញុំនរៈបែកញើសជោគបែរជាខំទប់ស្មារតីនិងប្រឹងកេងដោយកាន់ដៃម្រកជាប់បែបនេះមែនទេទើបអ្នកនាងមានភាពកក់ក្ដៅជាមួយទីនេះប្រាកដហើយបើលោកហ៊ានតែធ្វើអីផ្ដេសផ្ដាសដាក់ខ្ញុំលោកនឹងត្រូវសីមិនខានទេរឿងចិត្តយមនុស្សរស់ភាគទី3ព្រឹកប្រហៀមទឹកសន្សើមស្រក់តក់នាងក្រមុំដឹងខ្លួនឡើងក្នុងរង្វង់ដៃមាននាងហាក់ទទួលអារម្មណ៍ថារង្វង់ដៃនេះដូចជាធ្លាប់ប៉ះប្រានស្រីពីមុនមកនាងបានសម្លឹងទៅខ្សែកបូងដែលកំពុងភ្លឺចាំងទាំងងឿងឆ្ងល់ខ្សែកនេះត្រូវហើយវាជាខ្សែក៏ដែលនារីក្នុងគំនូរនោះពាក់ជាប់រហូតមកម្ដេចក៏ខ្ញុំទើបតែនឹកឃើញពេលនេះតើណាលីនបានវាមកពីណាទៅណោះរបស់កំណត់ថ្នាក់នាងដាច់ចិត្តលក់វាទៅកើតដែរនាងក្រមុំលួចប៉ះត្បូងទាំងលោកធ្វើឲ្យកំឡោះចាប់ដៃជាប់ចង់បានមែនទេបើចង់បានធ្វើជាប្រពន្ធខ្ញុំទៅចាត់ទុកថានេះជាថ្លៃបណ្ដាការនាងក្រមុំប្រញាប់ដកដៃចេញទាំងប្រកែកអ្នកណាថាចង់បាននោះហើយអ្នកណាថាចង់ធ្វើជាប្រពន្ធលោកនាយបើកភ្នែកឡើងជាមួយការពុតពេនខ្លួនឬកេងស្ដាប់ភ្លេងរបាំមួយយប់ពិតជាស្រស់ស្រាយមែនខ្ញុំចាប់ផ្ដើមស្រឡាញ់ទីនេះហើយមានវីប្រញាប់ស្ទុះឡើងទាំងចង្អុលទៅកាន់កំឡោះលោកបោកខ្ញុំតាមពិតលោកមិនបានខ្លាចខ្មោចលោកបន្លំខ្ញុំពេញមួយយប់ចំមែនកំឡោះសាច់ខិតខ្ញុំខ្លាចពិតមែនតែមិនមែនខ្លាចខ្មោចទេនារីដែលនាងនិយាយប្រាប់យប់មិញនោះទើបគួរឲ្យខ្លាចជាមនុស្សមិនចំមនុស្សក្រែងលោកថាមិនជឿនោះអីនៅក្នុងសៀវភៅជាភាសាថៃនោះក៏គេបាននិយាយថាមានប្រភេទនេះដែលអ្នកនាងមនុស្សនេះអាចកំបាំងណាស់អ្នកនាងដែលមើលរឿងយាយវិនិច្ឆ័យដែរទេក៏ប្រហែលជាបែបនេះមរកតសាច់តិចយាយវិនិច្ឆ័យខ្ញុំក្អែប្រសាសម្រស់នោះជារឿងនិទានតតគ្នារបស់ប្រទេសអ្នកចិត្តខាងលោកទេវាគ្មានពិតមែននោះទេណាលោកនេះអ្វីមិនគួរជឿក៏ជឿបានហើយយើងប្រញាប់ខលហើយជំនួយយកសាំងមកចាក់មកប្រញាប់ទៅភ្នំពេញវិញប៉ាលោកមិនខរោគលោកខ្លះទេហេបាត់ពេញមួយយប់ថ្នាក់នេះខ្ញុំជាប្រុសណាអ្នកនាងខ្ញុំទេគួរសួរសំណួរនេះអ្នកនាងជាកូនសេដ្ឋីទាំងមូលបាត់ខ្លួនមួយយប់នេះគ្រួសារមិនបារម្ភទេក៏ប្រហែលមានតែអ្នកបម្រើក្នុងផ្ទះទេដែលបារម្ភខ្ញុំថាយើងគុំនិយាយរឿងនេះអីផ្ទះមីងសាលីម៉ែថ្ងៃនេះខ្ញុំយកម៉ែទៅមន្ទីរពេទ្យភ្នំពេញណាទៅយើងលែងលំបាកហើយពេលនេះកូនមានលុយណាម៉ែកុំបារម្ភមីងសាលីតបទាំងល្វើយកូនទៅបានលុយច្រើនថ្នាក់នេះមកពីណាគឺកូនលក់ខ្សែកណាម៉ែគ្រាន់តែលឺមួយឃ្លានេះធ្វើឲ្យមីងសាលីក្អកចេញឈាមមួយរំពេចកូនចំគួតនេះជាគេមរតកតាំងពីបុរាណដែលដូនតាកូនផ្ដាំមិនឲ្យលក់ដាច់ខាតនេះគេទុកសម្រាប់ម្ចាស់នៃខ្សែកនេះប៉ុណ្ណោះកូនលក់ឲ្យឈ្មួញណាអ្នកនោះគេនឹងក្តៅក្រហាយប៉ុន្តែបើជាម្ចាស់នៃខ្សែនេះទើបគេរួចខ្លួនតែភាគរយតិចណាស់ដែលម៉ែជឿថាអ្នកទិញរបស់ពីកូនជាច្បាស់នៃខ្សែកនេះកូនដឹងទេតាមម៉ែស្ដាប់លោកយាយកូនប្រាប់ដំណើរមកនោះម្ចាស់នៃខ្សែរ៉ុកនេះគឺព្រះនាងកេសាព្រះនាងជាបុត្រីនៃស្ដេចវិបុលរាជាជាមួយអ្នកម្នាងដែលជានាថការីម្នាក់មាតាព្រះនាងបន្សល់ទុកខ្សែកនេះឲ្យទ្រង់មុនពេលអ្នកម្នាងភៀសព្រះកាយទៅក្រុងអយុធ្យា
បន្ទាប់ពីនោះព្រះនាងកេសាតែងតែពាក់របស់នេះជានិច្ចដូនតាយើងជាមនុស្សចំណិតក្បែរខ្លួនព្រះនាងមុនពេលព្រះនាងត្រូវគេយកទៅបូជាញាញដើម្បីថ្វាយអាទិទេពសុំព្រះភិរុណនោះទ្រង់ក្តោបរបស់នេះជាប់ព្រះកាយទ្រង់មិនត្រូវបានព្រះអគ្គីប្រហារឡើយក៏คล้ายជាមានភ្លៀងមួយមេយ៉ាងធំអ្នកស្រុកមហានគោសប្បាយរីករាយដោយសារប្រទេសជួបគ្រោះរឹងស្ងួតជាច្រើនឆ្នាំមកហើយមុនពេលព្រះនាងទ្រង់សុគតនោះទ្រង់បានប្រគល់វាមកឲ្យដូនតាយើងថែរក្សាចុះព្រះនាងហេតុអីក៏ចូលទីវង្គតទៅអ្នកម៉ែមីងសាលីស្ងាត់មាត់ឈឹងទើបចាប់ដៃកូនស្រីជាប់កូនកុំចង់ដឹងរឿងនេះអីព្រះនាងទ្រង់អភ័ព្វណាស់ទ្រង់លះបង់ដើម្បីស្នេហាច្រើនពេកហើយទាំងពីរព្រះអង្គជួបរឿងឈឺចាប់ខ្លាំងណាស់រហូតคล้ายទៅជាស្ត្រូវគ្នាព្រះនាងមានខ្សែនេះមួយខ្សែម្នាក់មុនពេលព្រះនាងទាំងពីរលាចាកឋាននេះទៅគឺបានដាក់បណ្ដាសាទៅលើបណ្ដោងទាំងពីរខ្សែនោះរៀងខ្លួនប្រសិនបើច្រឡំគ្នានោះនឹងក្តៅររាលដោយព្រះអគ្គីភ្លាមទើបម៉ែមិនឲ្យកូនលក់ខ្លាចថាមិនមែនជាម្ចាស់ដើមធ្វើឲ្យក្តៅក្រហាយគេច្បាស់ជារស់នៅមិនបានសុខនោះឡើយណាកូនប្រញាប់យកលុយនេះទៅឲ្យម្ចាស់គេវិញបន្ទាប់មកត្រូវយកខ្សែក៏នោះមកវិញឲ្យបានកូនធ្វើយ៉ាងណាយកវាមកវិញឲ្យបានស្ដាប់ម៉ែណាកើតចាស់ឈឺស្លាប់ទៅតាមព្រេងវាសនាចុះម៉ែខ្ញុំមិនអាចឲ្យម៉ែលះបង់បែបនេះទេកូនមិនខ្វល់ទេថាម្ចាស់គេជាតិនេះជាអ្នកណានោះរឿងអីដែរដើម្បីសុវត្ថិភាពគេកូនត្រូវបោះបង់ម៉ែនោះកូនមិនខ្វល់ទេកូនខ្វល់តែអ្នកម៉ែម្នាក់គត់ព្រោះម៉ែជាម៉ែរបស់កូនកុំនិយាយបែបនេះទៀតណាគ្រួសារយើងជីដូនជីតាមកជាអ្នកគោរពណាស់កុំបំពានម្ចាស់បើកូនបំពានគ្រួសារយើងនឹងហិនហោចមិនខានព្រោះពាក្យសម្ភាវាពិតជាខ្លាំងអស្ចារ្យសម្បើមណាស់នៅភ្នំពេញអានោះលោកបងកូនមកកត់មកវិញហើយគ្រាន់តែមកកត់ឈានជើងមកដល់មាត់របងលោកសក្ខីទេនាងមួយកំភ្លៀងស្រាលធ្វើឲ្យមានវិផ្ទប់មុខយំហូលោកបងហេតុអីក៏ទេកូនលោកស្រីសីណាតនិយាយខ្លាំងទៅលោកសក្ខីទាំងអបកូនមានវិក្រវាសដៃទាំងថយក្រោយកុំប៉ះខ្ញុំអ្នកគួរសប្បាយចិត្តពេលឃើញលោកប៉ាធ្វើដាក់ខ្ញុំបែបនេះលោកស្រីសីណាតក្រវីក្បាលទាំងចង់ទៅចិត្តស្រស់ស្រីអត់ទេគេសីមរកតអត់ទេម៉ាក់មិនដែលមានបំណងបែបនេះដាក់កូនមានវិសួរបន្តអំមិញអ្នកហៅខ្ញុំថាម៉េចលោកសក្ខីវាចាកាត់អ្នកទាំងពីរកូនឆាប់ចូលទៅក្នុងផ្ទះហើយលុតជង្គង់នៅចំពោះរូបថតម្ដាយកូនឲ្យពេញមួយថ្ងៃអ្នកណាដែលហ៊ានអង្វរឲ្យអ្នកនាងមរកតថ្ងៃនេះកាត់ប្រាក់ខែទាំងអស់លោកសក្ខីនិយាយទៅកាន់អ្នកបម្រើទាំងអស់ដោយមុងម៉ាត់នេះមិនមែនលើកទី1ទេដែលមរកតតែងតែលុតជង្គង់បែបនេះនាងក្រមុំក្តោបដៃជាប់យ៉ាងណែនសម្លឹងមុខមីងសីណាតដោយកំហឹងនាងគិតថាលោកស្រីសីណាតនេះហើយតែងតែប្រាប់លោកប៉ានាងឲ្យធ្វើបែបនេះដាក់នាងជាអ្នកចាំអុចអាលខាងក្រោយខ្នងរហូតមកអស់រយៈពេលមួយយប់នាងក្រមុំដួលទៅឥតដោយសន្សឹមដៃមុំយ៉ាងរហ័សរបស់លោកស្រីសីណាតមកត្រកងប្រានស្រីជាប់ម្ដាយវែកសក់កូនស្រីថ្មម៉ាក់តែងតែនៅក្បែរខ្លួនកូនស្រីរហូតនៅពេលដែលកូនស្រីហត់អស់កម្លាំងនឹងដួលម៉ាក់សង្ឃឹមថាម៉ាក់នៅតែជាម៉ាក់របស់កូនមិនថាជាតិនេះជាតិណាគេសីបុត្រីមាតាបុត្របន្ទោសមាតាចោះដែលជាតិមុនមាតាបានទៅចោលបុត្រប៉ុន្តែជាតិនេះមាតានឹងមើលថែបុត្រមិនឲ្យបុត្រីរបួសឡើយឲ្យមាតាសុំទោសដែលមាតាជួយបានត្រឹមតែឯងម្នាក់គេសីថ្ងៃនោះមាតាមិនដឹងថាត្រូវធ្វើយ៉ាងណាទេមាតាចាំបាច់ត្រូវតែជួយបុត្រីមាតាមុនគេមាតាមិនអាចបោះបង់បុត្រដូចជាជាតិមុននោះឡើយនិយាយត្រឹមនេះរូបភាពក៏បង្ហាញឲ្យយើងឃើញកាលពី13ឆ្នាំមុនថ្ងៃដែលគ្រួសារមរកតជួបគ្រោះថ្នាក់នោះមីងសីណាតមកហក់ទ្រមរកតយ៉ាងលឿនចំណែកអ្នកអតីតទៀតសីណាតក៏មិនដឹងធ្វើយ៉ាងម៉េចដូចគ្នាពេលនោះអ្វីដែលនាងបារម្ភជាងគេគឺមរកតប៉ុន្តែតាំងពី13ឆ្នាំមុនមកដល់បច្ចុប្បន្នស្រស់ស្រីមិនដែលដឹងឡើយថាលោកស្រីសីណាតនេះហើយជាអ្នកជួយនាងមរកតព្យួរសេរ៉ូមជាប់ដៃទឹកភ្នែកប្រដេញស្រក់លោកសក្ខីក៏ខ្លោចចិត្តជាមួយកូនដែរតែលោកពិតជាមិនពេញចិត្តទេដែលកូនស្រីបាត់ខ្លួនមិនចូលផ្ទះពេញមួយយប់លោកឋានៈដែលជាបងប្រុសលោកសក្ខីឮដំណឹងនេះភ្លាមប្រញាប់មកបន្ទាន់ព្រោះលោកស្រឡាញ់ក្មួយស្រីម្នាក់នេះណាស់ផ្ទះលោកឋានៈវិឡាសង់ឡើងពីឈើប្រណិតបែបបុរាណនៅកណ្ដាលក្រុងអាចនិយាយបានថានេះជាភូមិគ្រីស្ទមួយកន្លែងដែលប្រណិតលេចធ្លោលោកឋានៈរៀបចំខ្លួនជាមួយកន្ត្រកផ្លែឈើតម្រង់ទៅកាន់វិឡាលោកសក្ខីកំឡោះពេជ្រឃើញឪពុកកាយវិការប្រញាប់ថ្នាក់នេះក៏អត់ទ្រាំសួរពុំបានលោកប៉ាអញ្ចាញទៅណាមែនទេអាកូនពេជ្រថ្ងៃនេះពួកឯងចំមែនឲ្យមរកតលុតជង្គង់តតែសន្លប់ប៉ាប្រញាប់ទៅមើលប្អូនឯងបន្តិចសិនឯងរវល់ដែរទេប្អូនគាត់នេះធ្វើអ្វីឲ្យលោកពូមិនសប្បាយចិត្តទៀតហើយលោកប៉ាមិនមែនមិនស្គាល់ក្មួយស្រីលោកប៉ាឯណាថានាងរឹងរូសប៉ុន្មាននោះផ្ដាំសួរសុខទុក្ខប្អូនមរកតផងថ្ងៃនេះកូនត្រូវចុះទៅស្រាវជ្រាវកិច្ចការនៅឯខេត្តឯណោះប៉ាមកដល់សាលាផានុត្រូវមិត្តចំសួរអានោះឯងលើមានមិត្តស្រីមែនទេវើយប្រាប់មកនាងជាអ្នកណាពេជ្រក៏ចូលរួមចំអកឡក់លើឲ្យមិត្តមែនហើយកុំឲ្យលាក់បាំងអីក្រែងជំនារីដែលពួកយើងស្គាល់ណាវើយប្រាប់មក
អាពេចឯងនេះក៏កាត់តាមពួកគេអស់ហើយគ្នាគ្មានអ្នកណាទេវើយរាល់ថ្ងៃបេះដូងទំនេរស្អាតមករៀមិត្តម្នាក់ទៀតលួចសើចតិចអានោះអាបេះដូងទំនេរដូចឯងនិយាយនេះផ្ទុកប៉ុន្មានអ្នកហើយហាតាមយើងដឹងនាងជានារីជា15ហើយទេដឹងផានុតទាំងពើងទ្រូងធម្មតាសង្ហាជ្រើសបានណាវើយពួកយើងចាំជែកគ្នាក្នុងឡានទៅចុះយើងប្រញាប់ទៅឲ្យដល់ទីតាំងសិនពេជ្រនិយាយបណ្ដាចុចឡានបញ្ជាពីជំនាយបណ្ដានៅតាមដងវិថីកំឡោះទាំង5ជែកនឹងច្រៀងកំសាន្តពេញឡានមកដល់ទីតាំងដែលត្រូវសិក្សាពួកគេចុះយកមាននឹងពិនិត្យយ៉ាងហ្មត់ចត់ពួកឯងបានអ្វីខ្លះហើយនេះជាសម្លេងរបស់មករាដែលអាចចេញពីបង្អួចប្រាសាទដើម្បីសួរទៅកាន់មិត្តរួមក្រុមសាឡាទៅទាំងយកដៃបាំងភ្នែកសម្លឹងទៅពន្លឺព្រះអាទិត្យល្មមហើយយកគំនិតពួកយើងបូកផ្សំគ្នាយើងស្រាវជ្រាវប៉ុណ្ណឹងចុះប្រញាប់ទៅប្រាសាទមួយកន្លែងទៀតថ្ងៃជិតលិចដែរហើយមិនបងអង្គយូយន្តកំឡោះទាំង5ក៏មកដល់ជិតនៃគ្រួសារលោកសក្ខីពេជ្របានយកធូបទៀននិងផ្កាទឹកសុទ្ធរួមទាំងចេកមួយស្និតផងមកថ្វាយម្ចាស់ទីនេះរូបគេបានបន់ស្រន់តិចសូមម្ចាស់ទឹកដីម្ចាស់នៃប្រាសាទបុរាណនេះរួមទាំងអ្នកមីងកែវនិងអូនម៉ូរីកាផងជួយថែរក្សាកូនចៅមកទីនេះដើម្បីកិច្ចការសាលាសូមជួយនាំផ្លូវកូនចៅឲ្យសម្រេចការងារផងចុះផានុម្លងទីនេះយ៉ាងយូរព្រមទាំងនឹករលឹកដល់អនុស្សាវរីយ៍រវាងនាយនិងមរកតកំឡោះទាំង4ចាប់ផ្ដើមការងារដោយយកចិត្តទុកដាក់ខុសប្លែកតែផានុដែលដើរទៅដើរមកមិនដឹងថារកអ្វីពេចមកដាស់ស្មារតីមិត្តអានុឆាប់ឡើងមេឃជិតងឹតហើយមកជួយគ្នាធ្វើកិច្ចការយើងឃើញឯងផ្លឹកតាំងពីសាឡាមកំលេះមានអ្វីមែនទេសម្លាញ់គ្នាមិនអីកុំបារម្ភអីពេចយើងឮថាប្អូនឯងឈឺមែនទេម្ដេចក៏ឯងដឹងគឺយើងឮលោកប៉ានិយាយទូរស័ព្ទជាមួយលោកសក្ខីគឺឈឺពិតមែនតែមិនអីទេនាងបែបនេះជាប្រចាំតើនោះសួរទាំងសម្លឹងទៅកែវភ្នែកពេជ្រឯងមិនបារម្ភនាងខ្លះទេឬពេលណាទៅពួកឯងនេះត្រឡប់មកយកចិត្តគ្នាខ្លះឆ្លោះគ្នាបែបនេះរហូតមិនហត់ទេមែនទេយើងថាទៅស្រាវជ្រាវវិញល្អជាងគុំរវល់រឿងគ្រួសារយើងអីនៅមន្ទីរពេទ្យមរកតវាចាទាំងអស់កម្លាំងទៅទីដាច់ដែលជាស្រីបំរើបងទីដាច់ធំក្លិនធូបទេខ្ញុំចង់ពោលដោយសារក្លិននេះហើយបងឆាប់ទៅយកវាចេញទៅទីដាច់ប្រកបដោយមុខឆ្ងល់ប៉ុន្តែមិនហ៊ានប្រកែកជាមួយម្ចាស់ឡើយចេញមកក្រៅដើម្បីស្វែងរកប្រភពក្លិននាងវាចាដោយឆ្ងល់តែម្នាក់ឯងអ្នកនាងថាធំក្លិនធូបហេតុអីយើងមិនធំក្លិនអ្វីសោះរកផ្សែងធូបមិនឃើញទេទៅប្រាប់អ្នកនាងថាយ៉ាងម៉េចទៅទីដាច់ដើរទៅដើរមកទើបមកចូលជាមួយអ៊ំយ៉ាងអុយអ៊ំយ៉ាងអ៊ំយកអាហារមកឲ្យអ្នកនាងមែនទេអ៊ំយ៉ាងតបទៅទីដាច់ទាំងបង្ហាញអីវ៉ាន់ក្នុងដៃចុះឯងនេកគិតថាយើងយកអ្វីមកឲ្យអ្នកនាងនេះជាសម្ដែលលោកស្រីស៊ុយណាធ្វើដោយផ្ទាល់ដៃឲ្យអ្នកនាងឯងកុំប្រាប់អ្នកនាងឲ្យសោះណាយ៉ាងអោនទៅខ្សឹបត្រចៀកទីដាច់ធ្វើឲ្យនាងបើកភ្នែកធំនឹងលាន់មាត់ហាស់តិចលោកស្រីស៊ុយណាចង់បំពោអ្នកនាងវិញនោះគិតយ៉ាងម៉េចទៅមិនអាចទេនាងទីយើងមើលលោកស្រីធ្វើដោយផ្ទាល់ភ្នែកហើយយើងភ្លក់ហើយឆ្ងាញ់ណាស់តោះយើងយកឲ្យអ្នកនាងទៅអ៊ំយ៉ាងនឹងទីដាច់ចូលមកក្នុងបន្ទប់សម្រាប់ទាំងហៅស្រីតូចអ្នកនាងតូចបានធូរស្រាលខ្លះហើយនៅអ៊ំយ៉ាងយកអ្វីមកនឹងច្រើនម្លេះនាងតូចនិយាយទាំងលោដៃយករបស់ពីអ៊ំយ៉ាងគឺអាហារផ្លែឈើអ្នកនាងឆាប់ញោមទៅតន់នៅក្តៅស្រស់ស្រីដួលសមសុបមន់ខ្មៅមកក្រេបរសជាតិទាំងសរសើរមិនដាច់ពីមាត់ស្នាដៃអ៊ំយ៉ាងមិនចាញ់ស្នាដៃអ្នកវាំងទេឆ្ងាញ់ណាស់បើភោជនីយដ្ឋានដាច់គ្មានពេលសម្រាប់ច្បាស់ណាស់អ៊ំយ៉ាងនឹងនាងទីលួចមើលមុខគ្នាទាំងធ្វើជាញឹមមិនដឹងរឿងទៅកាន់មរកតចំណែកលោកស្រីស៊ុយណាតកំពុងនៅខាងក្រៅលួចមើលទាំងញឹមលោកស្រីក្នុងសម្លៀកបំពាក់ខ្មៅវ៉ាន់តាខ្មៅដើរចេញពីបន្ទប់ដោយក្តីសុខចំណែកបរិវារលោកស្រីស៊ុយណាតឯនេះវិញត្រូវជំនាញមន្ទីរពេទ្យឃុំជាប់នៅខាងក្រៅរៀបខ្លួនមិនរួចលោកស្រីស៊ុយណាតប្រញាប់ចេញមកក្រៅដើម្បីចរចាអ្នកឲ្យសូមមេត្តាផងនេះជាបរិវារខ្ញុំពួកវាមិនដែលប្រព្រឹត្តអ្វីឡើយជំនាញងាកមកទាំងវាចាទន់ភ្លន់អ្នកហេតុអ្វីមើលឃើញពួកយើងអ្វីថាអ្នកមានសាច់ឈាមជាមនុស្សពិតវិញ្ញាណទាំងអស់នេះវិលវល់នៅកន្លែងខ្ញុំមាននីតិការពារទីនេះគេបានធ្វើឲ្យកូនចៅខ្ញុំរបួសលោកស្រីស៊ុយណាតសម្លឹងតាមចង្អុលដៃទេវតាជំនាញឃើញថាមានក្មេងប្រុសសក់កំប៉ោយក្នុងសម្លៀកបំពាក់ចង់ក្បិនរបួសពិតមែនឲ្យខ្ញុំសុំទោសអ្នកផងសូមដោះលែងគេមកទេវតាជំនាញក៏យល់ព្រមទាំងប្រាប់ទៅវិញ្ញាណនាងកូននិងនាងភួងពួកនាងគុំទៅឆ្លោះផ្ដេសផ្ដាសឯណាទៀតថ្ងៃនេះយល់ដល់ម្ចាស់ពួកនាងក្មេងប្រុសចង់ក្បិនលួចញាក់មុខទាំងលៀនអណ្ដាតដាក់នាងភួងនិងនាងកូនក្មេងប្រុសតូចម្នាក់នេះជាក្មេងកង្វល់ដែលប្រជាជនតែងតែដាក់ស្ករគ្រាប់និងអុជធូបថ្វាយជាប្រចាំដោយឥទ្ធិពលនៃធូបដែលពេជ្រអុជថ្វាយម្ចាស់ប្រាសាទបានជាដល់មរកតទើបធ្វើឲ្យនាងកូននិងនាងភួងយល់ច្រឡំថាជាផ្សែងធូបរបស់ក្មេងកង្វល់ទើបនាងព្រួតគ្នាធ្វើបាបចំណែកក្មេងកង្វល់ជាក្មេងរពិសនៅមិនស្ងៀមឡើយតែងតែចូលទៅរំខានមរកតសឹងតែមិនបានសម្រាក
បន្ទាប់ពីញោមអាហាររួចហើយនាងតូចហាក់មានកម្លាំងឡើងវិញនិងធូរស្រាលច្រើនណាស់នាងបានដើរចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតកាយពួកបងសម្រាប់ចុះខ្ញុំសុំទៅងូតទឹកបន្តិចសិនចាស់អ្នកនាងខ្ញុំបានយកសម្លៀកបំពាក់មកឲ្យអ្នកនាងផ្លាស់ហើយខ្ញុំទុកត្រង់នេះនាងក្រមុំទាញសម្លៀកបំពាក់ដែលទីដាច់បំរុងទុកដាក់នោះយកចូលក្នុងបន្ទប់ទឹកនាងងូតទឹកបណ្ដាលនឹកឃើញទឹកមុខលោកស្រីសុយណាតបណ្ដាលទាំងឆ្ងល់ក្នុងចិត្តលោកស្រីសុយណាតនេះចម្លែកណាស់ហេតុអ្វីយកចិត្តទុកដាក់ជាមួយខ្ញុំទាំងដែលខ្ញុំស្អប់គេដល់ថ្នាក់នេះគួរឲ្យស្អប់មែនតើនេះជាទង្វើក្លែងក្លាយឬពិតប្រាកដទៅកំពុងនឹកភ្លឹកនាងភ្ញាក់មួយទំហឹងជាមួយវត្តមានក្មេងកង្វល់អានាងទីដាច់នឹងអ៊ំយ៉ាងភ្ញាក់ពីដំណេកទាំងស្ទុះភ័យព្រោះសម្រែករបស់អ្នកនាងមរកតអ្នកនាងតូចអ្នកទាំងពីរគូទ្វារទាំងតក់ស្លុតចំណែកក្មេងកង្វល់សើចយ៉ាងច្រឡើមទៅកាន់នាងតូចកុំភ័យអីខ្ញុំមកលេងបងស្រីទេខ្ញុំមកល្អទេណាឯងជាអ្នកណាហេតុអីមកនៅក្នុងបន្ទប់ទឹកឯងលួចមើលយើងក្នុងបន្ទប់ផងឯងប្រហែលណាស់អ្នកនាងគេសីមិនចាំអាបានទេអេពីមុនអ្នកនាងតែងតែយកអាហារឲ្យពួកយើងនៅក្នុងភូមិនោះមរកតងឿងឆ្ងល់នឹងស្រែកទៅកាន់អ្នកខាងក្រៅអ៊ំយ៉ាងទីខ្ញុំមិនអីទេគ្រាន់សត្វជីងចក់ទេកុំបារម្ភអីណាទៅសម្រាប់វិញចុះនាងតូចសួរទៅកាន់ក្មេងបានតិចយើងមិនស្គាល់ឯងទេកុំបន្លាចយើងអីណាហើយឯងឆាប់ចុះពីលើជញ្ជាំងមកគុំនៅតោងជញ្ជាំងបែបនេះយើងខ្លាចណាស់បានហក់ពីជញ្ជាំងបន្ទប់ទឹកមកឈរក្បែរស្រស់ស្រីអ្នកនាងកេសីខ្ញុំគឺបានក្មេងកំព្រាដែលព្រះនាងតែងតែមេត្តានោះបាទថ្ងៃនេះខ្ញុំបានជួបអ្នកម្នាងនិងបងកូនព្រមទាំងបងភូមិផងដែរមរកតកាន់តែញឿនឆ្ងល់ឡើងឯងហើយយើងថាម៉េចកេសីព្រះនាងស្អីទៅយើងមិនយល់ទេសម្រេចថាឯងជាម្នាក់ក្នុងសំណាក់មុខមន្ទីរពេទ្យនោះត្រូវទេបាទគឺខ្ញុំនៅថែរក្សាទីនេះរាប់រយឆ្នាំមកហើយថ្ងៃនេះជួបអ្នកមានបុណ្យបារមីច្រើនណាស់ជាសំណាងមែនបានជួបអ្នកនាងនៅទីនេះខ្ញុំឈប់រំខានហើយមានគេសុំលេខឆ្នោតខាងក្រៅខ្ញុំលាហើយចំណែកនៅខាងក្រៅឯនេះវិញអ៊ំយ៉ាងកំពុងអុជធូបសុំសេចក្តីសុខដល់អ្នកនាងតូចព្រមទាំងសុំលេខឆ្នោតផងម្ចាស់ថែរក្សាទីនេះកូនចៅមានជំនឿណាស់ថាស័ក្តិសិទ្ធិកូនចៅសុំអាបីលេខមួយខ្ទង់មកចាំកូនចៅទិញស្ករគ្រាប់មួយថងធំជូនសាធុសុំអាបីលេខណាកុមារទេពក្មេងបានសក់កំប៉ោយឈរក្រពាត់ដៃទាំងវាចាហើយយាយឲ្យយាយណាស់ហើយចុះយ៉ាងណាក៏មានកម្មមិនអាចចាប់ជាតិបានទៅហើយឲ្យយាយម្ដងចុះព្រោះយាយជាអ្នកបម្រើដ៏ស្មោះត្រង់របស់អ្នកមានគុណយើងរឿងចិត្តយមនុស្សរស់ភាគទី4នៅក្រុងសៀមរាបលោកម្ចាស់សូមពិនិត្យទំនិញទាននេះជាចង្កូមខ្លាដែលពួកភូមិយកមកលក់កាលពីយប់មិញនេះជាម្ចាស់សម្លេងអ្នកបម្រើចំណិតលោកធំមួយក្នុងក្រុងសៀមរាបលោកជាអ្នកជំនួញដែលធ្វើការមិនចេះភ្នាត់ក្រៅពីឈ្នួនជួញដូរហើយនោះក៏ជាម្ចាស់ទុកនេសាទធំនៅឯដែនសមុទ្រទៀតផងហើយលោកតែងតែរកស៊ុយដោះដូរគ្រឿងបុរាណជាមួយឈ្នួនបរទេសលោកទាញកែវពិនិត្យមកឆ្លោះដោយមិនវាចាទឹកមុខមមរបស់លោកមើលទៅគួរឲ្យខ្លាចដែលកូនចៅលោកទាំងប៉ុន្មានត្រង់ជើងស្ដោកអ្នកណាជាអ្នកទទួលទំនិញនេះអ្នកបម្រើស្ងាត់មាត់មិនហ៊ានតបធ្វើឲ្យលោកសម្លុតកាន់តែខ្លាំងយើងសួរថាអ្នកណាជាអ្នកទទួលទំនិញមួយនេះលោកបករបស់ទៅលើឥដ្ឋដែលធ្វើឲ្យបែកខ្ទេចកំឡោះសាក់ដែលជាកូនលោកសួនសានចេញមកទាំងស្រដីទៅកាន់ឪពុកគឺខ្ញុំជាអ្នកទទួលអីវ៉ាន់លោកប៉ាមានបញ្ហាអ្វីឯងភ្លើដល់ថ្នាក់នេះអាសាក់លុយរាប់លានបដូរមករបស់ចរទាំងអស់យើងបញ្ជូនឯងទៅរៀនដល់ប្រទេសអេស៊ីមកវិញចំនៀតគ្មានបានការឬមួយទៅរៀនរវល់តែញ៉ែស្រីទេឃើញបែបនេះភរិយាលោកសួនសានចេញមកទាំងបូមាត់ក្រហមក្នុងឈុតរោគរៀងចិនទីឲ្យឡើងទ្រើងពិតជាឡើងមិនរួចពិតមែនកូនខ្ញុំបំរើគ្មានសមត្ថភាពពាក្យមួយឃ្លានេះធ្វើឲ្យសាក់ក្តោបដៃជាប់នាយប្រឹងអត់ធ្មត់ដែលគេមើលងាយម្ដាយនាយសាក់ជាកូនប្រុសលោកសួនសាននិងអ្នកបំរើនៅក្នុងផ្ទះនាងត្រូវបានបាត់ខ្លួនដោយមិនដឹងមូលហេតុធ្វើឲ្យសាក់តែងតែតាមរកម្ដាយរហូតនាយត្រូវបានលោកសួនសានដើរមួយដៃបែកមាត់ឈាមរឹមលោកស្រីបួរឡើងលួចញឹមពេបមាត់ទាំងបក់ផ្លិតយ៉ាងរំភើយចំណែកសាក់ចូលមកក្នុងបន្ទប់ទាំងឆ្លោះកញ្ជក់ជូតឈាមនាយយកខ្សែក្តាំត្បូងទឹកសមុទ្រមកបញ្ជាំងតាមពន្លឺអ្នកម៉ាក់តើម៉ាក់កំពុងនៅទីណាកូនមិនជឿទេថាម៉ាក់ទៅចោលកូនដើម្បីទៅនៅជាមួយបុរសថ្មីនោះថ្ងៃនេះកូនចាញ់បោកគេទៀតហើយកូនទទួលទំនិញពិនិត្យច្បាស់ណាស់ហេតុអីយកមកដល់របស់សុទ្ធតែคล้ายបែបនេះហេតុអ្វីកូនតែងតែជួបរឿងក្តៅក្រហាយរឿងដែលមិនសមប្រកបរហូតបែបនេះអ្នកម៉ាក់ងាយគួកមើលលោកស្រីប៊ូឡាំងវិញលួចញឹមលាក់គំនួចហះអាសាក់សែងបើយើងកំចាត់ពីអ្នកម្ដាយកូនឯងមិនបានទេនោះគុំមកហៅយើងថាពូឡាំងឲ្យសោះអ្នកណាឲ្យឯងកើតមកជាស្ត្រូវយើងកាលពីអតីតជាតិនោះម្ដាយឯងក្រែងពូកែណាស់ហីជាមនុស្សស្រីដែលគ្រប់គ្នាចង់បានយើងកំចាត់បានហេតុអីជាតិនេះយើងកំចាត់ម្ដាយកូនឯងមិនបាននោះ
ពួរឡើងនឹកក្នុងចិត្តទាំងអំនួតលោកស្រីជាភរិយាលោកសួនសានលោកស្រីក៏មានកូនស្រីម្នាក់ទៀតដែលមានឈ្មោះថាប៊ូគ្រីបច្ចុប្បន្នជាសិស្សនារីនៃវិទ្យាល័យឯកជនមួយកន្លែងថ្ងៃនេះប៊ូគ្រីនិងមិត្តមិនបានមកផ្ទះទេចេញពីសាលាលួចទៅហុយហាខាងក្រៅបាត់ទៅហើយរាត្រីនៃក្រុងកូសៀមរៀបនៅតាមដងវិថីពោពេញដោយក្លឹបកំសាន្តនាងក្រមុំប៊ូគ្រីនិងមិត្តនារីកំពុងលេងថ្នាំក្រវីរំយ៉ាងប្រហើននាងកាត់សក់ខ្លីបែបកូរ៉េនិងស្លៀកពាក់លិចលើក្រោមធ្វើឲ្យកំឡោះមើលមកនាងព្រៀងព្រាតកំឡោះក្នុងចំណោមពួកអស់នេះក៏យើងមិនគួរមើលរំលងកំឡោះទាំង5ដែរផានុពេជ្រមករាសាឡានិងឧសភាក៏បានចោលភ្នែកទៅកាន់នាងពេជ្រគ្រាន់តែចោលភ្នែកទៅចំប៊ូគ្រីភ្លាមប្រញាប់ងាកចេញផ្លេតចំណែកផានុបានសម្លឹងទៅព្រមទាំងញាក់ភ្នែកដាក់នាងក្រមុំប៊ូគ្រីនិងមិត្តនារីផ្ទៃទៀតបានមកកាច់រៀងញឹកញក់ដាក់កំឡោះទាំង5ដោយគ្មានភាពអៀនខ្មាស់ផានុលួចសាច់តិចព្រោះតែឃើញពេជ្រដូចជាញើតជាមួយនារីជាកំឡោះដើមទ្រូង5ហាត់បែរជាមកខ្លាចបែបនេះពេជ្រក្រោកឈរទាំងសួរទៅកាន់មិត្តឯទៀតយើងត្រឡប់ទៅវិញហើយចៃដន្យមានការនៅភ្នំពេញមិត្តឯទៀតមើលមុខគ្នាស្លូវទៅទាំងយប់នេះឬពេជ្រផានុក្រេបស្រាក្រហមបន្តិចទើបក្រោកឡើងយើងកុំចុះចៃដន្យឲ្យក៏ចង់ទៅវិញដែរគ្រប់គ្នាងើបឡើងបន្តធ្វើឲ្យប៊ូគ្រីខឹងបន្តិចដែរពួកយើងមិនទាន់ស្គាល់ឈ្មោះគ្នាទេខ្ញុំប៊ូគ្រីបើចង់សប្បាយនោះសួរតែអ្នកនៅទីនេះអ្នកណាក៏ស្គាល់ខ្ញុំដែរមានមនុស្សច្រើនណាស់ប្រាថ្នាចង់បានខ្ញុំពួកលោកមិនគិតពិចារណាបន្តិចទេពេជ្រដើរចេញទាំងបោះសម្ដីទៅកាន់ក្រមុំខ្ញុំគ្មានចំណូលចិត្តទេថ្ងៃនេះគ្រាន់តែចង់មកញោមស្រាបន្ធូរអារម្មណ៍មិនត្រូវការស្រីកំឡើយតោះពួកយើងអ្នកទាំង5បោះជំហានចេញមិនបាន3ជំហានផងក៏ត្រូវពួកអ្នកលេងស្ទាក់ជាប់ឈប់សិនពួកឯងឆាប់ថយចេញប៊ូគ្រីបញ្ជាឲ្យពួកនេះថយចេញទាំងដើរទៅកាន់តែគៀកកំឡោះពេជ្រនេះជានាមបណ្ណាខ្ញុំនេះជាក្លឹបរបស់ខ្ញុំបើលោកចង់សប្បាយនោះថ្ងៃក្រោយខ្ញុំអាចអញ្ជើញលោកឲ្យញោមស្រាដោយមិនគិតថ្លៃតែម្ដងពេជ្រទទួលយកទាំងហុចទៅឲ្យផានុនោះរលាំងកាំងបន្តិចដែរក៏យកញុកចូលហោប៉ៅចេញមកតាមផ្លូវពិតជាស៊ីមែនឡានរបស់ពួកគេត្រូវអស់សាំងត្រង់ចំណុចចេតិបុរាណនេះទៀតហើយផានុលួចសាច់តិចយ៉ាងមិនចេះពេលមកអស់សាំងទៅវិញអស់សាំងចម្លែកមែនយើងគិតចង់ទិញកន្លែងនេះធ្វើការ៉ាសសាំងតែម្ដងហើយវើយនិយាយមិនចប់ពីមាត់កញ្ចក់រថយន្តរបស់ពួកគេត្រូវបានសັດចាប់ងាប់ប្រឡាក់ឈាមធ្លាក់ចំយ៉ាងចម្លែកសេឡានឹងមករ៉ាលន់មាត់យឺស្មកធ្លាក់អីចំកន្លែងនេះសើជន់សេះហើយយើងឧសភាដែលជាមិត្តម្នាក់ទៀតបានអើតតាមកញ្ចក់ដើម្បីមើលកូនចាប់ដែលធ្លាក់នាយត្រូវបាននាយគូវិញយ៉ាងរហ័សព្រោះតែទ្វារឡានរបើកដោយគ្មានអ្នកបើកនាយប្រញាប់ទាញបិទវិញទាំងចោលភ្នែកតាមកញ្ចក់នាយបើកភ្នែកធំព្រោះនារីរបាំបុរាណកំពុងពុតពេនខ្លួនយ៉ាងទន់ភ្លន់នៅចំពោះមុខគេនាយប្រឹងបិទទ្វារមិនមាត់ក៏វៃឡើយអ្នកទាំង5ក៏ចូលមកសម្រាកក្នុងប្រាសាទមួយយប់ពួកគេគេងទាំងព្រីឆ្អឹងខ្នងសំឡេងនៃភ្លេងរបាំលាន់ពេញទូប្រាសាទទោះពួកគេមិនមាត់ក៏យ៉ាងណាក៏ឮពេញត្រចៀកឧសភាក៏លេចឃើញនារីរបាំម្នាក់នេះទៀតហើយទ្រាំមិនបាននាយបានកេះគ្រប់គ្នាឲ្យសម្លឹងទៅគ្រប់គ្នាមើលតាមចង្អុលដៃឧសភាព្យាយាមប្រាប់ថានោះបើកភ្នែកធំអ្នកនាងមរកតនាយប្រញាប់ស្ទុះវឹងទៅតាមនារីម្នាក់នោះពេជ្រប្រញាប់ចាប់នាយជាប់អានោះឯងឈួតទេអេស្មានេះទៅមានស្រីស្អាតឯណាឲ្យឯងទៅតាមនោះផានុប្រឹងញីភ្នែកម្ដងហើយម្ដងទៀតនៅតែជាមរកតដែរសម្លឹងកាន់តែយូរសំឡេងនៃការធ្ងួចធ្ងរឈឺចាប់របស់នារីរបាំលាន់ពេញប្រាសាទទាំងមូលគ្រប់គ្នាហាក់ខ្លាចបន្តិចដែរប៉ុន្តែប្រឹងបន្ធូរអារម្មណ៍ពួកគេបានដើរតាមនារីនោះរហូតមកដល់ច្រកចូលប្រាសាទមួយកន្លែងទៀតកំពុងឈានចូលទៅហើយស្រាប់តែនាយទាំង5ត្រូវទុចដំណើរព្រោះមានសំឡេងស្រែកពីខាងក្រោយពួកលោកកុំចូលទៅឲ្យសោះពួកគេងាកមកតាមម្ចាស់សំឡេងតាមពិតជាណាលីនដែលព្យាយាមខាត់ថានោះដែលស្គាល់ណាលីនពីមុនមកក៏ងឿងឆ្ងល់ប្អូនណាលីនហេតុអីមកដល់ទីនេះខ្ញុំឆ្លងកាត់ទីនេះឆ្លៀតមកបនស្រន់ក៏ឃើញពួកបងបំរុងចូលទីនេះហេតុអីនាំគ្នាចូលទៅធ្វើអីទៅទីនោះស្ងាត់ណាស់សម្បូរពស់ទៀតផងចុះប្អូនណាលីនមកតែម្នាក់ឯងទេហេនេះយប់ហើយខ្ញុំមកទិញថ្នាំឲ្យម៉ែព្រោះតែយប់ហើយទើបមកបនស្រន់ទីនេះសូមសេចក្តីសុខក្នុងការធ្វើដំណើរចេះចុះណាខ្ញុំអញ្ជើញបងទាំងអស់គ្នាទៅសម្រាប់ផ្ទះខ្ញុំទៅចុះអ្នកទាំង5ក៏ធ្វើដំណើរតាមណាលីនដើម្បីសម្រាប់ទីនេះមួយយប់ណាលីនមានឱកាសយកលុយមកសងថានុប៉ុន្តែត្រូវថានុបឌីសេតលីនបងទិញរបស់នេះហើយបងមិនបដូរវិញទេនិយាយត្រង់ចុះបងចង់បានវាទុកឲ្យនារីម្នាក់ដែលបងស្រឡាញ់ណាលីនដកដង្ហើមធំលោកប្រុសនេះជារបស់ដែលដូនតាខ្ញុំបន្សល់ទុកសូមយកយើងដោះដូរគ្នាវិញទៅណានេះលុយ$10000ខ្ញុំបានដកប្រើការខ្លះតែខ្ញុំបានបង្គ្រប់វាគ្រប់ចំនួនវិញហើយលោកអាចរាប់បានមិនបានទេខ្ញុំមិនព្រមបើសិនជាចង់បានវិញនោះក៏ត្រូវឲ្យលើតម្លៃលោកប្រុសនេះគិតតែរឿងលុយពិតមែនម្ដាយខ្ញុំខឹងខ្លាំងណាស់ព្រោះតែរបស់នេះចាត់ទុកថាខ្ញុំអង្វរលោកទៅចុះណាលោកខ្ញុំចាំបាច់ពិតមែន
ថានោះអញ្ចឹងគិតមួយសន្ទុះទៅដកដង្ហើមធំបានខ្ញុំឲ្យទៅនាងវិញក៏បានណាលីនលាដៃបំរុងទទួលខ្សែពីថានោះស្រាប់តែថានោះទៀបហោប៉ៅចុះឡើងធ្វើមុខស្លន់ស្លោនៅឯណាចេះខ្ញុំដាក់វាជាប់ខ្លួនច្បាស់ណាស់តិចវាជ្រុះនៅកន្លែងណាទៅណាលីនក្នុងទឹកមុខធុញថប់លោកកុំលេងសើចបានទេឆាប់ឲ្យមកខ្ញុំសងប្រាក់ទៅលោកវិញខ្ញុំមិនបានលេងសើចទេអ្នកនាងគឺវាបាត់ពិតមែននេះខ្ញុំទៅយករបស់មានតម្លៃថ្នាក់នេះមកលេងសើចធ្វើអីទៅចេះចុះស្អែកព្រឹកខ្ញុំសាកទៅរកកន្លែងដែលខ្ញុំទៅកាលពីថ្ងៃមិញសិនវាអាចជ្រុះកន្លែងនោះក៏ថាបានប៉ុន្មានថ្ងៃនេះខ្ញុំដូចជាជួបតែរឿងស៊ុយមិនឈប់សោះហេតុអ្វីទៅណោះណាលីនវាចាយ៉ាងលឿននេះហើយដែលខ្ញុំមិនចង់ឲ្យលោកទិញរបស់នោះទៅព្រោះថាលោកនេះមិនមែនជាម្ចាស់គេទេយកទៅនាំតែក្តៅក្រហាយបែបនេះហើយណានោះចាប់ភ្លឹកបន្តិចទៅសួរទាំងមុខឆ្ងល់អ្នកនាងថានេះអ្នកនាងដឹងអ្វីអំពីខ្សែកនេះមែនទេលីនទម្លឿនអត់ទេខ្ញុំគ្រាន់តែស្មានចេះតែយាយទៅដើម្បីឲ្យលោកសងរបស់ខ្ញុំវិញហើយលោកយកលុយលោកទៅវិញចុះរឿងchếtយមនុស្សរស់ភាគទី5និពន្ធនឹងរៀបរៀងដោយម៉ារ៉ាឌីសុខានិតហើយនេះនៅក្នុងប្រាសាទដ៏ស្ងាត់ជ្រោមដែលគ្មានភ្ញៀវទេសចរមកកំសាន្តព្រៃឈើត្រជាក់ត្រឈឹងត្រឆៃទូប្រាសាទមួយនេះកន្លែងខ្លះវាคล้ายជាថ្មដុំដែលរាយប៉ាយទៅហើយដោយចំណាស់នៃឆ្នាំផងដោយសង្គ្រាមផងកំឡោះទាំង5រុករៀនពេញប្រាសាទដោយខិតខំស្រាវជ្រាវកិច្ចការពេជ្រក្រឡេកមកឃើញផានុមុខជួហួនក៏អត់ទ្រាំសួរពុំបាននេះអានោះឯងកើតស្អីមុខមុំលេះអ្នកណាបោះបង់ឯងគ្មានអ្នកណាគេបោះបង់កំឡោះសង្ហាដូចយើងទេយើងគ្រាន់តែបាត់របស់យប់មិញនេះរកមិនឃើញសោះនោះឆ្លើយទាំងមុខបារម្ភរបស់ស្អីមានរូបទេយើងជួយរកគ្នាពេជ្រមកផ្ទះស្មាមិត្តទាំងវាចាបើសិនរបស់មានតម្លៃនោះយើងច្បាស់ជាជួយតាមរកឲ្យឯងណាកុំបារម្ភពេកប្រាប់យើងមកគឺខ្សែក្ដែលយើងទិញពីណាលីនយើងឲ្យនាង$10000ណោះយើងទិញទុកជាកាដូថ្ងៃរៀបការយើងប៉ុន្តែវាមិនដឹងជ្រុះនៅណាមិនមែនកន្លែងនេះទេដឹងអាចជាប្រាសាទខាងមុខដែលយើងសម្រាកក៏ថាបានឬមួយវានៅក្លឹបដែលយើងចូលការពីយប់មិញទៀតអាចនឹងជ្រុះនៅទីនោះណានោះឆ្លើយកាត់យើងទៅរកនៅប្រាសាទសិនសឹមទៅរកឯក្លឹបបន្តឧសភានិងមករ៉ាក៏នាំគ្នាដើរមកទាំងឆ្ងល់ពួកឯងមានអ្វីមែនទេគឺអានុវាបាត់ខ្សែក៏ដណ្ដឹងប្រពន្ធពួកយើងជួយតាមរកគ្នាទៅយើងចេញពីនេះទៅប្រាសាទចិត្តទីបន្តបើសិនមិនឃើញចាំទៅរកនៅក្លឹបទៅឡៅទៀនឡើងហើយទៅចិត្តនោះទៀតហើយមែនទេយើងដូចជាព្រឺសម្បុរណាស់វើយពួកឯងកុំខ្លាចយើងមានយករបស់មកខ្លះដែរវត្ថុបុរាណពីប្រទេសភូមាសាអសិទ្ធប្រកបណាស់នោះបង្ហាញវត្ថុបុរាណទៅកាន់គ្រប់គ្នាទាំងពេជ្រវាចាកាត់តែនេះខ្មោចខ្មែរណាវើយមិនខ្លាចទេដឹងមិនដឹងដែរតតែសាកតែនេះជារបស់បុរាណដែលដូនតាយើងបន្សល់ទុកណាគ្រប់គ្នាខំប្រឹងរកយ៉ាងណាក៏មិនឃើញក៏សម្រេចចិត្តទៅចេតិបុរាណដើម្បីរកបន្តនៅពេលដែលគ្រប់គ្នាទៅដល់មិនភ្លេចដាច់ខាតរំលឹកដល់ម្ចាស់ទីនេះចេតិបុរាណនេះមើលទៅវាហាក់ចំណាស់នៅខាងក្រៅប៉ុន្តែបើចូលខាងក្នុងវិញនៅមានសភាពមុំនៅឡើយខាងក្នុងមានចម្លាក់ជាច្រើនដែលបង្ហាញយើងឲ្យឃើញពីរបៀបរបាំលួងខ្មែរបុរាណគ្រប់ក្បាច់គ្រប់គ្នាស្លងអារម្មណ៍ទៅតាមចម្លាក់ហាក់មានចលនាថានោះម្លឹងទៅមកក៏ប្រទេសជាមួយនារីរបាំដែលពាក់ខ្សែកដាំជងនាយយកដៃមកអង្អែបបោះដីដើម្បីឲ្យឃើញកាន់តែច្បាស់ហើយគឺរូបនេះពិតមែននៅសារមន្ទីរអ្នកនាងមរកតក៏មានមួយទាំងដែរតើវាជារូបតែមួយយ៉ាងណាមែនហើយខ្សែកនេះវាដូចគ្នាជាមួយរបស់យើងទិញតើសូមវត្ថុស័ក្តិសិទ្ធិទីនេះជួយបង្ហាញផ្លូវកូនចៅឲ្យឃើញវិញផងបើសិនវាជារបស់ស័ក្តិសិទ្ធិនឹងមានអ្វីពាក់ព័ន្ធជាមួយខ្ញុំព្រោះខ្ញុំមានញៀនដឹងថានេះជារបស់ដែលខ្ញុំធ្លាប់មានពីមុនមកយប់កាន់ស្ងាត់ទៅហើយមិនឃើញរបស់ដែលឯងតាមរកទេនោះយើងប្រញាប់ចាក់ចេញទៅពេជ្រមកទឿនមិត្តទាំងនោះផ្លងជាមួយរូបចម្លាក់មិនបានឮពេជ្រនិយាយអ្វីឡើយនៅយកដៃសង្កត់ទៅកន្លែងខ្សែក៏ធ្វើឲ្យជះពន្លឺក្រហមឡើងទៅក្នុងចម្លាក់គ្រប់គ្នាភ្ញាក់ផ្អើលចម្លែកមិនភ្លេចទាញកាមេរ៉ាមកថតរូបទុកជាអនុស្សាវរីយ៍ឡើយពន្លឺធ្វើឲ្យនោះដឹងកាន់តែច្បាស់ថាខ្សែក្រែគេទិញគឺជាខ្សែក្នុងចម្លាក់នេះហើយនោះនឹកឃើញទិដ្ឋភាពដែលខ្លួនបានដើរតាមនារីបុរាណភ្លាមគឺជារបស់នាងនារីរបាំនោះក៏មានខ្សែកនេះដែរនាងប្រហែលជានៅក្នុងប្រាសាទនេះឯងយប់នោះនាងប្រហែលចង់ប្រាប់អ្វីមួយដល់ពួកយើងមិនខាននោះបានត្រឹមលាក់ក្នុងចិត្តម្នាក់ឯងដោយមិនហ៊ានឲ្យមិត្តដឹងឡើយមុននឹងចាក់ចេញរូបគេក៏បានបួងសួងសូមឲ្យម្ចាស់ពិតនៃវត្ថុមួយនេះមានសេចក្តីត្រជាក់ត្រជុំបើសិននេះជារបស់អ្នកនាងពិតមែនសូមឲ្យខ្ញុំរកឃើញវាវិញផងដើម្បីមកបំបែកអាចកំបាំងនៅទីនេះខ្ញុំមិនដឹងទេថាអ្នកនាងត្រូវជាអ្វីនឹងមរកតតែអ្នកនាងពិតជាដូចមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំងណាស់ពេលនេះខ្ញុំវិលវល់អស់ហើយព្រោះខ្ញុំមិនដឹងថារាល់យប់ដែលខ្ញុំសុបិននោះតើជាអ្នកនាងឬជាមរកតទៅពេលនេះខ្ញុំសូមលាទីនេះសិនហើយកាសល្អខ្ញុំនឹងត្រឡប់មកម្ដងទៀត
កំឡោះទាំង5ចាក់ចេញទាំងបរថយន្តមិនបង្អង់ព្រោះពេជ្រជើងស្ទាត់ខាងប្រណាំងឡានស្រាប់ហើយពួកគេទាំង5សង្ហាម្យ៉ាងម្នាក់ថែមទាំងសុទ្ធតែកំឡោះហាយសូលំដាប់ពេជ្រក្រៅពីសង្ហាក៏ជាកូនចៅកាត់ចិនដែលសល់ទ្រព្យពីដូនតារាប់លានថានៅលំដាប់សេដ្ឋីនៅប្រទេសគេដែលចំពោះមករាវិញអ្វីត្បិតតែគេកូនកំព្រាប៉ុន្តែម្ដាយធំរបស់នាយនៅអាមេរិកក៏ស្រឡាញ់នាយដូចកូនបង្កើតឧស្ភានិងសាលាជាកំឡោះបងប្អូនជីដូនមួយមកពីខេត្តបាត់ដំបងពុកម្ដាយនាយជាម្ចាស់រីសនិងចំការរាប់ហិកតាពួកគេមិនដែលស្គាល់ភាពលំបាកតាំងពីតូចក្រូចឆ្មាំលេះថ្ងៃនេះអ្នកទាំង5តែងខ្លួនយ៉ាងសង្ហាចូលមកក្លឹបរបស់ប៊ូគ្រីធ្វើឲ្យគ្រប់គ្នាភ្លឹកប៊ូគ្រីកំពុងគ្រវីកែវស្រាងាកមកឃើញអ្នកទាំង5អាណះទឹកមុខញឹមតាមទម្លាប់នាងគឺតែងតែចូលមកក្បែរទាំងញឹកញាក់អីយ៉ាប្រាប់ហើយថាមកទឹកដីសៀមរាបនេះច្បាស់ជាជាប់ចិត្តជាមួយទីនេះពិតទេលោកអូសថ្ងៃមុនខ្ញុំមិនទាន់ស្គាល់ឈ្មោះលោកទេខ្ញុំប៊ូគ្រីម្ចាស់រីសនិងក្លឹបនៅទីនេះរីករាយណាស់ដែលជួបពួកលោកពេជ្រធ្វើមុខហីតាមទម្លាប់ធ្វើឲ្យប៊ូគ្រីនឹកខ្នាញ់ក្នុងចិត្តឆិសគុំតែសង្ហានឹងហាយសូទេគុំអីគិតថាខ្ញុំចាប់អារម្មណ៍លោកហីមនុស្សស្អីចូលក្លឹបដូចអង្គុយតាំងសេបុរាណមែនលោកនេះបុរាណចាប់ជាតិទេដឹងនោះបានញឹមទៅកាន់ប៊ូគ្រីព្រោះនាងងាកមកចំទៅហើយនាយក៏មិនធ្វើរឹកធំពេកដែរប៊ូគ្រីលោកប៉ាឲ្យអូនទៅផ្ទះឥឡូវនេះសំឡេងសំឡុតទាំងរលាក់ដៃធ្វើឲ្យគ្រប់គ្នាងាកមកម្ចាស់សំឡេងប៊ូគ្រីលាស់ដៃទាំងខឹងបងសាក់មានសិទ្ធអីមកធ្វើបែបនេះដាក់ខ្ញុំឆាប់លែងទៅពេជ្រនឹងគ្រប់គ្នាមកអង្គុយផឹកធម្មតាព្រោះនៅតាមក្លឹបកំសាន្តវាតែងតែមានហើយរឿងបែបនេះចម្លែកតែនោះទេឆ្លងអារម្មណ៍ព្រោះនាយសម្លឹងទៅសាក់តាំងពីគេដើរចូលមកសាក់កំឡោះសង្ហាពាក់អាវជំហលេវលើឃើញខ្លែបទ្រូងសង្ហាតាក់ទាញប៉ុន្តែអ្វីដែលតាក់ភ្នែកនោះគឺខ្សែក្រែតាក់ដាពាក់ជាប់កមុកតាំងតែពីតូចក្រូចឆ្មារូបនាយមិនខ្វល់ឡើយអំពីខ្សែភ្នែកដែលកំពុងសម្លឹងមកនាយប្រញាប់ទាញប្អូនចេញពីវង់ក្លឹបទាំងដែលប៊ូគ្រីប្រកែកឡើងទាំងមុខក្រហមចង់ទឹកភ្នែកប៊ូគ្រីតាំងពីតូចមកអ្វីដែលនាងជួបគឺបែបនេះឪពុកសម្លុតកូនម្ដាយចង់ធ្វើបាបកូនដើមបងប្រុសមិនខ្វល់ពីប្អូនគ្រួសារនាងក្រៅពីចំនួនហើយនោះបាយល្ងាចមួយពេលក៏មិនដែលជុំគ្នាផងនាងពោទាំងទឹកភ្នែកស្រក់បងក្រៅពីមកតាមបញ្ជាលោកប៉ាហើយនោះដែលមានទឹកចិត្តមកបារម្ភប្អូនពិតប្រាកម្ដងណាទេខ្ញុំមិនចង់ទៅផ្ទះទេព្រោះវាជាឋានរោគសម្រាប់ខ្ញុំបងសាក់ទៅផ្ទះវិញប្រាប់លោកប៉ាថាខ្ញុំនឹងមិនចូលផ្ទះទេត្រាប់ណាប៉ាបញ្ជាលើជីវិតគូរបស់ខ្ញុំហើយអាគំនិតឈួតលប់របស់អ្នកម៉ាក់នោះខ្ញុំក៏នឹងមិនរវល់ទៀតដែរខ្ញុំដឹងថាអ្នកម៉ាក់មិនដែលស្រឡាញ់បងមិនដែលស្រឡាញ់គ្រប់គ្នាអ្វីដែលអ្នកម៉ាក់ចង់បានគឺគ្រាន់តែអាខ្សែឈួតនោះតែប៉ុណ្ណោះឯងនិយាយស្អីប៊ូគ្រីនេះលោកទាំងពីរជាឪពុកម្ដាយឯងណាកំឡោះយាយខ្លាំងទាំងចាប់ស្មាប្អូនធ្វើឲ្យប៊ូគ្រីស្រែកកាត់មិនមែនទេខ្ញុំគ្រាន់តែជាឧបករណ៍ដែលគ្រប់គ្នាយកមកប្រើប្រាស់អ្នកម៉ាក់យកខ្ញុំមកដើម្បីតែបោកប្រាស់សាក់អោបប្អូនជាប់ព្រោះខ្លោចផ្សាប៊ូគ្រីខ្លាយជាបែបនេះព្រោះគេមិនដែលមើលថែប្អូនកន្លងមកនាយតែងតែប្រងើយកន្តើយព្រោះនាយស្អប់លោកស្រីប៊ូឡាំងដែលជាម្ដាយប៊ូគ្រីខ្លាំងណាស់ទើបតែថ្ងៃនេះទេដែលនាយចិត្តទន់ជាមួយប៊ូគ្រីពេជ្របានរាក់ទាក់ដាក់សាក់តាមទម្លាប់ព្រោះនាយធ្លាប់ស្គាល់សាក់ដែរតាមរយៈការរកស៊ុយមុខជំនួយនឹងជាគូស្នេហ៍ចាស់របស់មរកតនោះសួរទៅពេជ្រកាត់ឡើងអាពេជ្រឯងស្គាល់កំឡោះម្នាក់នឹងដែរហេប្រកាសជាស្គាល់គេជាមិត្តប្រុសប្អូនស្រីយើងប្អូនឯងអ្នកនាងមរកតមែនទេឯងសួរធ្វើស្អីនាងនៅតែក្រៅប្រទេសឯងមិនស្គាល់ទេមែនហើយយើងមិនដែលបានជួបអ្នកនាងមរកតទេប៉ុន្តែធ្លាប់តែឮគេល្បីថាហាយសូកូនសេដ្ឋីស្រីស្អាតចំនួនរាប់លានក្នុងដៃអ្នកណាក៏ប្រាថ្នាឯងកុំគិតចង់បោកប្អូនយើងឲ្យសោះមិនចឹងទេឯងស្លាប់ក្នុងដៃយើងហើយអានោះហើយញឹមអេសមកធ្វើជាបារម្ភប្អូនក្រែងរាល់ដងនេកពួកឯងមិនដែលត្រូវគ្នាទេមិនចឹងហីយើងឃើញណាវ័យឯងលួចយករបស់លេងអ្នកនាងមរកតយកទៅបោះចោលក្នុងទឹកធ្វើឲ្យនាងយំឡើងហើមភ្នែកតែម្ដងហើយអានោះជាអតីតកាលឯងក៏នៅចាំរឿងនេះដែរតែឯងពូកែយកមុខណាស់ធ្វើជាបងប្រុសល្អអូហូយើងសរសើរឯងពូកែសម្ដែងមែនទែនបានហើយយើងកុំរំលឹករឿងនេះទៀតយ៉ាងណាក៏នាងមិនចាំរឿងទាំងនេះដែរបើនាងជួបឯងម្ដងទៀតនោះក៏ប្រកាសជាចាំឯងមិនបានទេមួយឃ្លារបស់ពេជ្របានធ្វើឲ្យនោះអញ្ចឹងភ្លាមបែបនេះតើទៅមរកតហាក់មិនមានការចងចាំអ្វីសោះរវាងរឿងយើងតាមពិតទៅពេជ្រនោះនិងមរកតស្គាល់គ្នាតាំងពីកុមារភាពមកម្លេះដោយនោះឧស្សាហ៍មកលេងផ្ទះមរកតជាញឹកញាប់ពួកគេស្រឡាញ់គ្នាប្រៀបដូចជាបងប្អូនប៉ារបស់នោះតែងតែមកនិយាយរឿងជំនួញជាមួយលោកសក្ខីទើបក្មេងបានមានការលេងជាមួយគ្នារហូតមករូបភាពត្រូវបានបង្ហាញឲ្យយើងឃើញកាលពី15ឆ្នាំមុននៅក្នុងបរិវេណមុខផ្ទះដែលរៀបចំយ៉ាងស្អាតក្មេងតូចទាំងពីររត់ប្រឡែងគ្នាយ៉ាងរីករាយមរកតជាក្មេងរពីដែលអ្នកបម្រើតាមចាប់មិនឈ្នះរត់ទៅរត់មកលោកស្រីបូផាកែវកំពុងកាន់ចានអាហារដោយនិយាយលួងលោមកូនមរកតញ៉ាំបាយឲ្យអស់ណាចាំទៅរត់លេងបន្ត
បាក់មិនទម្លាប់កូនឲ្យញ៉ាំបាយសពេញចានបែបនេះទេត្រូវនឹកឃើញដល់អ្នកអត់ឃ្លានដែលគេគ្មានអាហារ3ពេលសម្រាប់ញ៉ាំផងឲ្យឆាប់ឡើងមរកតរត់មកតាមសម្ដីអ្នកម្ដាយទាំងថើបមួយខ្សឺថ្ងៃក្រោយកូនមិនធ្វើបែបនេះទៀតទេអ្នកម៉ាក់លោកស្រីបូផាកែវអង្អែលក្បាលកូនថ្មុំជូនពេលលោកឆានុនមកដល់ជាមួយក្មេងប្រុសម្នាក់លោកជំទាវពិតជាប្រដៅកូនបានល្អមែនខ្ញុំពិតជាមិនសរសើរក្មេងទាំងពីរមិនបានឡើយអាលោកជំទាវនេះថានោះកូនប្រុសរបស់ខ្ញុំនោះគេនៅរដ្ឋកាយាព្រំដែនភូមានឹងថៃឯណោះមិនជាចេះភាសាខ្មែរប៉ុន្មានទេផ្ញើលោកជំទាវជួយណែនាំផងព្រោះចាប់ពីថ្ងៃនេះទៅនោះគេមករៀននៅទីនេះដែរជាមួយម្ដាយគេមួយរយៈនោះជំរាបសួរលោកជំទាវមីងទៅកូនក្មេងតូចនោះជំរាបសួរយ៉ាងរាបសារទើបលោកឆានុនឲ្យក្មេងទៅរត់លេងបន្តព្រោះលោកត្រូវនិយាយការងារជំនួញជាមួយលោកសក្ខីនោះទាញដៃមរកតវឹងពួកគេរត់លេងយ៉ាងរីករាយក្រឡេកមកមើលម៉ូរីកាវិញសង្ឃុំរៀនសូត្រយ៉ាងខ្ជាប់ខ្ជួននាងជាក្មេងឧស្សាហ៍នឹងមិនសូវរពីដូចប្អូនភ្លោះរបស់គេឡើយនាងកំពុងរៀនរបាំពុតពេញយ៉ាងទន់ភ្លន់ម៉ូរីកាអូនទៅលេងជាមួយពួកយើងទេទៅរត់លេងជាមួយអូនកត់នឹងនោះបាយណាស់ឆាប់មកនេះជាសំឡេងដែលអើតតាមបង្អួចខាងក្រៅធ្វើឲ្យម៉ូរីកាតាមសម្លឹងរកបងពេជ្រមកលួចមើលអូនរំទៀតហើយប្រាប់ហើយថាអូនមិនចូលចិត្តឲ្យអ្នកណាឃើញពេលអូនកំពុងហាត់ចំមែនក្មេងពេជ្រក៏ចូលមកបង្អួចមកទាញម៉ូរីកាចេញក្រៅឈប់រំទៅលេងជាមួយគ្នាអត់ទេអូនមិនចង់ឲ្យអូនមរកតអន់ចិត្តពេលឃើញបងលេងជាមួយអូនបងមិនខ្វល់ទេអូនកត់គេបានមិត្តថ្មីហើយមិនខ្វល់ជាមួយបងទៀតឡើយមិនកើតទេអូនខ្លាចពេលឃើញអូនកត់ខឹងបងពេជ្រកុំបង្ខំអូនអីបានបើការមិនទៅបងក៏មិនទៅបងទៅកុំឲ្យអូនកត់ឃើញមិនសប្បាយចិត្តនោះនឹងមរកតក៏មកតាមពេជ្រមរកតចូលមកទាញដៃពេជ្រទាំងរីករាយបងពេជ្រទៅបង្ហោះខ្លែងជាមួយគ្នាទេសប្បាយណាស់ទៅទេបងការទៅជាមួយគ្នាដែរទេឆាប់ឡើងម៉ូរីកាឮប្អូនបួក៏ត្រេកអាជាពុនពេកព្រោះកន្លងមកមរកតតែងតែខឹងពេកឃើញម៉ូរីកាលេងជាមួយពេជ្រតែថ្ងៃនេះម្ដេចក៏ស្រីតូចចម្លែកម្លេះពួកគេទាំង4រត់លេងជាមួយគ្នាយ៉ាងរីករាយខ្លែងក៏ហោះយ៉ាងខ្ពស់ដាច់កន្ទុយភ្នែកម៉ូរីកាសម្លឹងទៅមរកតទាំងចម្លែកអូនកត់ថ្ងៃនេះម្ដេចក៏មិនខឹងមិនស្អប់ខ្ញុំចឹងនេះមានអ្វីមកកែប្រែចិត្តទៅខ្ញុំខ្លាចណាស់ពេលនាងខឹងវាប្រៀបដូចជាភ្លើងដែលកំពុងក្តៅមកដុតនាងអញ្ចឹងពួកយើងកើតមកក្នុងផ្ទៃម្ដាយតែមួយតែហេតុអ្វីនាងស្អប់ខ្ញុំទាំងដែលខ្ញុំមិនដែលធ្វើអ្វីនាងសោះខ្ញុំខ្លាចភាពល្អរបស់នាងនៅជាមួយនាងមិនយូរម៉ូរីកាឈានជើងដើរចេញទាំងញ័រត្រើកធ្វើឲ្យពេជ្រលាន់មាត់អូនការកើតអីមិនសប្បាយចិត្តទេហេះពេលឃើញអូនកត់ត្រូវជាមួយអូនមិនដឹងទេយល់ថាក្តៅណាស់ពេលនៅជាមួយអូនកត់ពួកយើងមិនអាចក្បែរគ្នាបានទេវាហាក់ដូចជាត្រូវតែមានម្នាក់ចាក់ចេញអីយ៉ាបងម៉ូរីកាខ្លាចខ្ញុំនេះសម្ដែងធ្វើល្អជាមួយបងពិតទេកុំខ្លាចអីអ្វីដែលបងធ្វើបងនឹងទទួលមរកតមកឈរក្បែរម៉ូរីកាទាំងសម្លឹងភ្នែកអត់ព្រិចធ្វើឲ្យម៉ូរីកាតក់ស្លុតនោះសម្លឹងទៅក្មេងទាំងពីរដែលកំពុងប្រឈមមុខដាក់គ្នាទាំងសួរទៅកត់អូនការធ្លាប់ធ្វើអ្វីអូនមែនទេទើបស្អប់បងបែបនេះមរកតឆ្លើយរហ័សអត់នោះទេប៉ុន្តែមិនដឹងហេតុអីត្រូវមកបែបនេះខ្ញុំមិនចូលចិត្តឲ្យអ្នកណាមុខដូចខ្ញុំយល់ថាដូចបាត់បង់គ្រប់យ៉ាងដោយសារពួកយើងមុខដូចគ្នាបើបងការខុសពីអូនតែបន្តិចអូននឹងសប្បាយចិត្តពិតទេបងការក្រែងធ្លាប់និយាយថាបងនឹងធ្វើគ្រប់យ៉ាងសម្រាប់អូននោះអីបើចឹងហ៊ានវះមុខបងដើម្បីប្អូនបានទេពេជ្រទាញមរកតទាំងកំហុកបានហើយអូនកត់ធ្វើបាបការប៉ុណ្ណឹងបានហើយហេតុអ្វីអូនកាចសាហាវបែបនេះអ្វីទៅទើបធ្វើឲ្យអូនចង់បានបែបនេះគឺមិនដឹងទេមរកតយកដៃខ្ទប់ក្បាលទាំងកំហឹងលាយឡំអារម្មណ៍ទុក្ខសោកហេតុអីទៅបងការជាបងរបស់ខ្ញុំហេតុអីក៏អារម្មណ៍ខ្ញុំបែបនេះនោះទោះទៅអបអូនជាប់កត់ស្ដាប់បងណាអូនមិនមែននិស្ស័យបែបនេះមុននោះមិនមែនជាអូនទេកុំឲ្យភ្លើងអាទិត្យជាតិរំខានអូនពេជ្រមិនសូវនិយាយស្ដីទេពេលឃើញគាត់ធ្វើរឿងអាក្រក់ដាក់ការព្រោះពេជ្រចូលចិត្តតែមនុស្សរំទុំតាំងពីថ្ងៃដែលម៉ូរីកាទទួលមរណភាពពេជ្រកាន់តែលែងនិយាយរកមរកតព្រោះពេជ្រយល់ថានេះជារឿងដែលមរកតចង់បានមរកតមិនចង់ឲ្យអ្នកណាមកមុខដូចនាងមិនចង់ឲ្យអ្នកណាមកដណ្ដើមគ្រប់យ៉ាងពីនាងជាពិសេសក្តីស្រឡាញ់របស់ពេជ្រទៅលើម៉ូរីកានឹកឃើញត្រឹមនេះទើបនោះដាស់ស្មារតីពីអតីតកាលនាយពលតិចឯងនៅស្អប់មរកតមែនទេអាពេជ្រនេះវា13ឆ្នាំហើយណាពេជ្រទៅពេជ្រគ្នាដឹងពេលខ្លះមរកតមិនចង់ធ្វើបែបនេះប៉ុន្តែវាដូចមានស្អីម្យ៉ាងដែលរំខានដល់នាងនៅពេលនាងនៅក្បែរម៉ូរីកានាងតែងតែក្តៅដូចភ្លើងកំពុងដុតរោលពេលខ្លះក៏អាណិតពេលខ្លះក៏មិនចង់ក្បែរនាងប៉ុន្តែតាំងពីនាងគ្រោះថ្នាក់ចរាចរណ៍មកនោះនាងមិនចាំគ្រប់យ៉ាងសូម្បីតែយើងមនុស្សដែលនាងធ្លាប់ស្រឡាញ់ក៏នាងមិនចាំផងចុះឯងធ្លាប់ស្រឡាញ់នាងទេរែងនៅតែដកជាប់អតីតកាល
មនុស្សដែលយើងស្រឡាញ់មិនមែននាងតែជាបងស្រីព្រោះនាងប្រាប់ឯងម្យ៉ាងចុះយើងហាក់ដូចមិនស្រឡាញ់អ្នកណាទៀតឡើយហើយចំពោះមរកតវិញពេលនេះអាចជាក្មេងល្អម្នាក់របស់យើងព្រោះនាងប្រែជាស្លូតបូតមិនដូចពីមុនទេយើងក៏មិនយល់ដូចគ្នាតាំងពីដឹងខ្លួនបន្ទាប់ពីគ្រោះថ្នាក់ហើយនាងដូចជាមនុស្សថ្មីតែអ្វីដែលសោកស្ដាយនោះនាងមិនចាំពួកយើងឡើយនាងមិនទាំងដឹងផងថាពួកយើងជាមិត្តលេងជាមួយគ្នាពីមុនមកគ្នាសាកល្បងទៅមើលនាងនៅមន្ទីរពេទ្យថ្ងៃមុនពេលដែលនាងសន្លប់នាងបានសួរថាលោកមករកអ្នកណាសំណួរនេះឬដែលនាងសួរមកកាន់បងប្រុសជាទីស្រឡាញ់របស់នាងយើងក៏ប្រាប់ថាបងជាពេជ្របងប្រុសរបស់អូនទើបនាងភ្ញាក់បន្តិចលោកជាបងប្រុសខ្ញុំហេតុអីខ្ញុំមិនដែលស្គាល់លោកចុះឯងតបថាម៉េចហើយអន់ចិត្តជាមួយប្អូនដែរទេអត់ទេយើងសប្បាយចិត្តយ៉ាងណាក៏នាងមិនដូចមុនបែបនេះទើបសមជាប្អូនយើងយល់ថាយើងមិនចង់បង្ហាញខ្លួនអ្វីចំពោះមុខនាងទៀតនោះទេទើបបដិសេធលោកប៉ារហូតហើយចុះខ្សែកែងគិតយ៉ាងម៉េចបន្តនោះមានយ៉ាងម៉េចឯងគឺតាមរកបន្តបើមាននិស្ស័យយើងច្បាស់ជារកឃើញវិញមិនខានហើយចុះល្ងាចហើយយើងនាំគ្នាទៅភ្នំពេញវិញទាំងស្មានេះតែម្ដងទៅព្រោះមិនចង់នៅសៀមរាបយូរទេមនុស្សសាវ៉ាដូចជាលោកនោះនេះក៏ចេះកិច្ចពីស្រីដែរតើណោះមករ៉ាឧសភានិងសាលាមកបង្អាប់មិត្តទាំងយកស្មាគីទៅគីស្មកអាណាគឺមកពីលោកពេជ្រនោះគាត់មិនខ្វល់ពីនាងនោះអីទើបនាងមកឃើញយើងមិនមែនជំរើសទី1របស់គេទេវើយយើងមិនយល់ពីពេជ្រនឹងនោះទេពួកឯងស្គាល់អ្នកនាងមរកតតាំងតែពីក្មេងតែហេតុអ្វីនោះបែរជាថាគេមិនដែលស្គាល់ពួកឯងជួយពន្យល់យើងបានទេវើយអូហុំការ៉ាឯងក៏ចាប់អារម្មណ៍អ្នកនាងមរកតដែរប្រាប់ត្រង់ណាយើងធ្លាប់ស្គាល់គ្នាពីកុមារភាពតែបច្ចុប្បន្នពួកយើងមិនទាន់បានជួបគ្នានោះឡើយមិនដឹងថានាងស្អាតឬអត់ស្គមរធាត់នោះនិយាយទាំងបញ្ឈិតបញ្ឈៀងទាំងលួចសើចក្នុងចិត្តបានហ៊ីយើងថាឈប់និយាយរឿងនេះទៅអក៏ប៉ុន្តែឯងមិនឃើញបងប្រុសអ្នកនាងប៊ូគ្រីទេហេអូហូសាច់ដុំធំណាស់វើយគេប្រហែលមិនអាចស្លូតដូចបងប្រុសអ្នកនាងមរកតទេដឹងគ្រប់គ្នាចំអន់ទៅកាន់ពេជ្រទាំងនិយាយគ្នាបណ្ដាគ្រប់គ្នាក៏ជញ្ជូនអីវ៉ាន់ឡើងរថយន្តដើម្បីត្រឡប់មកភ្នំពេញវិញរឿងចិត្តយមនុស្សរស់ភាគទី6លោកស្រីសីណាតលោកស្រីសំឡេងស្រែកខ្លាំងរបស់ស្រីបំរើឮលាន់ពេញផ្ទះធ្វើឲ្យគ្រប់ឆោឡោលោកស្រីសីណាប្រញាប់ចេញមកពីផ្ទះបាយទាំងតក់ក្រហល់មានអីមែនទេអ៊ំយ៉ាងគឺជួយអ្នកនាងតូចផងលោកស្រីឮតែអ្នកនាងតូចភ័យណាស់ធ្លាក់វែកសំពីដៃវាចាទាំងស្លូនមរកតមែនទេមរកតមានរឿងអ្វីអ៊ំយ៉ាងក៏ភ័យមិនចាញ់គ្រប់គ្នាឡើយនៅបឹករកស្ដីមិនចេញនាងទីចេញមកទាំងយំគ្រូបលោកស្រីគឺអ្នកនាងស្លាប់ហើយហាទីឯងថាយ៉ាងម៉េចម្ដេចក៏ឯងមាត់អាប់មង្គលថ្នាក់នេះលោកស្រីមកមើលអ្នកនាងតូចមកគ្មានខ្យល់ដង្ហើមឡើយលោកស្រីស្ទុះមកអបកូនស្រីជាប់ទាំងទឹកភ្នែកហូរគេសីកូនស្រីម្ដាយដឹងខ្លួនឡើងហេតុអ្វីក៏បែបនេះអ្នកណាធ្វើអ្វីកូនសុំទោសណាដែលម៉ាក់ថែកូនមិនបានល្អកំពុងយំគ្រូបលោកស្រីក៏មកឃើញដៃមរកតដែលកាន់ខ្សែខ្ជាប់លោកស្រីដឹងភ្លេចសួរទាំងកំហកទៅគ្រប់គ្នាអ្នកណាឲ្យខ្សែក៏មួយនេះមកអ្នកនាងតូចខ្សែក៏វៃទៅពួកខ្ញុំមិនដឹងរឿងទេលោកស្រីសីណាតប្រញាប់យករបស់នោះចេញពីដៃកូនទាំងទឹកភ្នែករួចក៏ហុចទៅឲ្យអ៊ំយ៉ាងយកទៅទុកអ៊ំយ៉ាងយកទៅទុកសិនចុះទុកឲ្យសុវត្ថិភាពបំផុតហើយហាមដាច់ខាតមិនឲ្យអ្នកនាងតូចឯងយកវាមកពាក់ទៀតនោះទេហើយទេហៅឡានពេទ្យបញ្ជូនអ្នកនាងទៅពេទ្យបន្ទាន់យើងទៅស្វែងរកខ្សែក៏មួយទៀតដែលជារបស់នាងមកសង្គ្រោះវិញចាស់លោកស្រីអ៊ំយ៉ាងទេហៅឡានពេទ្យទាំងរញីញ័រពេលដែលលោកសក្ខីដឹងពីស្ថានភាពកូនស្រីភ្លាមស្លេកមាត់ប្រញាប់មកពេទ្យមើលនាងតូចលោកឋានៈក៏ទទួលព័ត៌មានពីលោកសក្ខីលោកទូរស័ព្ទយ៉ាងរហ័សទៅប្រាប់ដំណឹងដល់ពេជ្រទទួលទូរស័ព្ទទាំងកំពុងធ្វើដំណើរហេឡូបាទលោកប៉ាមានអ្វីមែនទេកូនកំពុងតែធ្វើដំណើរដល់ខេត្តកំពង់ធំហើយបន្តិចទៀតក៏ដល់ភ្នំពេញហើយណាលោកប៉ាគឺប៉ាទេទៅប្រាប់ដំណឹងកូនថាប្អូនកូនកំពុងនៅសង្គ្រោះបន្ទាន់មកមើលប្អូនជាលើកចុងក្រោយទៅកូនគ្រូពេទ្យប្រាប់ថាអស់សង្ឃឹមហើយពេជ្រគ្រាន់តែឮដំណឹងសោកសៅនេះភ្លាមឈ្ងោកមុខជ្រប់ទឹកភ្នែកហូរអូនមរកតចាំបងណាកុំអើទៅណាចោលបងមានរឿងច្រើនណាស់ចង់និយាយទៅកាន់ប្អូននោះមិនបង្អង់ឡានព្រោះក្នុងចិត្តគេបារម្ភជាងពេជ្រទៅទៀតនាយរលីងរលងទឹកភ្នែកទាំងដៃកាន់ចង្កូតឡានគ្រាន់តែចូលដល់ទឹកដីភ្នំពេញភ្លាមនាយតម្រង់ទៅមន្ទីរព្យាបាលឯកជនមួយកន្លែងនោះភ្លាមរថយន្តបោះចូលទាំងកាត់ក្រុមមនុស្សដែលឈរយំគ្រូបពេជ្រប្រញាប់ឲ្យនោះឈប់ឡានព្រោះគេស្គាល់ច្បាស់ណាស់ថានេះជាក្រុមគ្រួសារគេនាយចុះយ៉ាងរហ័សមករកអ្នកជំងឺកំពុងស្លេកស្លាំងគ្មានដង្ហើមនាយស្ទើរតែកង់បេះដូងនៅមួយកន្លែងទៅហើយនាយស្រែកហៅប្អូនឮអូនមរកតកុំកើតអីណាដឹងខ្លួនឡើងមកនៅទីនេះហើយដឹងខ្លួនឡើងយើងនៅរឿងច្រើនណាស់ដែលមិនទាន់សួរឯងទីសួរទៅកាន់ពេជ្រទាំងយំគ្រូបអ្នកប្រុសតូចអ្នកនាងស្លាប់ហើយមែនទេ
ពេជ្រទឹកភ្នែកក្រវីក្បាលអត់ទេមរកតនៅមានដង្ហើមឆាប់យកទៅពេទ្យជំនាញជាងនេះអស់អនុចេះធ្វើចលនាបេះដូងឯងសាក់លបងសិនប្រហែលអាចទៅរួចនំមកធ្វើចលនាបេះដូងទាំងទឹកមុខបារម្ភព្រមទាំងនឹកព្រួយក្នុងចិត្តអូនមរកតគុំទៅណាចោលបងណាអូនត្រូវតែដឹងខ្លួនស្រស់ស្រីមរកតយើងដេកស្ដុកស្ដឹងទាំងគ្មានចលនាបេះដូងលោតនៅក្នុងមន្ទីរពេទ្យអ្នកជំងឺជាច្រើនចេញចូលបើកថ្នាំមិនដាច់ឡើយព្រោះនេះជាពេទ្យឯកជនធំមួយនៅកម្ពុជាស្រស់ស្រីគេងក្នុងបន្ទប់សង្គ្រោះបន្ទាន់ដើម្បីឲ្យគ្រូពេទ្យឆក់បេះដូងធ្វើចលនានាងត្រូវបានឧបករណ៍ឆក់3ទៅ4ដងក៏មិនទទួលបានផលពេជ្រសម្លឹងពីខាងក្រៅទាំងលួចជូតទឹកភ្នែកកូនពេជ្រមានពងាកមកតាមសំឡេងដែលនិយាយទាំងយកដៃដាក់លើស្មាលោកប៉ាមានរឿងអីលើមរកតទៅប្អូនទៅជាបែបនេះប៉ាក៏មិនដឹងរឿងអ្វីដែរប៉ុន្តែលោកស្រីសីណាតនិយាយថាមកពីខ្សែក្មួយខ្សែនោះខ្សែកអ្វីទៅលោកប៉ាមរកតនាងបានពាក់របស់នោះមុនពេលនាងមានរឿងនេះកើតឡើងឬនាងទីប្រាប់ថាមរកតគេរើសបានវាមកនាងស្រឡាញ់ណាស់ក៏យកមកពាក់មើលបន្ទាប់ពីនាងដោះចេញរៀបនឹងទុកហើយនោះក៏បែបនេះតែម្ដងខ្ញុំអាចមើលខ្សែក៏នោះបានទេលោកប៉ាគឺប៉ាគ្មានរូបថតទេទុកនៅផ្ទះលោកអ៊ំអញឯណោះបើចឹងល្ងាចនេះចាំខ្ញុំនាំអានោះទៅដែរព្រោះវាដូចជាបារម្ភពីអូនគាត់ជាងកូនទៅទៀតណាលោកប៉ាទៅចុះកូនទុកឲ្យនោនឹងអ៊ំយ៉ាងនៅមើលអ្នកនាងគេចុះទៅតាមរកមូលហេតុឲ្យដឹងណាកូនជួយប្អូនផងលោកឋានៈនិយាយទាំងទឹកមុខស្ងួតស្ងប់ទៅពេចឆ្លើយទាំងចំហកូនប្រុសបាទចុះលោកស្រីសីណាតមិនមកមើលកូនចុងគាត់ទេលោកប៉ាលោកស្រីទៅតាមរកខ្សែក៏មួយខ្សែទៀតដើម្បីសង្គ្រោះមរកតប៉ាក៏មិនយល់ពីបញ្ហានេះដែរតែប៉ាជឿជាក់លោកអ៊ំស្រីឯណាព្រោះប៉ាដឹងថាលោកស្រីនេះក៏ស្រឡាញ់កូនចុងមិនចាញ់ពួកយើងឡើយពិតជាចម្លែកមែនលោកប៉ាអ៊ំស្រីសីណាតសម្រស់នៅតែដែរមិនចាស់ទៅណាសោះកាលពីកូននៅកុមាររត់លេងនោះគាត់វ័យបុញនេះឥឡូវនៅតែដែរហើយលោកស្រីម្នាក់នេះដូចជាចម្លែកថ្ងៃមុននៅមុខមន្ទីរពេទ្យឃើញឈរនិយាយតែម្នាក់ឯងអេឈប់សិនកូនពេជ្រឯងទៅពេទ្យពីម្ការក្រែងថាមិនរវីលវល់ជាមួយមរកតទៀតទេហើយថាចុះតាមខេត្តទៀតផងនេះប៉ាដូចជាមិនយល់ទេកូនពេជ្រឆ្លើយតបទៅកាន់ពុកទាំងស្ងួតស្ងប់បំផុតថ្ងៃនោះកូនទទួលដំណឹងពីប៉ាហើយមុនទៅជួបជុំមិត្តធ្វើការងារសាលានោះកូនក៏ឈៀងចូលមើលស្រីគាត់បន្តិចដែរឃើញនាងទីនឹងអ៊ំយ៉ាងនៅថែហើយក៏មិនបានចូលទៅខាងក្នុងឡើយកូនចិត្តមិនដាច់ទេយ៉ាងណានាងនៅតែប្អូនកូនដដែលនៅគេហដ្ឋានលោកសក្ខីអ្នកម្នាងទៀនម្ចាស់សមាធិពេញមួយថ្ងៃហើយទ្រង់សោយអីបន្តិចសិនទៅបើបំរើដែលជាវិញ្ញាណនៅក្បែរលោកស្រីសីណាតពិតជាបារម្ភពីម្ចាស់ណាស់ប៉ុន្តែលោកស្រីនៅតែបន្តស្ងៀមត្រឹងមួយសន្ទុះទើបលោកស្រីដាច់ចិត្តប្រើបាវពួកឯងអាចទៅសេវីបដំណឹងមួយឲ្យយើងបានទេអ្វីដែលអ្នកម្នាងបញ្ជាឲ្យនោះបើនឹងទៅភ្លាមតើជាអ្វីទៅទៀនម្ចាស់គឺឯងទៅសេអ៊ីពីគ្រួសារលោកសួនសាន់ទៅមើលថាលោកស្រីប៊ូឡាំងនេះគេចង់បានអ្វីឲ្យពិតប្រាកដហើយពួកឯងឆ្លៀតមើលអ្នកប្រុសតូចជំនួសយើងផងយូរហើយដែលពួកយើងឃ្លាតគ្នាពួកឯងទៅចោះចាស់ចាំទទួលដំណឹងល្អម៉ែម្ចាស់ទៅស្ងាត់មានមនុស្សមកហើយបើបំរើក៏ចេញទៅទាំងស្ងាត់បំផុតព្រោះតែពេលនេះពេជ្រនិងនុកកំពុងតែឈានជើងចូលមកក្នុងផ្ទះយ៉ាងប្រុងប្រយ័ត្នអ្នកទាំងពីរចូលមកជួបលោកស្រីសីណាតទាំងងឿងឆ្ងល់ជាមួយការតាំងសមាធិនៅក្នុងបន្ទប់ព្រះលោកស្រីក៏ដឹងខ្លួនទាំងសួរទៅកាន់ពេជ្រនិងនុកពួកឯងមានការអ្វីទើបមកដល់ទីនេះគឺពួកខ្ញុំមកសុំលោកអ៊ំមើលខ្សែក៏ដែលអូនគាត់ពាក់មុននាងកើតហេតុលោកស្រីយកមកឲ្យអ្នកទាំងពីរពិនិត្យនោះគិតមិនខុសពិតមែននេះជាខ្សែក៏ដែលគេបានទិញពីណាលីននេះបញ្ជាក់ថានារីក្នុងគំនូរនិងលើផ្ទៃជញ្ជាំងជាមនុស្សពីរនាក់ផ្សែងគ្នានោះក៏មិនដឹងឡើយថាមរកតយកខ្សែពីគេយ៉ាងម៉េចបានរឹតតែមិននិយាយថាមរកតបានយកពីគេនោះឡើយនាងនិយាយសុំទោសទៅកាន់លោកស្រីសីណាតលោកអ៊ំឲ្យខ្ញុំបាទសុំទោសផងដែលជូនរបស់នេះទៅមរកតដោយហេតុឃើញថានារីក្នុងគំនូរនោះក៏មានរបស់នេះដែរហើយពិតជាដូចមរកតណាស់ទើបខ្ញុំជូនរបស់នេះទៅឲ្យនាងលោកស្រីសីណាតដកដង្ហើយធំទើបប្រាប់ការពិតទៅគ្រប់គ្នានេះជាព្រះសូរងរបស់ព្រះនាងកេសាវាមានពណ៌ក្រហមឆ្អិនឆ្អៅនៃធាតុភ្លើងក្រៅពីម្ចាស់គេហើយនោះគ្មានអ្នកណាប៉ះពាល់បានទេមានតែរបស់ម្យ៉ាងគត់ដែលសង្គ្រោះនាងបានគឺព្រះសូរងមួយខ្សែទៀតដែលទឹកសមុទ្រដូចជាក្នុងគំនូរដែលពួកឯងបានឃើញពេលនេះមានពីរច្រកដែលស្វែងរកបានព្រោះវាកំពុងតែនៅបុរសម្នាក់នៅចាប់ផ្លឹកភ្លាមឬមួយវានៅជាប់ខ្លួនរបស់បងប្រុសណាគ្រីដែលយើងជួបនៅឯក្លឹបពេជ្រក៏គិតដូច្នេះដូចគ្នាទាំងពីរអ្នកប្រញាប់ចេញទៅរកត្បូងសមុទ្រទាំងតក់ក្រហល់ពេជ្រគោលដៅរបស់គេគឺផ្ទះរបស់សួនសានងាយចូលមកក្លឹបរបស់ប៊ូគ្រីទាំងស្រវឹងជោគប៊ូគ្រីបានគ្រាកំឡោះជាប់ដើម្បីឲ្យអង្គុយចុះលើសាឡុងនាយបើកភ្នែកសឹងតែមិនរួចញឹមទាំងស្រវឹងអ្នកនាងប៊ូគ្រីមែនទេមែនហើយគឺខ្ញុំប៊ូគ្រីអ្នកប្រុសមកពីណាទើបស្រវឹងជោគខ្លួនពោពេញដោយស្រាបែបនេះ
គឺខ្ញុំមកទីនេះដើម្បីជួបអ្នកនាងថ្ងៃដំបូងដែលខ្ញុំជួបអ្នកនាងនោះខ្ញុំក៏ជាប់ចិត្តទៅហើយបំភ្លេចមិនបានសោះទើបមកពីភ្នំពេញដល់សៀមរាបជួបអ្នកនាងប៊ូគ្រីលួចញឹមតែនាងហាក់មិនជឿសោះចំពោះអ្វីដែលនាងនិយាយគេតែងតែនិយាយថាកំឡោះសង្ហាគឺពូកែបោកខ្ញុំមិនជឿលោកនោះទេពេជ្រដោះខ្សែកដែបទឹកក្រូចស្រស់ទៅឲ្យប៊ូគ្រីនេះជាខ្សែក៏ប្រចាំត្រកូលបងប្រគល់ឲ្យអូនបញ្ជាក់ពីការស្រឡាញ់លោកស្រវឹងហើយខ្ញុំមិនចង់បានរបស់លោកទេទុកវិញចុះអត់ទេទួយកចុះដើម្បីឲ្យអូនជឿបងនិយាយចប់ពេជ្រក៏ដួលសន្លប់ឈឹងដោយឥទ្ធិពលសូរ៉ាប៊ូគ្រីបានគ្រាពេជ្រចូលឡានដើម្បីដឹកទៅផ្ទះមកដល់ផ្ទះនាងដោះខោអាវចេញដើម្បីជូតខ្លួនឲ្យកំឡោះជូតរួចទើបនាងចូលបន្ទប់ទឹកដើម្បីងូតទឹកនាងមើលទៅខ្សែក៏ទាំងញឹមបងពេជ្រមិនថាបងស្រវឹងឬស្វាងទេពាក្យសម្ដីបងអំបាញ់មិញខ្ញុំទុកចាស់ការពិតហើយបើបងក្បត់អូនឬគ្រាន់តែលេងសើចជាមួយអូននោះបងស្លាប់មិនខានទេចំណែកពេជ្រគ្រាន់តែឃើញប៊ូគ្រីចូលក្នុងបន្ទប់ទឹកបាត់នីស្ទុះទៀងថតទូមើលគ្រប់កន្លែងរបស់ដែលនាយចង់រកនោះគឺត្បូងសមុទ្រតែវាមិនឃើញសោះសាក់តែងតែពាក់វាជាប់ខ្លួនរហូតមែនទេមិនដោះទុកខ្លះទេឬសំឡេងចេញពីបន្ទប់ទឹករបស់ប៊ូគ្រីបានធ្វើឲ្យពេជ្រប្រញាប់ទៅកន្លែងវិញថ្ងៃនេះស្ងប់ស្ងាត់ល្អណាស់ព្រោះតែលោកសួនសាន់និងភរិយាមិននៅផ្ទះទេទៅជួញពេជ្រនៅឯប៉ៃលិនឯណោះចំណែកសាក់ចេញរកស៊ុយនៅកំពង់សោមតាមក្តីស្រមៃខ្លួនបន្ទាប់ពីលោកសួនសាន់បណ្ដេញរូបគេចេញពីផ្ទះរឿងចំនួនបុរាណក្លែងក្លាយពេលនេះជីវិតរបស់សាក់មិនដឹងរសាត់អណ្ដែតដល់ទីណាទេពេជ្រកំពុងមកខុសកន្លែងឬយ៉ាងម៉េចបែបនេះសោះទើបប៊ូគ្រីដាច់យប់គ្មានអ្នកហាមឃាត់ព្រឹកឡើងពេជ្រសួរទៅកាន់ប៊ូគ្រីទាំងធ្វើជាមិនដឹងរឿងហេតុអីខ្ញុំផ្ទះរបស់អ្នកនាងយប់មិញមានអ្វីប៉ះពាល់អ្នកនាងដែរទេប៊ូគ្រីញឹមអៀនអន់គឺលោកស្រវឹងខ្ញុំយកមកទីនេះប៊ូគ្រីនិយាយទាំងយកដៃអង្អែលខ្សែក៏របស់ពេជ្រជាប់របស់ខ្ញុំហេតុអីនៅអ្នកនាងអវលោកមិនចាំអ្វីទាំងអស់ឬក៏ធ្វើពុតជាមិនចាំលោកបានឲ្យរបស់នេះមកខ្ញុំណាលោកប្រាប់ថាជារបស់ប្រចាំត្រកូលបញ្ជាក់ពីក្តីស្រឡាញ់ពួកយើងខ្ញុំមិនឲ្យលោកវិញជាដាច់ខាតខ្ញុំមិនយកវិញទេតែខ្ញុំអាចដើរលេងក្នុងផ្ទះអ្នកនាងបានទេបានតើលោកអាចមើលទីនេះដោយសេរីព្រោះថាប៉ាម៉ាក់ខ្ញុំមិននៅផ្ទះទេតែបន្ទប់ដែលចាក់សនោះដាច់ខាតចូលមិនបានទេខ្ញុំដឹងហើយអរគុណណាស់ដែលអ្នកនាងទុកចិត្តខ្ញុំក្រុងកំពង់សោមពេលនេះសាក់កំពុងតែចេញទូកដើម្បីទៅយកទំនិញនៅជិតកោះមួយកន្លែងកំឡោះងើយទៅលើមេឃសម្លឹងទាំងយកដៃបាំងថ្ងៃនៅក្បែរខ្លួនគេជានារីម្នាក់ទៀតដែលជាកូនចៅលោកសួនសានអ្នកប្រុសខ្ញុំថាកុំចេញទូកអីព្រោះទៅនិយមផ្សាយថាថ្ងៃនេះមានព្យុះបោកបក់សាក់តបទាំងជឿជាក់ប៉ុន្តែមេឃបើកថ្ងៃល្អទេយើងសាក់មួយជើងចុះព្រោះទំនិញដែលអ្នកកោះត្រៀមលក់នោះច្រើនណាស់មិនទៅខាតទុនច្រើនណាស់វាមិនអីទេណាបើឯងខ្លាចក៏នៅទីនេះចុះគុំទៅតាមយើងអីអត់ទេអ្នកប្រុសទៅទីណាខ្ញុំទៅតាមអ្នកប្រុសទីនោះនាងជាស្រីក្រមុំម្នាក់មិននឹងអាចតាមខ្ញុំគ្រប់ទីកន្លែងនោះអ្នកផ្សេងនៅមកមិនសមនោះទេនៅផ្ទះចុះគុំទៅអីប៉ុន្តែអ្នកប្រុសគ្មានប៉ុន្តែទេនៅត្រង់នេះចាំខ្ញុំមកវិញឬទេសាក់ចេញទូកនេសាទឆ្ពោះទៅកាន់កោះមួយកន្លែងមកដល់កណ្ដាលសមុទ្រមេឃក៏ប្រែជាអ៊ូអាប់បន្ថែមល្បឿនឲ្យឆាប់ទៅដល់ទីតាំងចំណែកស្រីតូចដែលបម្រើលោកសាក់នៅផ្ទះឯនេះវិញបនស្រន់ទាំងទឹកភ្នែកសូមកុំកើតអីអាក្រក់ចំពោះអ្នកប្រុសសាក់ឲ្យសោះទេវតាថែរក្សាមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមបង្អុរភ្លៀងលាយជាមួយខ្យល់ព្យុះបក់បោកយ៉ាងកន្ត្រាក់ទូកនេសាទនាយត្រូវលិចចុះទៅក្នុងបាតសមុទ្រនាយប្រឹងហែលឆ្លងដែនសមុទ្រដែលមិនឃើញកោះត្រើយនាយក៏បិទភ្នែកទាំងទឹកភ្នែកហូរចេញម៉ាក់ខ្ញុំកំពុងទៅជួបម៉ាក់ហើយគ្រាន់តែនឹកត្រឹមនេះនាយក៏លិចចូលទៅក្នុងសមុទ្រជ្រៅទៅចំណែកលោកស្រីសីណាតឯនេះវិញត្រូវភ្ញាក់ភ្លាមទឹកភ័យតក់ស្លុតកូនសាក់កូនមានគ្រោះថ្នាក់ហើយលោកស្រីសីណាតជាម្ដាយបង្កើតរបស់សាក់ដែលលោកស្រីត្រូវបានប៊ូឡាំងយាយីធ្វើបាបរហូតមានរឿងថាមានសហាយស្មន់ត្រូវលោកសួនសាន់បណ្ដេញចេញចំណែកខ្សែនៅសាក់ពាក់ជារបស់មរកតដែលលោកស្រីសីណាតរក្សាទុកមករហូតលោកស្រីមិនមែនអ្វីសម្គាល់ពេលត្រូវឃ្លាតពីកូនប្រុសឡើយក្រៅពីខ្សែក្មួយនេះលោកស្រីផ្ដាំហើយផ្ដាំទៀតមុននឹងចាក់ចេញឲ្យសាក់ទុកនៅកន្លែងសុវត្ថិភាពរងចាំលោកស្រីត្រឡប់មកវិញបញ្ជាក់ពីការពិតតែសាក់ខ្លាចលោកស្រីប៊ូឡាំងយកទៅបំផ្លាញចោលទើបនាយយកមកពាក់ជាប់ខ្លួននាយតែងតែជួបរឿងសើចជាប់រហូតព្រោះតែមួយខ្សែនេះតែនាយមិនដឹងឡើយវាជាវត្ថុមានតម្លៃបំផុតដែលម្ដាយបន្សល់ទុកលោកស្រីប៊ូឡាំងក៏ព្យាយាមយកប៉ុន្មានដងដែរតែមិនបានសម្រេចរឿងចិត្តយមនុស្សរស់ភាគទី7នៅភូមិគ្រីរបស់លោកសួនសាន់នៅក្នុងភូមិគ្រឹះដ៏ស្ងប់ស្ងាត់មានតែអ្នកបម្រើ3នាក់និងម្ចាស់ផ្ទះប៊ូគ្រីបងគិតថាទៅភ្នំពេញវិញហើយព្រោះបងដូចជាមកយូរដែរហើយស្អែកនេះក៏ប៉ាម៉ាក់អូនមកផ្ទះវិញដែលបងមិនហ៊ាននៅយូរទេអូនច្បាស់ជានឹកបងស្លាប់ហើយតើថ្ងៃណាបងមកទីនេះម្ដងទៀតមិនយូរទេបងនឹងត្រឡប់មកវិញ
ពេជ្រសម្លឹងទៅខ្សែខ្លួនដែលពាក់ជាប់នឹងក៏របស់ប៊ូគ្រីទាំងនឹកក្នុងចិត្តមិនយូរទេនាងច្បាស់ជាត្រូវការខ្ញុំយើងត្រូវតែមានរបស់មកដោះដូរគ្នាខ្ញុំសាងបាបកម្មដោយសារខ្ញុំចាំបាច់ធ្វើវាដើម្បីប្អូនស្រីរបស់ខ្ញុំខ្សែកធាតុមាសមួយខ្សែនេះម្ដាយអ្នកនាងនឹងហៅខ្ញុំត្រឡប់មកវិញពេជ្រជលាប៊ូគ្រូត្រឡប់មកភ្នំពេញដើម្បីមកមើលស្ថានភាពរបស់មរកតនាងគ្មានអ្វីប្រសើរឡើងទេក្រៅពីជំនួយពីខ្យល់អុកស៊ុយសែនបងទៅខកជើងហើយសុំទោសដែលយកត្បូងសមុទ្រមកឲ្យអូនមិនបានតែបងបានទុករបស់ដោះដូរនៅគ្រួសារលោកសួនហើយមិនយូរទេគេនឹងជួបរឿងគ្រោះភ័យដើម្បីមកដោះដូរជាមួយយើងអូនសម្រាប់ឲ្យស្រួលចុះនៅកោះមួយនៃខេត្តព្រះសីហានោះសាក់បានដឹងខ្លួននៅក្នុងបន្ទប់តូចមួយនាយសម្លឹងទៅជុំវិញខ្លួនហាក់ដូចជាមិនស្គាល់សោះខ្ញុំនៅមានជីវិតទេមែនទេខ្ញុំមិនបានស្លាប់ទេមិនយូរស្ត្រីក៏មានស្ត្រីចំណាស់ម្នាក់ចេញមកទាំងត្រេកទីបំផុតអ្នកប្រុសដឹងខ្លួនហើយអ្នកប្រុសសន្លប់អស់3ថ្ងៃហើយកំឡោះនិយាយទាំងប្រឹងក្រោកផងលោកយាយជាអ្នកសង្គ្រោះខ្ញុំមែនទេចៅអរគុណលោកយាយណាស់នេះជាកន្លែងអ្វីទៅទីនេះដាច់ស្រយាលពីទីក្រុងណាស់ចៅសំណាងដែលមានអ្នកប្រុសម្នាក់ជួយចែកចេញពីសមុទ្រមកជាអ្នកណាទៅលោកយាយអបថ្ងៃនេះអ្នកប្រុសមិននៅទេតែផ្ដាំទុករបស់នេះឲ្យចៅពេលចៅដឹងខ្លួនឡើងសាក់បានយករបស់ពីដៃលោកយាយទាំងបើកអានដោយសេចក្តីអស់កម្លាំងនោះជាបណ្ដាំមួយសន្លឹកដែលនិយាយអំពីស្ថានភាពជំងឺរបស់មរកតសាក់អានរួចប្រញាប់មកលាលោកយាយមកឆ្នេរដើម្បីឡើងមកក្រុងកំពង់សោមបន្ទាន់គ្រាន់តែសាក់ត្រឡប់មកដល់ផ្ទះនាងតូចដែលជាស្រីបម្រើអ្នកប្រុសសាក់ត្រេកអាជីពន់ពេកស្រក់ទឹកភ្នែកជោគថ្ពាល់អ្នកប្រុសតូចគឺអ្នកប្រុសពិតមែនខ្ញុំសប្បាយចិត្តណាស់ដែលអ្នកប្រុសនៅមានជីវិតត្រឡប់មកវិញនីសាខ្ញុំមានការងារត្រូវឡើងទៅភ្នំពេញបន្ទាន់បើសិនជាមានអ្នកណាមករកខ្ញុំនោះសូមកុំប្រាប់ឲ្យសោះជាពិសេសអ្នកផ្ទះរបស់ខ្ញុំនីសាហាក់ចង់ប្រាប់ពីអ្វីមួយទៅកាន់អ្នកប្រុសរបស់នាងប៉ុន្តែនាងស្ទាក់ស្ទើរនេះមិនហ៊ានវាចាសាក់ប្រញាប់មករៀបខោអាវដើម្បីបន្តដំណើរមកទីក្រុងភ្នំពេញចំណែកមកកត់ក្នុងស្ថានភាពដ៏លំបាកមួយនេះនាងកំពុងតែនៅក្នុងអតីតកាលដ៏ឈឺចាប់មួយវិញ្ញាណនាងកំពុងតែវិលវល់ក្នុងសម័យកាលមួយដ៏យូរអង្វែងនៅក្នុងឆ្នាំ1578ក្រោយវាំងចាស់នៃរាជធានីលង្វែកជាសាររបាំសម្រាប់ព្រះវិបុលរាជទ្រង់ទតនៅចុងសប្តាហ៍ព្រះអង្គកំពុងតែគង់នៅជាមួយព្រះមហេសីដើម្បីគយគន់របាំទ្រង់ពិតជាសប្បុរសទេជាខ្លាំងទៅលើនារីម្នាក់នោះដែលធ្វើឲ្យព្រះមហេសីមានការមិនពេញចិត្តបន្ទាប់ពីរាំចប់នាងក៏ត្រូវបានព្រះអង្គកោះហៅដើម្បីចូលគល់ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គឆាប់ក្រោកឡើងតើនាងមានឈ្មោះអ្វីដែរខ្ញុំម្ចាស់សុយណាតណាសុយនីរ៉ាថ្ងៃស្អែកមានរាជទូតមកពីក្រុងចមបាមកទំនាក់ទំនងពាណិជ្ជកម្មជាមួយមហានគររបស់យើងក្នុងដំណើរនោះក៏មានព្រះនាងអានយ៉ាជាទីសព្វព្រះតីនៃក្រុងចមបាក៏យាងមកដែរទ្រង់នឹងរាំថ្វាយយើងក្នុងរបាំអប្សរសមុទ្រហើយយើងក៏មានរបាំដែលត្រូវឲ្យខាងគេទស្សនាដែរស្អែកនេះនាងត្រៀមខ្លួនឲ្យហើយទៅណាសុយណាតនីរ៉ាខ្ញុំម្ចាស់ពិតជាមានកិត្តិយសខ្លាំងណាស់ដែលទ្រង់ទុកព្រះរាជហឫទ័យឲ្យខ្ញុំម្ចាស់រាំក្នុងកម្មវិធីនេះខ្ញុំម្ចាស់ច្បាស់ជាប្រឹងឲ្យអស់ពីសមត្ថភាពព្រះនៅឯដំណាក់ស្រីស្នំឯនេះវិញកំពុងរិះរកមធ្យោបាយដើម្បីកម្ចាត់សុយណាតណាសុយនីរ៉ាចោលមុនថ្ងៃស្អែកមកដល់យប់នេះនាងបានរៀបចំផែនការរួចជាស្រេចក្នុងការបញ្ជាឲ្យចាត់ការសុយណាតនីរ៉ាជាមួយជីដូនកំសត់កំពុងធ្វើដំណើរទៅកាន់គេហដ្ឋានដែលនៅជាប់បឹងទន្លេសាបចង្អៀងប្លង់តាមផ្លូវដែលមានឆ្កែលូរាត្រីជើមយ៉ាងគ្រលួចទូករបស់នាងដែលចងនៅមាត់កំពង់បណ្ដែតលើផ្ទៃទឹកក្លែងក្លងសុយណាតនិងជីដូនត្រូវជន់បិទមុខវាឲ្យសន្លប់និងទម្លាក់ចូលទឹកទន្លេព្រះវិបុលរាជាទ្រង់បញ្ជាឲ្យស្វែងរកសុយណាតនីរ៉ាគ្រប់កន្លែងទ្រង់មិនជឿទេថានាងបាត់បង់ជីវិតទាំងបែបនេះរាជទូតដែលមកចងពាណិជ្ជកម្មជាលោកមេតពបារស័កលោកមានការសោកស្ដាយដែលមិនបានមើលរបាំគោនេះដោយផ្ទាល់ភ្នែកបានមួយឆ្នាំក្រោយមកសុយណាតនីរ៉ាក៏លេចវត្តមានម្ដងទៀតក្នុងនាមជានាដការីដែលឆ្នាំនាងទទួលការសព្វព្រះទ័យពីមហារាជក៏តែងតាំងជាព្រះមនាងមហាកញ្ញាសុយណាតចំណែកកាលក្រោយមកមហាកញ្ញាសុយណាតក៏ប្រសូតបានបុត្រីពីរអង្គដែលមានព្រះនាមថាកេសីនិងកេសាព្រះនាងទាំងពីរព្រះអង្គពេលប្រសូតមកក៏ត្រូវបានហោរាគុណគូឃើញថាមានធាតុទឹកនិងធាតុភ្លើងមិនអាចនៅក្បែរជាដាច់ខាតត្រូវតែមានម្នាក់រស់នៅខាងក្រៅរាជវាំងបើមិនដូច្នេះទេនឹងភាពក្តៅក្រហាយដល់នគរព្រះមហារាជមានព្រះទ័យពិបាកយ៉ាងខ្លាំងក្នុងការឲ្យកូនស្រីម្នាក់ចាក់ចេញពីរាជវាំងចំណែកមហាកញ្ញាសុយណាតតែងតែទទួលការយាយីពីសំណាក់ស្រីស្នំដទៃទៀតនាងមិនអាចបន្តរស់នៅក្នុងរាជវាំងបានសុខឡើយនាងក៏សម្រេចចិត្តយកកេសាទៅរស់នៅខាងក្រៅ
កេសាក្រោមការមើលថែពីម្ដាយក៏បន្តរបាំរាំបានយ៉ាងវត្តល្វន់ចំណែកកេសីត្រូវបានព្រះមហេសីមើលថែធំធាត់ឡើងជាមួយពេជ្ររាជដែលជាកូនប្រុសច្បងរបស់លោកមេតុចន្ទ្រាជាប្អូនបង្កើតរបស់ព្រះមហេសីព្រះនាងទាំងពីរពេញរសាសម្រស់ប្រៀបដូចជាអប្សរាកេសីជានារីស្លូតបូតតែងតែដាក់ទានដល់មនុស្សជុំវិញខ្លួននាងបន្លំខ្លួនជាក្មេងប្រុសទៅខាងក្រៅជាញឹកញាប់ជាមួយពេជ្ររាជបងពេជ្រយើងទៅកំពុងទុកខាងនោះទៅឈ្នួនចាំយករបស់របំលក់ច្រើនណាស់អូនចង់ទៅណាជូនទៅណាពេជ្របានជូនប្អូនចិញ្ចឹមមកដល់កំពុងទុកនាងសម្លឹងទៅបឹងទន្លេសាបដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកនារីក្នុងសម្លៀកបំពាក់ប្រណិតសក់វែងលាស់កំពុងកណ្ដៀតល្អយដែលពោពេញទៅដោយស្វាយទុំកំពុងញឹមយ៉ាងស្រស់ដើម្បីហៅគ្រប់គ្នាឲ្យទិញស្វាយខ្លួនពេជ្រចោលភ្នែកទៅចំក៏ប្រទះថានាងពិតជាស្អាតណាស់នាងច្បាស់ជាព្រះនាងក្រៅវាំងម្នាក់នោះហើយតើម្ដាយនាងពេលនេះនៅឯណាទៅខ្ញុំចង់ចូលទៅជិតនាងដើម្បីរកភាពស្អាតស្អំឲ្យព្រះមហេសីវិញថាទ្រង់មិនបានបញ្ជាការតាមសម្លាប់របស់ម្ដាយនាងកាលពីឆ្នាំនោះឡើយកេសាចៅស្នាមញឹមមកចំកំឡោះពេជ្រទាំងវាចាទន់ភ្លន់លោកប្រុសជួយទិញស្វាយខ្ញុំទៅណាខ្ញុំប្រញាប់ទៅផ្ទះពេជ្រញឹមយ៉ាងត្រជាក់តបតើអ្នកនាងលក់យ៉ាងម៉េចដែរចាស់6ស្វាយតែ3ចុងប្រាក់តែប៉ុណ្ណោះដូច្នេះខ្ញុំមិនបានយកអ្វីមកជាប់ខ្លួនទេខ្ញុំមានស្នៀតសក់នេះមួយដូរយកស្វាយអ្នកនាង12ផ្លែទៅចុះនាងក្រមុំក៏ទទួលការដោះដូរទាំងមិនមើលស្នៀតសក់ដ៏ប្រណិតមួយនេះកេសីកំពុងសប្បាយជាមួយទិដ្ឋភាពខាងក្រៅភ្លេចខ្លួនមិនដឹងបាត់ពេជ្ររាជពីពេលណានាងក្រមុំងាកទៅងាកមកក៏ចូលជាមួយអ្នកជំនួញប្រុសម្នាក់នាងប្រញាប់សុំទោសនឹងគេចចេញគ្រាន់តែឃើញភ្លាមកំឡោះដឹងភ្លេចថានេះមិនមែនជាបុរសដូចនាយឡើយនាយញឹមតិចទាំងដឹកសេះចូលក្រុងទីនេះសប្បាយលេងមែនមើលចុះទិដ្ឋភាពសប្បាយប្លែកភ្នែកខុសពីក្រុងបាកានមានសមុទ្រទឹកសាបដ៏ធំដែលដូចទៅនឹងទន្លេរ៉ាឌីដែរចិត្តល្ងាចទៅហើយខ្ញុំត្រូវប្រញាប់រាជវាំងព្រះមហារាជឲ្យទាន់ពេលវេលាកំឡោះដែលកេសីដែលជលអំបាញ់មិញជាកូនប្រុសតែមួយនៃស្ដេចកណ្ដាលនៃក្រុងបាកាននាយមកទីនេះដើម្បីកំសៅឋានាខាពីភូមិមកថ្វាយព្រះមហេសីព្រះនាងកេសីបានត្រឡប់មកពីខាងក្រៅជាមួយសម្លៀកបំពាក់បុរសនាងបានលួចចូលដំណាក់ដោយដើរលបលប់ធ្មមកំឡោះប្រញាប់ចាប់ពីក្រោយជាប់ឯងជាចៅចង់មកលួចរបស់អ្វីនៅទីនេះយើងនឹងប្រគល់ឯងឲ្យទៅឆ្មាំវាំងឥឡូវនេះភ្លាមនាងក្រមុំត្រូវគេចាប់ខ្ទប់មាត់ជាប់នាងប្រឹងរើបំរាស់ធ្វើឲ្យរបូតសក់លេចរូបរាងជាមនុស្សស្រីពេជ្ររីកឃើញភ្លាមក៏ស្ទុះចូលមកខាត់ភ្លាមព្រះបុត្រាមីណាវទ្រង់ដោះលែងព្រះនាងកេសីទៅគ្រាន់តែឮបែបនេះកំឡោះប្រឡែងយ៉ាងរហ័សសុំទោសផងយើងស្មានថាជាចៅចូលមកក្នុងវាំងនេះទើបយើងលើសលុះលើនាងពេជ្ររាជហើយឯងទើបមកពីណាដែរពួកឯងទាំងពីរលួចចេញពីរាជវាំងមែនទេខ្ញុំចាំបានហើយព្រះនាងតូចបានដើរបុកខ្ញុំពីថ្ងៃមិញធ្វើឲ្យម្សៅឋានាខាខ្ញុំបែកអស់ខ្ញុំត្រូវយកថ្វាយព្រះមហេសីផងតាមពិតលោកជាមីណាវដែលគេល្បិចគ្នានោះមែនទេមែនហើយអ្នកជំនួញវ័យក្មេងស្រស់សង្ហាមីណាវគឺខ្ញុំនឹងពេជ្ររាជាចំណិតគ្នាតាំងតែពីក្មេងម្លេះមែនទេកូនប្រុសលោកមេតបចន្ទ្រាមានបើឯងមកដល់ទៅហើយចូលទៅដំណាក់យើងជែកគ្នាសិនទៅឲ្យកេសីទៅសម្រាកចុះបើចឹងខ្ញុំទៅសម្រាកហើយបើមាតាមកឃើញខ្ញុំឈរនិយាយជាមួយពួកបងទាំងយប់បែបនេះមិនល្អទេពួកបងជែកគ្នាចុះពេជ្ររាជនឹងមានបានចូលមកក្នុងដំណាក់បិទទ្វារចិត្តពេជ្រក៏ចាប់ផ្ដើមសួរពីដំណឹងរបស់មហាកញ្ញាសុយណាតព្រោះកាលពីឆ្នាំនោះស្ដេចកណ្ដាលដែលជាឪពុកមីននេះហើយដែលជួយសង្គ្រោះសុយណាតពេជ្របាននិយាយថាកាលពីថ្ងៃមិញគេបានជួបជាមួយកេសានិងបានឲ្យស្នៀតសក់របស់ព្រះមហេសីទៅឲ្យនាងដើម្បីដោះដូរស្វាយ12ផ្លែមីនក៏សើចទៅកាន់ពេជ្រដែលធ្វើការដោះដូរខ្ពស់ហួសប្រមាណហើយប្រសិនបើមហាកញ្ញាសុយណាតឃើញនឹងខឹងមិនខានពេជ្របានបង្កប់អមួយចំនួននៅក្នុងស្នៀតសក់នោះមិនយូរទេសុយណាតនឹងដឹងថាស្ត្រូវរបស់គេមិនមែនជាម្ដាយមីងខ្លួនឡើយតែជាព្រះស្នំម្នាក់ទៀតដែលទម្លាក់កំហុសទៅព្រះមហេសីមិនយូរទេនាងនឹងត្រឡប់មករស់នៅក្នុងព្រះរាជវាំងវិញរឿងចិត្តយមមនុស្សរស់ភាគទី8នៅផ្ទះជប់កំពង់ទឹកដែលអុជចង្គៀងដ៏ស្ងាត់ស្រីស្រស់កេសាយកស្នៀតសក់មកមើលក្រោមពន្លឺចង្គៀងនាងមើលទៅមើលមកក៏យកមកសៀតជាប់នឹងសក់សម្លេងលោកស្រីសុយណាតបានហៅនាងដើម្បីប្រញាប់មុជទឹកចូលសម្រាកម្ដាយចូលមកឃើញស្នៀតសក់ដែលកេសាទុកនៅលើគ្រែគេងក៏យកមកមើលដោយផ្ចិតផ្ចង់នេះជារបស់ព្រះមហេសីតើកូនកេសាបានវាមកពីណាឬមួយកូនទៅជួបអ្នកវាំងលោកស្រីបន្ធូរដង្ហើមនឹងរងចាំសួរទៅកូនស្រីកេសាក៏សារភាពថានេះជាការដោះដូរទំនិញកូនដឹងថានេះជារបស់អ្នកវាំងទើបកូនយកមកឲ្យអ្នកម៉ែដើមឡើយវាគួរតែជារបស់យើងតាំងពីដើមមកម្លេះអ្នកម៉ែហេតុអីយើងត្រូវមករស់ក្រោមស្ថានភាពបែបនេះនោះអ្វីត្បិតតែស្ដេចកណ្ដាលមិនឲ្យយើងលំបាកតែយើងត្រូវតែយករបស់យើងមកវិញណាអ្នកម៉ែកូនឮថានគោប៉ុន្មានខែខាងមុខទៀតនឹងជួបគ្រោះរាំងស្ងួតមិនដូច្នេះទេយើងសូមស្ដេចកណ្ដាលឲ្យព្រះអង្គចូលគាល់ព្រះបតាដើម្បីពីអ្នកម្ដាយកូនយើងចូលវាំងវិញទៅ
កូននឹងរំថ្វាយព្រះម៉ែនាគដើម្បីសុំទឹកភ្លៀងណាម៉ែបើកូនធ្វើសម្រេចនោះយើងនឹងអាចនៅរាជវាំងវិញបានហើយលោកស្រីសីណាតបដិសេធភ្លាមមិនបានទេវាគ្រោះថ្នាក់ណាស់បើសិនមិនសម្រេចកូននឹងមានទោសកុហកព្រះរាជាយើងរស់នៅទីនេះបានសុខហើយកុំចូលវាំងវិញអីចំណែកគេសីពេលនេះនាងក៏មិនដឹងទេថាយើងមានវត្តមាននៅទីនេះបើពួកកូនជួបគ្នាច្បាស់ជាមានរឿងក្តៅក្រហាយមិនខានចាត់ទុកថាកូនរស់នៅពីលោកមួយម្នាក់ទៅចុះមិនបានទេពួកយើងត្រូវចូលវាំងវិញកូនមិនអាចឲ្យអ្នកដែលធ្វើបាបយើងរួចខ្លួនជាដាច់ខាតអ្នកម៉ែមើលចុះនៅលើស្នៀតសក់នេះហាក់ដូចជាប្រាប់យើងថានរណាដែលធ្វើបាបយើងកាលឆ្នាំនោះគឺព្រះស្នំនងណាម៉ែពួកយើងត្រូវតែទៅសងសឹកក្នុងរឿងនេះបន្ទាប់ពីមានការយល់ព្រមពីព្រះមហារាជសីណាតនិងកូនក៏បានចូលក្នុងព្រះរាជវាំងវិញវត្តមានរបស់ព្រះនាងទាំងពីរតែងតែប៉ះទង្គិចគ្នាជាញឹកញាប់ជាពិសេសគឺចំនួនស្នេហាបងប្អូនលោកស្រីសីណាតបែកកូនតាំងពីក្មេងក៏តែងលំអៀងទៅលើកេសាជាងកេសីព្រោះកេសីពេលនេះប្រៀបដូចចាស់កូនបង្កើតរបស់ព្រះមហេសីមិនទទួលស្គាល់កេសាជាបងដាច់ខាតមួយឆ្នាំក្រោយមកគ្រោះរាំងស្ងួតក៏មកដល់ពិតមែនដូចជាការទីទុកប្រជារាស្ត្របានធ្វើការស្នើសុំទៅកាន់ព្រះមហារាជក្នុងការយកព្រះនាងធ្វើពិធីរំថ្វាយព្រះម៉ែនាគព្រះនាងដែលត្រូវរំនោះជាព្រះនាងកេសានៅថ្ងៃរំថ្វាយមកដល់មហាកញ្ញាសីណាតដោយសពព្រះតីពីព្រះមហារាជខ្លាំងនឹងការសុំទឹកភ្លៀងបានសម្រេចក៏ទទួលការតែងតាំងដ៏ខ្ពង់ខ្ពស់បំផុតមិនយូរប៉ុន្មានជំនឿនៅក្នុងរាជវាំងចេះតែមានបន្តបន្ទាប់ពេលនេះមានជំងឺរាតត្បាតពេញគរដោយត្រូវបណ្ដាសាពីអរៈព្រៃភ្នំហោរាបានឃើញថាមានតែការយកព្រះនាងកេសាមួយអង្គត់ទៅបូជាញាញ់ទើបនគរបានសុខវិញមហាកញ្ញាសីណាតមិនយល់ព្រមដាច់ខាតក្នុងរឿងនេះទ្រង់មិនអាចយកកូនស្រីទៅប្រថុយនឹងរឿងគ្រោះថ្នាក់នៅពេលនោះពិធីដង្ហែក្បួនយកស្រីក្រមុំទៅថ្វាយអរៈភ្នំក៏មកដល់ព្រះស្នំនងបានឲ្យខ្សែករបស់កេសាដែលធ្វើឲ្យជ្រុះនោះប្រគល់ទៅឲ្យកេសីដោយប្រាប់ថាមហាកញ្ញាសីណាតបានផ្ញើខ្លួនយកមកឲ្យព្រះនាងព្រោះទ្រង់មិនហ៊ានយាងមកជួបជាមួយព្រះមហេសីនោះឡើយកេសីយកពាក្យទាំងមិនសង្ស័យអ្វីទាំងអស់ព្រោះនឹកឃើញថាអ្នកជាម្ដាយក៏នៅមានទឹកចិត្តចំពោះកូនស្រីតែអ្វីមិនដូចនាងគិតឡើយឆ្មាំវាំងក៏បានយកកេសីទៅបូជាញាញព្រះនាងត្រូវព្រះអគ្គីលេបត្របាក់ទាំងក្តៅនិងឈឺផ្សាបំផុតកេសាដែលជាបង្រុតមកកន្លែងបូជាប្អូនស្រីទាំងយំស្រាក់ព្រះនាងក៏ចង់ទៅខាត់ព្រះអគ្គីដែរប៉ុន្តែមិនសម្រេចនោះឡើយព្រោះគ្រប់យ៉ាងវាហួសពេលទៅហើយកេសាដឹងថាខ្លួនជាធាតុទឹកមិនអាចមានអគ្គីមកយាយីនោះទេប៉ុន្តែសំណាងអាក្រក់ដែលអ្នកបូជាញាញនោះមិនមែនជានាងមហាកញ្ញាសីណាតយំសោកបោកខ្លួនឈឺព្រះតីរាប់ខែចំណែកព្រះមហេសីស្ទើរតែឈួតស្មារតីទៅហើយពេលដឹងថាអ្នកដែលព្រះអគ្គីលេបត្របាក់ជាកូនស្រីចិញ្ចឹមរបស់ខ្លួនធ្វើត្បិតតែពីមុនមកនាងនិងសីណាតមិនត្រូវគ្នាក៏ដោយតែនាងមើលថែកេសីតាំងតែពីក្មេងប្រៀបបីដូចជាកូនបង្កើតព្រះមហេសីនៅតែយល់ថារឿងនេះគឺសីណាតជាអ្នករៀបចំទាំងអស់ព្រោះនាងមិនចង់ឲ្យកេសាកូនស្រីនាងត្រូវជួបរឿងទាំងនេះទើបមានចិត្តនាបន្លំចំណែកកាលក្រោយមកក្រុងលង្វែកត្រូវបានលុកលុយដោយស្រីអយុធ្យាមហាកញ្ញាសីណាតត្រូវបានបាត់ខ្លួនយ៉ាងអាតកំបាំងបំផុតដែលគ្មានអ្នកណាដឹងឡើយថានាងត្រូវបានបាត់ទៅណាព្រះនាងកេសាជាព្រះនាងតែមួយអង្គត់នៅសល់ទ្រង់បានសុំបតាយកសាររបាំនេះជាកន្លែងដែលគោរពបូជាដល់មាតានិងព្រះនាងកេសីផងដែរកេសាក្នុងអំឡុងពេលមានសង្គ្រាមនាងរំថ្វាយព្រះអាទិទេពរហូតដល់អស់ព្រះជន្មក្នុងការបួងសួងទៅដល់ព្រះអាទិទេពឲ្យមហានកូរទទួលជោគជ័យជាពិសេសសូមឲ្យព្រះស្វាមីខ្លួនដែលជាមេតបពេជ្ររីករួចផុតពីគ្រោះភ័យទាំងឡាយទាំងពួងជាបណ្ដាំចុងក្រោយព្រះនាងបានប្រគល់ខ្សែក្បូងក្រហមទៅកាន់យាយអុកជំនិតដើម្បីថែរក្សាចំណែកត្បូងសមុទ្រដែលជារបស់កេសីត្រូវមហាកញ្ញាសីណាតយកទៅជាប់ខ្លួនហើយគ្មានអ្នកណាដឹងឡើយថានាងនៅរស់ឬស្លាប់មរកតក្នុងទិដ្ឋភាពចម្លែកដែលយល់សពប្រៀបដូចជាការពិតមួយនេះក៏ហាក់ទទួលបានថាធាតុត្រជាក់កំពុងតែចូលខ្លួននាងហើយព្រោះតែពេលនេះសាក់បានយកខ្សែក្បូងសមុទ្រមកពាក់ឲ្យមរកតទាំងទឹកភ្នែករឿងចិត្តយមមនុស្សរស់ភាគទី9សម័យបច្ចុប្បន្នក្នុងឆ្នាំ2025នៅមន្ទីរពេទ្យអូនមរកតសុំទោសដែលបងមកជួយអូនយឺតមួយជំហានឆាប់ដឹងខ្លួនឡើងមកបងបារម្ភពីអូនណាស់មរកតដឹងខ្លួនឡើងជាមួយឆ្នាំ2025ដែលនាងសម្លឹងទៅជុំវិញទាំងអស់កម្លាំងជាពិសេសគឺពេជ្រដែលកំពុងតែនៅក្បែរស្រីនាងហើបមាត់តិចម្ចាស់បងពេជ្ររីកពេជ្រស្ទុះអបអូនទាំងទឹកភ្នែកទីបំផុតអូនមានការចងចាំវិញហើយអូនចាំគ្រប់យ៉ាងនៃរឿងអតីតកាលបានហើយមែនទេអូនឃើញគ្រប់យ៉ាងហើយអូនសោកស្ដាយកន្លងមកដែលអូនធ្វើបាបបងមូរីកាព្រោះតែពួកយើងមានមុខដូចគ្នាទើបគេចាប់ច្រឡំទៅវាមិនមែនជាកំហុសបងស្រីនិងអ្នកម៉ាក់ឡើយសាក់បានជួបបង្ដាយបង្កើតខ្លួនដែលជាលោកស្រីសីណាតបច្ចុប្បន្នម្ដងទៀតស្រស់ស្រីដឹងខ្លួនហាក់ក្នុងសម័យកាលមួយដែលគ្រប់គ្នាដើរទៅមុខនាងច្រើនជំហានទៅហើយនាងទទួលការមើលថែពីលោកស្រីសីណាតដោយមិនស្អប់ខ្ពើមទៀតនោះទេចំណែកនាងនិងសាក់ក៏ហាក់ដូចជាបងប្អូនដែលទៅហើយពេលនេះ
នៅក្នុងសារមន្ទីរនាងតូចគយគុណគំនូដល់ញឹមនេះតាមពិតជារូបខ្ញុំពិតមែនអរគុណណាស់ព្រះមាតាដែលស្រឡាញ់បុត្រីដូចជាបុត្រីខ្លួនជាតិនេះមាតាក៏នៅតែជាម្ដាយរបស់ខ្ញុំប៉ុន្តែអ្នកម៉ាក់បានអស់បុណ្យទៅហើយសូមអ្នកម៉ាក់កុំបារម្ភអីកូននឹងរកយុទ្ធធំឲ្យម៉ាក់និងបងស្រីឆាប់នេះកូនក៏អរគុណដល់អ្នកម៉ែសីណាតដែលជាតិនេះអ្នកម៉ែជ្រើសរើសយកខ្ញុំដើម្បីរស់បន្តកូនព្រមអភ័យទោសគ្រប់យ៉ាងដល់គាត់ធ្វើត្បិតថាជាតិមុនគាត់សម្រេចចិត្តទៅចោលខ្ញុំក៏ដោយក៏ជាតិនេះគាត់បានប៉ះពើគ្រប់យ៉ាងមកឲ្យខ្ញុំវិញពេលនេះត្បូងក្រហមនិងត្បូងសមុទ្របានរកឃើញច្បាស់រៀងខ្លួនហើយស្រីល្អត្រូវដាស់ស្មារតីដោយដៃមុំរបស់ពេជ្រអូនក៏ទើបតែជាកុំចេញក្រៅហើខ្យល់អីចូលទៅខាងក្នុងវិញទៅបងពេជ្រអីណាខ្សែក៏របស់បងនោះគឺបងបានឲ្យទៅនារីម្នាក់ទៅហើយពេលឯងឈឺនោះដើម្បីយកត្បូងសមុទ្រមកវិញប៉ុន្តែបងមិននឹកស្មានសោះថាត្បូងសមុទ្រមិននៅផ្ទះលោកសួនសាន់ទេតែនៅសាក់ទៅវិញសាក់គេប្រាប់បងថាគេទទួលដំណឹងឯងឈឺពីបុរសម្នាក់ដែលជួយសង្គ្រោះគេពេលគេធ្លាក់ចូលសមុទ្រគេក៏មកជួយឯងភ្លាមបន្ទាប់ពីគេដឹងខ្លួនចុះបងសាក់មានប្រាប់ទេថាអ្នកណាជាអ្នកជួយគេនោះគេក៏មិនដឹងដែរតែបងសប្បាយចិត្តដែលលោកស្រីសីណាតនិងសាក់បានជួបគ្នាវិញក្នុងស្ថានភាពបែបនេះតាមពិតទៅលោកស្រីសីណាតនេះបែកពីកូនបង្កើតខ្លួនដើម្បីមកមើលថែឯងជាការសងពីជាតិមុនហើយបងក៏ដឹងថារឿងរ៉ាវក្រឡាប់ឡានរបស់លោកអ៊ំបូផាកែវមិនមែនជាធ្វើដៃលោកស្រីសីណាតទេតែជាលោកស្រីសីណាតទៅវិញទេដែលយកឯងនិងលោកអ៊ំសក្ខីមកមន្ទីរពេទ្យខ្ញុំដឹងរឿងនេះហើយរយៈពេលខ្ញុំសន្លប់នោះខ្ញុំក៏ដឹងរឿងគ្រប់យ៉ាងនិយាយដូច្នេះពេលដែលខ្ញុំឈឺតើលោកថានុបានមកមើលខ្ញុំខ្លះទេអានុវាចប់ការងារនៅឯក្រុងយ៉ាងកណែណោះវាបានទូរស័ព្ទមកសួរសុខទុក្ខអូនជាញឹកញាប់ដែរគេប្រហែលជាមិនចាំទេខ្ញុំជាអ្នកណាមែនទេបងពេជ្របងមិនហ៊ានឆ្លើយទេរងចាំឯងជួបគ្នាដោយខ្លួនឯងចុះខ្ញុំមិនបានចង់ជួបគេទៀតនោះទេចាត់ទុកថាអស់និស្ស័យត្រឹមនេះទៅចុះរឿងចេតយមនុស្សរស់ភាគទី10នៅក្រុងសៀមរាបស្រស់ស្រីមរកតក្នុងសម្លៀកបំពាក់ដ៏សមរម្យបានមកគោរពបូជាដល់ទីតាំងនៃចិត្តរបស់ខ្លួននាងសម្លឹងទៅជុំវិញចិត្តបុរាណដោយស្នាមញញឹមកក់ក្ដៅបំផុតនេះជាលើកទី1ហើយដែលនាងនឹកដល់មូរីកាដែលជាបងស្រីបង្កើតខ្លួននាងក្រមុំបានយកត្បូងក្រហមទៅដាក់លើរូបចម្លាក់ដែលជាម្ចាស់កម្មសិទ្ធិរាប់រយឆ្នាំមកហើយច្រវាក់ដែលជាប់ជើងរបស់កេសាពេលនេះវាលែងមានហើយបញ្ជាក់ថានាងមានសេរីភាពអាចទៅចាប់កំណើតបាននាងលែងជាវិញ្ញាណដែលវិលវល់នៅត្រង់នេះទៀតហើយក្រមុំទាំងពីរអោបគ្នាយំលាជាមួយស្នាមញញឹមម្ចាស់អូនគេសីបងអរគុណណាស់ដែលអូនព្រមអភ័យទោសឲ្យបងរងចាំឯងនៅទីនេះរាប់ឆ្នាំហើយចាំឯងមកសង្គ្រោះបងព្យាយាមធ្វើឲ្យព្រះបុត្រាមីនមកជួយដោះបណ្ដាសានេះដែរតែមិនបានសម្រេចរហូតដល់ប្អូនជួបគ្រោះភ័យនិងព្រមទទួលយកការពិតដ៏អាចកំបាំងមួយនេះកន្លែងមួយនេះជារបស់ពួកយើងតាំងពីរាប់រយឆ្នាំមុនសូមអូនថែរក្សាឲ្យបានល្អហើយបងផ្ញើមើលថែអ្នកម៉ែជំនួសបងផងបងលាហើយវិញ្ញាណរបស់កេសាក៏បានរលាយបាត់មរកតស្រក់ទឹកភ្នែកជោគថ្ពាល់កំឡោះសង្ហាថានុដៃកាន់ទឹកសុទ្ធធូបទៀននិងផ្កាក៏ចូលមកអោបស្រស់ស្រីជាប់មរកតប្រញាប់ច្រានចេញទឹកមុខខឹងបងថានុទៅតែមកពីណាទៅពេលនេះទៅតែមករកខ្ញុំថ្ងៃនោះតើបងនៅឯណាថ្ងៃដែលគេយកខ្ញុំទៅបូជាញ៉ាញនោះម្ចាស់បងមានណៅនៅឯណាខ្ញុំរងចាំបងមកសង្គ្រោះខ្ញុំទាំងក្តៅខ្លាំងណាស់តែម្ចាស់បងមិនយាងមកទេរហូតមកដល់ពេលនេះខ្ញុំឈឺក៏មិនឃើញបងមកមើលដែរបងសុំទោសគឺបងរវល់ដោះស្រាយការងារនៅក្រុងយ៉ាងកុនជំនួសលោកប៉ាព្រោះថ្ងៃនោះលោកប៉ាធ្លាក់ខ្លួនឈឺខ្លាំងបងត្រូវទៅមើលថែគាត់ចុះពេលនេះប៉ាបងយ៉ាងម៉េចហើយប៉ាបងស្លាប់ជាង1 ខែហើយបងមករស់នៅស្រុកខ្មែរជាមួយម៉ាក់មិនទៅណាទៀតទេបងនៅទីណាក៏មិនតាក់ទងជាមួយខ្ញុំដែរពួកយើងមិនអាចបន្តអ្វីទៀតនោះទេខ្ញុំលាហើយមរកតឈប់សិនមរកតស្ដាប់បងសិនទៅមានអ្វីឲ្យស្ដាប់ទៀតនោះត្រូវហើយគ្រួសារតែងតែមកមុននៅមុខជានិច្ចបងសម្រេចចិត្តត្រូវហើយខ្ញុំត្រូវនៅក្រុងសៀមរាបនេះជាមួយបងសាក់សែងនិងអ្នកម៉ែសីណាតមួយរយៈដើម្បីដាក់ពាក្យបណ្ដឹងទៅលោកស្រីប៊ូឡាំងបងប្រហែលជាមានកិច្ចការវល់ណាស់នៅក្រុងភ្នំពេញពួកយើងបែកគ្នាត្រឹមនេះចុះយើងធ្វើកិច្ចការរៀងខ្លួនកុំជួបគ្នាទៀតអីមរកតបងសុំទោសបងគ្មានកំហុសទេសុំទោសធ្វើអ្វីទៅសុំទោសដែលបងពេលនោះជួយអ្វីអូនមិនបានជាតិនេះបងសង្វេងគ្រប់យ៉ាងដើម្បីអូនហួសពេលហើយបងនោះខ្ញុំលែងគិតរឿងស្នេហាអ្វីទៀតហើយពេលនេះទាំងបងពេជ្រនិងបងនោះក្នុងចិត្តខ្ញុំទុកដូចជាបងប្រុសម្នាក់លាហើយអ្នកម៉ែសីណាតនិងបងសាក់សែងមកទទួលហើយលោកស្រីសីណាតចុះពីលើរថយន្តដើម្បីមកទទួលកូនស្រីពេលនេះអ្នកទាំងពីរមានភស្តុតាងក្នុងដៃបង្ហាញថាលោកស្រីប៊ូឡាំងជាអ្នកជួលមនុស្សប្រុសនោះមកធ្វើបាបលោកស្រីសីណាតនិងចោទលោកស្រីថាមានសហាយរត់ចោលកូននិងគ្រឿងបុរាណជាច្រើនដែលសាក់សែងយកមកនោះគឺប៊ូឡាំងជាអ្នកដោះដូរនាងព្យាយាមកំចាត់គ្រប់យ៉ាងដើម្បីតែឈ្នះសីណាតព្រោះជាតិមុននាងជាព្រះស្នំណង
ចំណែករឿងក្តីរបស់លោកស្រីបូផាកែវក៏ឡើងទៅដល់តុលាការដែររងចាំតែលោកស្រីស៊ុយណាតឡើងបំភ្លឺតែប៉ុណ្ណោះជីវិតលោកស្រីប៊ូឡាំងនៅពេលនេះកំពុងរត់គេចប៉ូលីសគ្រប់ទីកន្លែងចំណែកកូនស្រីតែមួយរបស់នាងក៏ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររោគនេះបណ្ដាលមកពីប៊ូគ្រីផឹកគ្រឿងស្រវឹងនិងលេងថ្នាំជ្រុលពេកសាក់មកមើលថែជំងឺប្អូនខ្លួនទាំងអស់ប្អូនជាប់ប៊ូគ្រីសុំទោសដែលបងមើលថែឯងមិនបានល្អបងមិនបាននៅក្បែរឯងទើបឯងទៅជាបែបនេះទៅគ្រួសារយើងនឹងនៅរស់នៅជុំគ្នាបងនឹងមើលថែឯងណាប៊ូគ្រីក្នុងសភាពញញើមិនដឹងអ្វីទាំងអស់នាងនៅតែនឹកឃើញម្ដងពីភាពខ្មៅងឹតរបស់ម្ដាយជាអ្នកសាងបាបតែកម្មបែរជាធ្លាក់លើកូនស្រីប៊ូគ្រីត្រូវបានសាក់យកមកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញពេជ្រក៏បានសុំទោសនិងស្នាក់ខ្លួនមើលថែប៊ូគ្រីរហូតប៊ូគ្រីជាសះក្បោយពេលនេះគឺមានតែស្នាមញឹមព្រោះអ្នកគ្រូពេទ្យដែលព្យាបាលប៊ូគ្រីជាណាលីនក៏រៀនចប់ជំនាញពេទ្យហើយក្រោយទទួលអាហារូបករណ៍និងមានលុយគ្រប់គ្រាន់ក្នុងការរៀនសូត្រនៅភ្នំពេញគឺលុយដែលថានោះឲ្យទៅណាលីននោះទោះជាថានោះមិនទទួលខ្សែក៏មួយខ្សែនោះក៏ដោយក៏ថានោះមិនយកលុយពីណាលីនវិញដែរព្រោះថានោះចង់អរគុណគ្រប់យ៉ាងពីមុនមកដែលដូនតារបស់ណាលីនបានមើលថែកេសានិងកេសីនិងថែរក្សាខ្សែក៏មួយខ្សែនោះកន្លងមកម្ដាយណាលីនក៏បានជាសះស្បើយនិងមានកូនផ្ទះតូចនៅទីក្រុងព្រឹកនៃថ្ងៃថ្មីបានចូលមកដល់ពេជ្របានរុញរទេះប៊ូគ្រីដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធពេជ្រមានទំនួលខុសលើប៊ូគ្រីគ្រប់យ៉ាងព្រោះនាយមិនចង់ជំពាក់អ្នកណាទៀតឡើយសងឲ្យអស់ក្នុងជាតិនេះនាយជាអ្នកឲ្យខ្សែខ្លួនទៅប៊ូគ្រីទៅប៊ូគ្រីជួបរឿងមិនល្អរហូតប្រែក្លាយជាខូចសត្វបែបនេះអ្នកគ្រូពេទ្យណាលីងញឹមទៅប៊ូគ្រីដើម្បីលួងញោមថ្នាំសាក់បានចូលមកមើលប្អូនដល់ញឹមព្រោះអាការៈនាងធូរស្បើយច្រើនអរគុណអ្នកគ្រូពេទ្យណាស់ដែលមើលថែប្អូនខ្ញុំកន្លងមកមិនអីទេលោកនេះជាតួនាទីរបស់ខ្ញុំទេទូរស័ព្ទរបស់សាក់ក៏ចាប់ផ្ដើមរោទនោះជាដំណឹងល្អព្រោះថាលោកស្រីប៊ូឡាំងត្រូវបានប៉ូលីសចាប់ខ្លួនបានហើយចំណែកលោកស៊ួនសាន់មានការសោកស្ដាយយ៉ាងខ្លាំងអំពីរឿងកន្លងមកលោកព្យាយាមសុំលោកស្រីស៊ុយណាតមករួមរស់នៅផ្ទះលោកវិញតែលោកស្រីមិនព្រមព្រោះតែពេលនេះលោកស្រីមានឈ្មោះជាស្រីចាក់ចោលប្តីទៅហើយចំណែកមនុស្សម្នាគ្រប់គ្នាក៏ទទួលស្គាល់ថាលោកស្រីជាប្រពន្ធលោកសក្ខីទៅហើយដែរទើបមិនអាចបកក្រោយវិញបានទេប៉ុន្តែរយៈពេលដែលលោកស្រីស៊ុយណាតរស់នៅក្រោមដំបូលផ្ទះលោកសក្ខីគឺមិនមានសម្ពន្ធថាជាប្តីប្រពន្ធអ្វីនោះទេលោកស្រីគ្រាន់តែសុំសិទ្ធិនៃការជួយសង្គ្រោះលោកសក្ខីនិងប្រកាសបដូរមកមើលថែមរតកតែប៉ុណ្ណោះចំណែកពេលនេះលោកស្រីទើបតែយល់ចិត្តគ្នាជាមួយកូនស្រីមិនអាចចាក់ចោលនាងម្ដងទៀតបានទេចំណែកសាក់ក៏មករស់នៅជាមួយម្ដាយដែរពេលនេះគ្រួសារកំពុងជួបជុំយ៉ាងមានក្តីសុខបំផុតខុសតែស្រស់ស្រីមរកតទឹកមុខក្រៀមក្រំដែលហាក់មិនស្រឡះចិត្តនាងបានញឹមទៅកាន់គ្រប់គ្នាប្រកបដោយទឹកមុខស្ងួតស្ងប់សាក់បានមកជួបអូនទាំងមានរឿងក្នុងចិត្តអូនមរកតបងមានការពិតមួយចង់បង្ហាញអូនស្អែកនេះអូនទៅក្រុងកំពង់សោមជាមួយបងណាចាស់បានខ្ញុំក៏កំពុងតែស្មុគស្មាញក្នុងចិត្តដែរទៅកំសាន្តទីនោះមួយថ្ងៃពីរចុះយ៉ាងណាទីនេះបានសុខហើយខ្ញុំអាចឆ្លៀតពេលដើរកំសាន្តបានក៏ចង់បំភ្លេចរឿងខ្លះដែលបងសាក់នេះជាខ្សែក្រណាងធាតុដីវាគួរតែជារបស់បងយូរហើយខ្ញុំប្រគល់វាឲ្យបងមិនមែនទេជារបស់បងទេខ្សែនៅមួយខ្សែនេះឯងទុកសិនចុះជារបស់លោកថានំចាស់រូបពិតចាំឯងប្រគល់ឲ្យគេដោយផ្ទាល់ដៃឯងចុះហេតុអីក៏របស់លោកថានោះបែរជាមកជាប់ខ្លួនខ្ញុំរហូតមកចឹងចំណែករបស់ខ្ញុំបែរជានៅបងរបស់បងម៉ូរីកាបែរជានៅណាលីនហើយបងពេជ្រនេះក៏ដូចនេះដែរទៅប្រគល់ឲ្យប៊ូគ្រីរហូតនាងទៅបែបនេះខ្ញុំពិតជាសុំទោសប៊ូគ្រីជំនួសបងពេជ្រខ្លាំងណាស់សុំទោសដែលព្រោះតែខ្ញុំទៅប៊ូគ្រីទៅជាបែបនេះឯងមិនបាច់សុំទោសនេះជាកម្មដែលពួកគេត្រូវទទួលពីដើមឡើយប៊ូគ្រីជាកូនស្រីព្រះស្នំនងគ្រួសារគេធ្វើបាបឯងច្រើនណាស់គេគួរតែទទួលហើយគ្រាន់តែជាតិនេះបងនិងប៊ូគ្រីជាបងប្អូនបង្កើតនឹងគ្នាបងក៏ទទួលយកប៊ូគ្រីជាប្អូនបងម្នាក់ដែរពេលនេះនាងបានប្រសើរឡើងហើយពិតជាមនុស្សមានទំនួលខុសត្រូវម្នាក់គេស្រឡាញ់ឯងខ្លាំងណាស់សុខចិត្តយកអនាគតមើលថែប្អូនស្រីសិតមិនល្អរបស់បងដើម្បីឲ្យឯងជាគេក៏ជាចំណែកមួយជួយបងនិងអ្នកម៉ែឲ្យចាប់លោកស្រីប៊ូឡាំងបានដែរថ្ងៃនេះបងនាំឯងទៅជួបអ្នកមានគុណដែលជួយសង្គ្រោះបងនឹងឯងរឿងចេតិភាគទី11ភាគបញ្ចប់និពន្ធដោយម៉ារ៉ាឌីសុខានិតហើយនេះនៅលើកោះដាច់ស្រយាលពីក្រុងព្រះសីហនុក្រមុំក្នុងសម្លៀកបំពាក់អ្នកកោះអង្គុយយោទងសម្លឹងទៅសមុទ្រដាច់កន្ទុយភ្នែកនាងក្រោកឈរឡើងជាមួយសម្លេងរបស់លោកយាយជាលោកយាយម្នាក់ដែលជាម្ដាយរបស់មហាកញ្ញាស៊ុយណាតកាលពីជាតិមុនមកដល់ពេលនេះយាយក៏នៅតែមាននិស្ស័យជាមួយមរកតលោកស្រីបានហៅចៅស្រីមកជម្រាបសួរនិងអរគុណទៅដល់អ្នកមានគុណដែលបានជួយសាក់ពីទឹកសមុទ្រនិងបន្សល់លិខិតមួយទៅសាក់ដើម្បីទៅជួយសង្គ្រោះមរកតចេញមកដោយសេចក្តីត្រេកអរតែត្រូវបដូរទឹកមុខមួយរំពេចព្រោះនោះគឺជាថានុកំឡោះចាប់ដៃក្រមុំជាប់បងសុំទោសដែលលាក់បាំងរឿងនេះជាមួយអូន
បងមិនអាចទៅជួយដោយផ្ទាល់ព្រោះតែជំងឺប៉ាបងក្នុងស្ថានភាពធ្ងន់ធ្ងរតែពេលនោះគឺបងដែលតាមស្វែងរកសាក់ដើម្បីយកព្រះសូរងទៅជួយអូនបងសុំទោសគ្រប់យ៉ាងមិនថាជាតិមុនឬជាតិនេះជាតិមុនខ្ញុំដឹងអស់ហើយថាម្ចាស់បងត្រូវទៅធ្វើសង្គ្រាមទប់ទល់ជាមួយអយុធ្យានេះជាខ្សែធាតុដីរបស់បងដែលនៅជាប់ខ្លួនអូនរហូតនោះអូនដឹងហើយថាគ្រប់យ៉ាងបងលះបង់ដើម្បីអូនច្រើនណាស់បងបានសង្គ្រោះអ្នកម៉ែនិងបងស្រីពីព្រះស្នំនងហើយក៏ព្យាយាមជួយអូនដែរតែបងជួយមិនបានលោកស្រីសីណាតជាមនុស្សអមតៈដែលមិនស្លាប់មិនកើតជាថ្មីដូចជាពួកយើងនោះទេបងដឹងតាំងពីដំបូងម្លេះថាចេតិដែលជាកន្លែងបុរាណមួយនោះជាកន្លែងបូជាដល់លោកស្រីច្រើនជំនាន់មកហើយទីបំផុតវានៅតែជាចេតិសម្រាប់មនុស្សរស់ដែលវានៅតែជាសម្បត្តិរបស់គ្រួសារអូនលោកស្រីសីណាតបានលាក់ខ្លួននៅភូមិរាប់ឆ្នាំមកហើយដើម្បីតែមកជួបអូនក្នុងជាតិនេះបងសប្បាយចិត្តពេលដឹងថាលោកស្រីជាមហាកញ្ញាសីណាតដែលលោកប៉ាបងជួយសង្គ្រោះពីមុនមកនោះតាមពិតទៅគឺបងបោកអូនរហូតមកបងគឺដឹងគ្រប់យ៉ាងច្បាស់ជាងអូនទៅទៀតតែមកធ្វើជាមិនយល់ពិតជាគួរឲ្យស្អប់ពិតមែនក្រមុំយកដៃគក់ទ្រូងកំឡោះធ្មុំធ្វើឲ្យនោះមានឱកាសចាប់ដៃជាប់គេក៏លួចស្ពាល់ក្រមុំមួយខ្សឺតយ៉ាងត្រជាក់គូស្នេហ៍រត់ប្រដេញគ្នាពេញមាត់ឆ្នេរយ៉ាងរីករាយបំផុតមួយខែក្រោយមកពិធីមង្គលការដ៏ធំប្រចាំទីក្រុងបានលេចឡើងជាមួយវត្តមានកូនក្រមុំរូបស្រស់និងកំឡោះកូនកាត់សង្ហាខ្ចោះថ្ងៃនេះជាថ្ងៃគ្រួសារញាតិមិត្តបងប្អូនមកជួបជុំក្នុងមង្គលការមរកតពិធីកាត់ខ័ណ្ឌស្លាអំដោយចម្រៀងរៀបរាប់ពីគុណម្ដាយស្រស់ស្រីស្រក់ទឹកទៅលើភ្នែកម្ដាយលោកស្រីសីណាតជូតទឹកភ្នែកកូនស្រីនិងញឹមដោយក្តីកក់ក្ដៅពេលយប់ក៏ចូលមកដល់ជាពិធីកាត់ផ្លែឈើកូនក្រមុំក្នុងរ៉ូបស្ដោវែងអូសដីអ្នកកំដេរជាណាលីនថ្ងៃនេះក៏ស្រស់ស្អាតបំផុតរ៉ូបពណ៌ក្រហមស្រស់សមជាមួយនឹងសាច់សខ្ចីរបស់នាងបាច់ផ្ការបស់កូនកំឡោះនិងកូនក្រមុំបានបោះមកចំសាក់សែងគ្រប់គ្នាក៏ហូរសប្បាយជាមួយគូស្នេហ៍ថ្មីដែលនឹងត្រៀមនៅឆ្នាំបន្ទាប់នោះគឺមង្គលការណាលីនជាមួយសាក់សែងម្ដងពិធីចប់រួចរាល់ព្រឹកឡើងគូស្រុកថ្មងថ្មីរៀបចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីសុំសិរីសួស្តីកាត់ចំណងថ្មីនិងដើម្បីរំលឹកឪពុកម្ដាយពួកគេដែលបានចែកឋានទៅពេលឆ្នាំក្រោយមកសាក់សែងទទួលសមាជិកគ្រួសារថ្មីនោះគឺណាលីនកំពុងសម្រាលបានកូនប្រុសម្នាក់ពេលនេះជំងឺប៊ូគ្រីក៏ប្រសើរឡើងដែរនាងកំពុងប្រឡែងក្មួយយ៉ាងមានក្តីសុខជាមួយពេជ្រដែលយកចិត្តទុកដាក់លើប៊ូគ្រីគ្រប់ពេលវេលាចំណែកមរកតក៏ពោះចិត្តគ្រប់ខែដែលថានោះជាស្វាមីអង្អែលពោះភរិយាថ្មដែលសម្លឹងទៅគ្រួសារយ៉ាងក្តីសុខបំផុតរឿងជាតិយមនុសមថាចប់ដោយបរិបូរណ៍អរគុណសម្រាប់ការទស្សនាសូមជម្រាបលា